ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងថាស្ត្រីនៅក្នុងទម្រង់សម្ភាសគឺជាមនុស្សដែលខ្ញុំលួចស្រឡាញ់តាំងពីកុមារភាពមកម្លេះដូច្នេះគាត់ក៏សម្រេចចិត្តសម្ភាសគាត់ផ្ទាល់ស្ត្រីនោះស្គាល់សម្លេងរបស់គាត់ស្គាល់បុរសនោះភ្លាមថាជាសត្រូវចាស់របស់គាត់ពីសាលានីតិហ៊ានបានផ្ដល់សំណួរសាកល្បងមួយដល់អ្នកត្រូវបានសម្ភាសទាំង4នាក់មនុស្ស3នាក់ផ្សេងទៀតបានផ្ដល់ចម្លើយដូចគ្នាគ្មានអ្វីពិសេសទាល់តែសោះប៉ុន្តែចម្លើយរបស់ឧត្តមសេនីយ៍គឺជាចម្លើយតែមួយគត់ដែលឆ្លើយត្រូវចំគោលដៅវាទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាភ្លាមហើយមានតែចម្លើយរបស់គាត់ទេដែលស្របនឹងគំនិតរបស់មេបញ្ជាការដោយមិននឹកស្មានដល់មេបញ្ជាការនៅតែបានកំចាត់គាត់ចោលអ្វីដែលយើងត្រូវការគឺអ្នកថ្មើរជើងដូចជាចោកជំនួសឲ្យជាមដូច្នេះគោលការណ៍សម្ភាសថ្ងៃនេះគឺចោកនៅឧត្តមសេនីយ៍បានសម្លឹងមើលមេតបដោយមិនជឿពេលគាត់ព្យាយាមចាក់ចេញគាត់នៅតែដែលដូចពេលគាត់នៅក្មេងតែងតែឈរនៅម្ខាងទៀតនៃខ្លួនឯងឧត្តមសេនីយ៍ពោពេញដោយការអន់ចិត្តបានងាកចេញហើយដើរចេញសម្រាប់បទសម្ភាសនេះគាត់ពាក់ស្បែកជើងកែងខ្ពស់ពេញមួយថ្ងៃដែលវាមិនធ្លាប់មានពីមុនមកសម្រាប់គាត់ជើងខ្ញុំហាមអស់ហើយឥឡូវនេះការជឿចាប់ដែលមិនអាចទ្រាំទ្របានប៉ុន្តែនៅទីបញ្ចប់គាត់ត្រូវបានចម្រុះចេញនៅក្នុងបទសម្ភាសចុងក្រោយដ៏សំខាន់នេះគាត់មិនដឹងថាមេបញ្ជាការបានសម្លឹងមើលគាត់ដោយស្ងៀមស្ងាត់ពីក្រោយខ្នងតាំងពីយូរយារណាស់មកហើយសម្លឹងមើលការដើរដ៏យឺតយ៉ាវរបស់គាត់នៅទីបំផុតមេតបមិនអាចទប់ទល់បានហើយក៏ដេញតាមពួកគេកាបូបតូចឧត្តមសេនីយ៍មិនបាននូវចំណងជើងដែលធ្លាប់ស្គាល់ប៉ុន្តែគួរឲ្យភ្ញាក់ផ្អើលនោះយូរពេកហើយដោយមិននឹកស្មានដល់នៅពេលដែលអ្នកទាំងពីរបានជួបគ្នាម្ដងទៀតបន្ទាប់ពីច្រើនឆ្នាំពួកគេនៅតែខ្វែងគំនិតគ្នាមុនពេលដែលមេតបអាចនិយាយបានឧត្តមសេនីយ៍បានងាកចេញភ្លាមដោយមិនបានងាកក្រោយឡើយមូលហេតុដែលលោកឧត្តមសេនីយ៍ឯកត្រូវបានបណ្ដេញចេញពីតំណែងវាគឺដោយសារតែគាត់ដឹងថាស្ថានភាពរាងកាយរបស់ឧត្តមសេនីយ៍មិនស័ក្តិសមសម្រាប់បរិយាកាសការងារដែលមានការប្រកួតប្រជែងខ្ពស់នៃការដាក់ពង្រីកងទ័ពអាកាសនោះទេវាបង្ហាញថាត្រឡប់ទៅសាលារៀនវិញសេនាប្រមុខដឹងថាឧត្តមសេនីយ៍រូបនេះបានរងទុក្ខដោយអាឡែស៊ីធ្ងន់ធ្ងរចំពោះទឹកភ្នែកខ្ញុំមានប្រតិកម្មអាឡែស៊ីនឹងការឆ្លងមេរោគបាក់តេរីរាល់ពេលដែលខ្ញុំយំក្នុងករណីធ្ងន់ធ្ងរវាអាចគំរាមកំហែងដល់អាយុជីវិតទៀតផងនេះជាមូលហេតុពិតប្រាកដដែលធ្វើឲ្យមេតបបណ្ដេញគាត់ចេញបន្ទាប់មកមេបញ្ជាការបានណែនាំជំនួយការរបស់គាត់ឲ្យប្រើប្រាស់ទំនាក់ទំនងរបស់គាត់ដើម្បីជួយឧត្តមសេនីយ៍ស្វែងរកការងារដែលងាយស្រួលជាងលោកបានបញ្ជាក់ថាដរាបណាក្រុមហ៊ុនមានឆន្ទៈជួលគាត់មានឆន្ទៈក្នុងការបម្រើការជាទីប្រឹក្សាវិនិយោគដោយឥតគិតថ្លៃរយៈពេល1ឆ្នាំវាជារឿងសំខាន់ដែលត្រូវដឹងថា Marshall គឺជាឥស្សរជនម្នាក់នៅកំពូលនៃពិភពវិនិយោគមនុស្សជាច្រើនចង់សុំរឿងនេះប៉ុន្តែមិនអាចទទួលបានវាពេលត្រឡប់មកផ្ទះវិញឧត្តមសេនីយ៍រូបនេះក៏ចាប់ផ្ដើមត្អូញត្អែទៅកាន់មិត្តល្អបំផុតរបស់នាងអំពីភាពមិនស្រួលផ្សេងរបស់មេបញ្ជាការភ្លាមនោះទូរស័ព្ទរបស់ខ្ញុំបានទទួលសំណើសុំធ្វើជាមិត្តភក្តិថាអ្នកគឺជាសេនាប្រមុខខ្ញុំជាមេតបឧត្តមសេនីយ៍មិនដែលរំពឹងថាគាត់នឹងមានភាពក្លាហានក្នុងការបន្ថែមគាត់ទៅក្នុងបញ្ជីនោះទេដូចនេះគាត់ត្រូវបានលុបចោលដោយល្បឿនរន្ទះមានអ្វីមួយខុសជាមួយរឿងនោះអ្នកនៅតែហ៊ានបន្ថែមខ្ញុំនៅលើ WeChat មែនទេដោយមិនដឹងពីស្ថានភាពនេះមេបញ្ជាការនៅតែផ្ញើសារទៅឧត្តមសេនីយ៍ដោយរីករាយគាត់ថែមទាំងមានអារម្មណ៍មោទនភាពដោយសម្ងាត់ថាគាត់បានរកឃើញការងារដែលមានប្រាក់ខែល្អសម្រាប់ឧត្តមសេនីយ៍យ៉ាងណាមិញនៅពេលដែលសារត្រូវបានផ្ញើចេញគាត់មានការងឿងឆ្ងល់ទាំងស្រុងឧត្តមសេនីយ៍ក៏ត្រូវបានញុះញង់ដោយសកម្មភាពរបស់សេនាប្រមុខផងដែរខ្ញុំបានស្គាល់ថានឹងទទួលបានការងារនៅក្រុមហ៊ុនវិនិយោគអាកាសចរដូច្នេះគាត់បានសុំឲ្យមិត្តល្អបំផុតរបស់គាត់ជួយគាត់ឲ្យចូលរួមក្នុងពិធីជប់លៀងស្រាក្រឡុករបស់ធនាគារវិនិយោគពេលគាត់ឃើញមន្ត្រីរាជការឡោមព័ទ្ធដោយអ្នកយកព័ត៌មាននៅលើឆាកខ្ញុំមិនអាចជួយអ្វីបានក្រៅពីជាគាត់1000ដងនៅក្នុងចិត្តមេបញ្ជាការក៏បានកត់សម្គាល់ឃើញឧត្តមសេនីយ៍នៅខាងក្រោមឆាកផងដែរឃើញឧត្តមសេនីយ៍សម្លឹងមើលគាត់យ៉ាងម៉ឺងម៉ាត់ជីងម៉ូមានយោថាវាគួរឲ្យស្រឡាញ់បាត់តិចអ្វីដែលបានកើតឡើងបន្ទាប់ធ្វើឲ្យពួកគេទាំងពីរអ្នកនិយាយមិនចេញភ្លាមនោះមិត្តល្អបំផុតរបស់ឧត្តមសេនីយ៍បានរើសកែវស្រាមួយកែវហើយខ្ចាត់ខ្ចាយទៅលើមេបញ្ជាការសកម្មភាពភ្លាមនេះស្ទើរតែធ្វើឲ្យឧត្តមសេនីយ៍ភ្ញាក់ផ្អើលមុនពេលដែលមេតបអាចប្រតិកម្មបានមិត្តល្អបំផុតរបស់ខ្ញុំបានបដូរទៅជារបៀបមហាក្សត្រីរឿងភាគភ្លាមហេតុអ្វីបានជា Marshall មិនឆ្លើយតបសារ WeChat របស់ខ្ញុំតើខ្ញុំជានរណាតើអ្នកលែងស្រឡាញ់ខ្ញុំទៀតហើយឬតើខ្ញុំស្គាល់អ្នកទេតើអ្នកកំពុងនិយាយរឿងមិនសមហេតុផលអ្វីខ្លះអ្នកពិតជានិយាយថាអ្នកមិនស្គាល់ខ្ញុំមែនទេតើអ្នកទាំងអស់គ្នាបានឬវាទេមនុស្សម្នាក់នេះពិតជាបាននិយាយថាគាត់មិនស្គាល់ខ្ញុំទេហេតុអ្វីបានជាអ្នកមិនស្គាល់ខ្ញុំឥឡូវនេះអ្នកធ្លាប់ហៅខ្ញុំថាសម្លាញ់តូចរបស់អ្នកកាលនៅក្មេងតូចគួរឲ្យស្រឡាញ់ម្ល៉េះហេតុអ្វីអ្នកមិនគ្រាន់តែនិយាយថាអ្នកមិនស្គាល់ខ្ញុំមេបញ្ជាការមានការងឿងឆ្ងល់ទាំងស្រុងចំពោះការវាយប្រហារភ្លាមនិងបំផ្លិចបំផ្លាញនេះប៉ុន្តែពេលគាត់ឃើញឧត្តមសេនីយ៍ដែលកំពុងអួតអាងឈរនៅម្ខាងខ្ញុំមានគំនិតល្អរួចទៅហើយអំពីអ្វីដែលកំពុងកើតឡើងដូច្នេះគាត់បានរកឃើញវិធីដ៏អស្ចារ្យមួយដើម្បីសងសឹកនារីវ័យក្មេងម្នាក់នេះអ្នកបាននិយាយថាខ្ញុំជាមិត្តប្រុសរបស់អ្នកមែនទេបន្ទាប់មកខ្ញុំនឹងសួរអ្នកថាខ្ញុំរស់នៅណាតើថ្ងៃកំណើតរបស់ខ្ញុំជាអ្វីតើលេខទូរស័ព្ទរបស់ខ្ញុំជាអ្វីតើអ្នកដឹងទេនាយទាហានមិនត្រឹមតែលាតត្រដាងសកម្មភាពសៀករបស់មិត្តល្អបំផុតរបស់គាត់នៅនឹងកន្លែងនោះទេគាត់ថែមទាំងបានឆ្លៀតឱកាសអួតដោយចិត្តអ្នកថាមិត្តស្រីរបស់គាត់នៅទីនោះទៀតផងពេលដែលមនុស្សគ្រប់គ្នាពោពេញដោយការសង្ស័យខ្ញុំបានឃើញគាត់ដើរយឺតឆ្ពោះទៅរកទីដៅរបស់ឧត្តមសេនីយ៍មិត្តស្រីរបស់ខ្ញុំនៅទីនេះភ្លាមនោះគាត់បានងាកមកហើយដឹងថាក្មេងស្រីដែលគាត់បានកំចាត់ចោលកាលពីថ្ងៃមុនពិតជានៅក្នុងពិធីជប់លៀងរបស់គាត់ដោយភ្ញាក់ផ្អើលក្មេងស្រីនោះបានសម្លឹងមើលគាត់យ៉ាងម៉ឺងម៉ាត់ទោះយ៉ាងណាក៏ដោយនាយសេនាធិការយល់ឃើញថាវាគួរឲ្យស្រឡាញ់ណាស់ប៉ុន្តែអ្វីដែលគាត់មិនបានដឹងនោះគឺការខុបខិតមួយកំពុងដំណើរការពេលគាត់ដើរទៅរកឧត្តមសេនីយ៍ស្ត្រីចម្លែកម្នាក់បានរើសកែវស្រាមួយកែវហើយបានខ្ចាយវាទៅលើនាយទាហានយ៉ាងសាហាវសកម្មភាពភ្លាមនេះស្ទើរតែធ្វើឲ្យឧត្តមសេនីយ៍ភ្ញាក់ផ្អើលហេតុអ្វីបានជា Marshall មិនឆ្លើយតបសារ WeChat របស់ខ្ញុំតើអ្នកជានរណាតើអ្នកលែងស្រឡាញ់ខ្ញុំទៀតហើយឬអ្នកលែងស្រឡាញ់ខ្ញុំទៀតហើយតើខ្ញុំស្គាល់អ្នកទេតើអ្នកកំពុងនិយាយរឿងមិនសមហេតុផលអ្វីខ្លះអ្នកកំពុងធ្វើពុតជាមិនស្គាល់ខ្ញុំមែនទេតើអ្នកទាំងអស់គ្នាបានឬវាទេមនុស្សម្នាក់នេះពិតជាបានធ្វើពុតជាមិនស្គាល់ខ្ញុំអ្នកកំពុងធ្វើពុតជាមិនស្គាល់ខ្ញុំឥឡូវនេះដូច្នេះហេតុអ្វីបានជាអ្នកហៅខ្ញុំថាអូនសម្លាញ់និងសម្លាញ់តូចនៅពេលនោះកាលនាងនៅតូចគួរឲ្យស្រឡាញ់ហេតុអ្វីអ្នកមិនគ្រាន់តែនិយាយថាអ្នកមិនស្គាល់ខ្ញុំប៉ុន្តែមេតបបានឃើញយ៉ាងច្បាស់តាមរយៈទង្វើឆ្កងរបស់គាត់ពេលគាត់ឃើញឧត្តមសេនីយ៍ដែលអួតអាងឈរនៅម្ខាងខ្ញុំបានទីគំនិតទូទៅភ្លាមដូច្នេះគាត់បានជួយក្មេងស្រីនោះឡើងបន្ទាប់មកគាត់បានសួរសំណួរមួយចំនួនដែលមានតែដៃគូស្និទ្ធស្នាលប៉ុណ្ណោះដែលដឹងចម្លើយដោយការរំពឹងទុកក្មេងស្រីនោះមិនអាចឆ្លើយសំបីតែមួយម៉ាត់ដូច្នេះមេតបក៏សម្រេចចិត្តលេងជាមួយដោយសារយើងកំពុងនិយាយអំពីមិត្តស្រីតើនោះត្រឹមត្រូវទេចៃដន្យណាស់មិត្តស្រីរបស់ខ្ញុំក៏នៅទីនោះដែរនៅថ្ងៃនេះហើយសេចក្តីថ្លែងការណ៍នេះបណ្ដាលឲ្យមានការចលាចលភ្លាមគាត់ដើរយឺតទៅរកទីដៅរបស់ឧត្តមសេនីយ៍មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឮពាក្យថាមិត្តស្រីរបស់ខ្ញុំនៅទីនេះនាយទាហានសម្លឹងមើលគាត់ដោយក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅទោះជាយ៉ាងណាក៏ដោយឧត្តមសេនីយ៍គិតថាគាត់ចិត្តណាលេងល្បិចលើគាត់ម្ដងទៀតគាត់បានរត់គេចខ្លួនភ្លាមពីកន្លែងកើតហេតុក្នុងស្ថានភាពរញ៉េញ៉ៃមុនពេលដែលខ្ញុំដឹងខ្លួនខ្ញុំបានទៅដល់ចំណុចខ្ពស់មួយនៅក្នុងសន្តាគារគាត់ស្រែកឡើងលើមេ
ដោយរៀបរាប់ពីអ្វីគ្រប់យ៉ាងដែលបានកើតឡើងចំពោះគាត់តើអរិយជានរណាតើអ្នកកំពុងនិយាយអំពីខ្ញុំមែនទេឧត្តមសេនីយ៍សៀវគូបាវពិតជាមិនអាចយល់បានទេហេតុអ្វីបានជាមេតបតែងតែឡងបន្លាចខ្ញុំដូចខ្មោចហើយគ្មានអ្វីល្អកើតឡើងទេរាល់ពេលដែលខ្ញុំជួបគាត់ដូចកាលនៅវិទ្យាល័យដែរសុនត្រកថានោះឧត្តមសេនីយ៍បានបាត់បង់ការនិយាយរបស់គាត់ឈរលើឆាកទាំងស្រឡាំងកាំងឃើញដូច្នេះសិស្សក្នុងចំណោមអ្នកស្ដាប់ក៏ចាប់ផ្ដើមរិះគន់គាត់រលកនៃការសោកស្ដាយនិងការខកចិត្តបានបោកបក់មកលើខ្ញុំនៅពេលនោះសេនាប្រមុខស្រាប់តែដឹងថាគាត់បានយកសាត្រាស្លឹករឹតសុនត្រកថារបស់ឧត្តមសេនីយ៍មកច្រឡំទោះជាយ៉ាងណាក៏ដោយការជឿចាប់ខ្លាំងពេករបស់ឧត្តមសេនីយ៍រូបនេះបានបង្កឲ្យមានអាឡែស៊ីទឹកភ្នែកនាងបានដួលសន្លប់ម្ដងទៀតក្រឡេកមើលទៅរយលើរឿងតូចតាចទាំងអស់ឧត្តមសេនីយ៍មានអារម្មណ៍ថាមេតបនោះដូចជាអរិយមួយកំពុងគ្រប់ដណ្ដប់លើគាត់ពេលមើលអ្នកឲ្យចិត្តអ្នកពិតជាមើលទៅដូចជាមនុស្សល្ងងម្នាក់ឧត្តមសេនីយ៍បានស្បត់ថាលោកត្រូវតែចូលរួមក្នុងការងារដាក់ពង្រាយកប៉ាល់ខ្ញុំត្រូវតែធ្វើឲ្យមេតបមើលមកខ្ញុំដោយភ្នែកថ្មីនេះទាហានបានមើលគាត់បន្តត្រដុសដៃរបស់គាត់បន្ទាប់មកនាងបានដោះសម្លៀកបំពាក់របស់នាងចេញហើយរុំវាថ្នមលើរាងកាយរបស់គាត់បន្ទាប់មកខ្ញុំបានព្យាយាមទាញគាត់ចេញដូចជាអ្នកទាំងពីរកំពុងទាញនិងទាញគ្នាទៅវិញទៅមកជើងរបស់ឧត្តមសេនីយ៍បានរអិលភ្លាមគាត់ស្ទើរតែលាក់ពីលើចន្ទានីទាហានបានប្រតិកម្មយ៉ាងរហ័សហើយលូកដៃទៅចាប់គាត់ប៉ុន្តែការទាញនិងទាញនេះបានធ្វើឲ្យបូមាត់របស់ពួកគេទាំងពីរចូលគ្នាយ៉ាងណែនរហូតដល់ពន្លឺរបស់អ្នកយកព័ត៌មានបានរលត់ទៅបន្ទាប់មកអ្នកទាំងពីរហាក់ដូចជាដឹងថាពួកគេកំពុងយល់សប្តិហើយក៏បែកគ្នាយ៉ាងលឿននេះសេនាធិការដឹងពីអ្វីដែលកំពុងកើតឡើងក៏បានគ្រប់ដណ្ដប់ឧត្តមសេនីយ៍ភ្លាមដោយសម្លៀកបំពាក់របស់គាត់បានស្រែកប្រាប់អ្នកយកព័ត៌មានឲ្យឈប់ថតរូបបើមិនដូច្នោះទេសូមប្តឹងពួកគេពីបទរំលោភលើភាពឯកជនបន្ទាប់ពីអ្នកយកព័ត៌មានចេញទៅពេលនោះហើយដែរសេនាប្រមុខបានដឹងថាឧត្តមសេនីយ៍មានអាឡែស៊ីនឹងទឹកភ្នែកហើយការប្រកាសមួយទៀតត្រូវបានធ្វើឡើងដូច្នេះគាត់បានបើកឡានដឹកឧត្តមសេនីយ៍ទៅមន្ទីរពេទ្យភ្លាមពួកគេខ្លាចថាការពន្យាពេលសំបីតែមួយវិនាទីក៏អាចធ្វើឲ្យជីវិតរបស់ឧត្តមសេនីយ៍គ្រោះថ្នាក់ដែរលោកគ្រូពេទ្យគាត់មានអាឡែស៊ីទឹកភ្នែកពីកំណើតធ្ងន់ធ្ងរវាចាំបាច់ក្នុងការចាក់អាស៊ីតក្លូយកូនិកទម្ងន់ម៉ូលេគុលទាភ្លាមតាមសរសៃឈាមវ៉ែនក្នុងដំណោះស្រាយក្លូយកូសពី5ទៅ10អូអ្នកហាក់ដូចជាដឹងច្រើនអំពីរឿងនេះណាស់លៀនសួយបានពិពណ៌នាអំពីរោគសញ្ញានិងជំរើសនៃការព្យាបាលយ៉ាងប៉ិនប្រសប់ទៅកាន់គ្រូពេទ្យជាសំណាងល្អអ្នកជំងឺត្រូវបានបញ្ជូនទៅមន្ទីរពេទ្យទាន់ពេលវេលាឧត្តមសេនីយ៍បានរួចផុតពីគ្រោះថ្នាក់ហើយខណៈពេលដែលគាត់សន្លប់បាត់ស្មារតីឡើងជួយគាត់បានប្រើទូរស័ព្ទរបស់គាត់ដើម្បីផ្ញើលេខបន្ទប់មន្ទីរពេទ្យទៅមិត្តល្អបំផុតរបស់គាត់ថែមទាំងបានបន្ថែមព័ត៌មានទំនាក់ទំនងរបស់គាត់មកវិញដោយសម្ងាត់ទៀតផងរហូតដល់គាត់ឃើញមិត្តល្អបំផុតរបស់គាត់ប្រញាប់ប្រញាល់មកបន្ទាប់មកនេះទាហានក៏ចាក់ចេញទៅដោយមានអារម្មណ៍ធូរស្រាលនៅថ្ងៃបន្ទាប់ឧត្តមសេនីយ៍បានភ្ញាក់ពីដំណេកដោយគិតថាជាមិត្តល្អបំផុតរបស់នាងដែលបាននាំនាងទៅមន្ទីរពេទ្យរហូតដល់គាត់បានឃើញពាក្យចាំអារាមដែលបង្ហោះដោយមេប៉ូលីសដោយប្រើទូរស័ព្ទផ្ទាល់ខ្លួនរបស់គាត់ខ្ញុំខឹងខ្លាំងណាស់ស្ទើរតែដួលសន្លប់ម្ដងទៀតតើអ្នកឈ្គួតទេតើខ្ញុំអាចផ្ញើសារ WeChat បែបនេះដោយរបៀបណាយ៉ាងណាក៏ដោយមុនពេលដែលមិត្តល្អបំផុតរបស់នាងអាចដឹងថាមានអ្វីកើតឡើងទូរស័ព្ទរបស់គាត់បានទទួលសារមិត្តល្អបំផុតរបស់ខ្ញុំបានរើសវាឡើងហើយមើលគាត់សម្លឹងមើលទៅឧត្តមសេនីយ៍ដោយមិនជឿខ្ញុំគិតថានេះមើលទៅដូចជារបស់អ្នកមែនទេនេះមើលទៅដូចជាក្លេបសក់របស់អ្នកឧត្តមសេនីយ៍ខឹងខ្លាំងណាស់ស្ទើរតែស្លាប់នៅនឹងកន្លែងបញ្ហានេះបានក្លាយជាការពិភាក្សារបស់ក្រុមហ៊ុនយ៉ាងឆាប់រហ័សពេលលើដំណឹងនេះស៊ូឆាងដែលជាមិត្តភក្តិជិតស្និទ្ធនិងជាជំនួយការក៏បានប្រញាប់ប្រញាល់ទៅកាន់ការិយាល័យរបស់មេប៉ូលីសភ្លាមដើម្បីស្វែងយល់ពីអ្វីដែលកំពុងកើតឡើងនីតិខូដៅត្រជាក់នៅជ្រុងភ្នែកអារម្មណ៍រីករាយមួយនៅក្នុងចិញ្ចើមរបស់គាត់មើលទៅដូចជាដើមឈើដែកបុរាណរបស់អ្នកនឹងរីកហើយឃើញមុខចៅហ្វាយនេះញឹមដោយក្តីរីករាយស៊ូឆាងបាននិយាយថាបើអញពិតជាចូលចិត្តនាងមែនចូលនាំនាងមកវិញយ៉ាងណាមិញក្រុមហ៊ុនមិនត្រូវការតំណែងនេះទេលើពីនេះទៅទៀតអ្នកដែលនៅចិត្តទឹកនឹងទទួលបានព្រះច័ន្ទមុនតើវាមិនអស្ចារ្យទេទោះបីជាមេបញ្ជាការបានត្អូញត្អែដោយពាក្យសម្ដីថាគាត់កំពុងជ្រៀតជ្រែកក្នុងកិច្ចការរបស់អ្នកដទៃក៏ដោយប៉ុន្តែនៅវិនាទីបន្ទាប់គាត់ក៏ចាប់ផ្ដើមធ្វើអ្វីតើអ្នកជានរណាតើអ្នកចូលចិត្តទៅរកម្ចាស់ផ្ទះរបស់យ៉ាងទេខ្ញុំចង់ជួបផ្ទះរបស់អ្នកគាត់តែងតែតាក់ទងម្ចាស់ផ្ទះរបស់ក្មេងស្រីនោះដើម្បីតាមរកក្មេងស្រីដែលគាត់លួចស្រឡាញ់គាត់បានផ្ដល់ជូនដោយសប្បុរសដើម្បីជួបផ្ទះដែលគាត់រស់នៅក្នុងតម្លៃខ្ពស់ជាងអត្រាជួលស្តង់ដារអំពីលោកម្ចាស់យើងខ្ញុំក៏ឲ្យតម្លៃចំពោះភាពស្មោះត្រង់ផងដែរនៅពេលជួលកន្លែងមួយក្មេងស្រីដែលជួលអាផាតមិនរបស់ខ្ញុំគឺជាមនុស្សល្អណាស់ពួកគេតែងតែរៀបចំអំណោយសម្រាប់ខ្ញុំក្នុងអំឡុងពេលថ្ងៃឈប់សម្រាកខ្ញុំបានប្រកួតផ្ទះនោះទៅឲ្យពួកគេវិញដោយប្រញាប់ប្រញាល់ក្មេងស្រីតូចនោះគ្មានផ្ទះសម្បែងប្រធានាធិបតីមិនស្ទាក់ស្ទើរទេហើយបានដំឡើងតម្លៃភ្លាម$40បីបិទកិច្ចព្រមព្រៀងតាមទស្សនៈរបស់ Marshall គ្មានអ្វីនៅក្នុងលោកនេះដែលលុយមិនអាចដោះស្រាយបាននោះទេប្រសិនបើវាមិនអាចដោះស្រាយបាននោះត្រូវមានន័យថាលុយមិនគ្រប់គ្រាន់ទេម្ចាស់ផ្ទះបានចាប់អារម្មណ៍ភ្លាមចំពោះការផ្ដល់ជូនដល់តាក់ទីនេះគោលការណ៍នៃភាពសុចរិតត្រូវបានបោះចោលភ្លាមគាត់ប្រញាប់ក្រោកឡើងដើម្បីរៀបចំកិច្ចសន្យាក្នុងពេលជាមួយគ្នានេះមេបញ្ជាការបានតាក់ទងអន្តរការីយ៉ាងរហ័សពួកគេបានជួសជុលផ្ទះនៅទល់មុខផ្ទះរបស់ពួកគេថែមទាំងបានបញ្ចុះតម្លៃថ្លៃជួលចំនួន$3.000ទៀតផងគាត់បានស្នើសុំជាពិសេសថាផ្ទះនេះត្រូវជួលឲ្យតែក្មេងស្រីដែលគាត់បានកំណត់ប៉ុណ្ណោះបន្ទាប់ពីអ្វីត្រូវបានរៀបចំរួចរាល់បូមាត់របស់មេបញ្ជាការបានរួញឡើងបន្តិចគាត់ញឹមដោយពេញចិត្តបន្ទាប់មកគាត់បានត្រឡប់ទៅក្រុមហ៊ុនវិញសម្លៀកបំពាក់របស់អ្នកត្រូវបានបោកគក់នឹងអាចការយកចិត្តទុកដាក់យ៉ាងម៉ត់ចត់ចំពោះព័ត៌មានលម្អិតនិងការប្រុងប្រយ័ត្នគឺជាជំនឿជាមូលដ្ឋានបំផុតនៅក្នុងឧស្សាហកម្មរបស់យើងមានបញ្ហាអ្វីជាមួយមុខខ្ញុំការសួរសំណួរដែលអ្នកដឹងចម្លើយរួចហើយម្ចាស់ផ្ទះដែលលោកភ្លុនលុយនោះបានរត់ទៅរកឧត្តមសេនីយ៍ភ្លាមហើយប្រាប់គាត់ថាកូនប្រុសរបស់គាត់ទើបតែរៀបការភ្លាមត្រូវការផ្ទះសម្រាប់រៀបចំពិធីមង្គលការជាបន្ទាន់ប្រាប់គាត់ឲ្យចាក់ចេញភ្លាមប្រាក់កក់និងថ្លៃជួលរបស់អ្នកអាចត្រូវបានសង្វេញពេញលេញភ្លាមឧត្តមសេនីយ៍ក៏ជាមនុស្សត្រង់ដែរគ្រាន់តែសួរគាត់ថាតើគាត់កំពុងស្វែងរកជួលឬអត់អូតើអ្នកកំពុងនិយាយអ្វីតើអ្នកគិតថាខ្ញុំចាងយីជាមនុស្សសម្ភារៈនិយមបែបនេះទេវាមើលទៅមិនដូចវាទេមិនអីទេសៀវឈៀវនឹងសងប្រាក់ថ្លៃជួលបន្ថែមមួយខែទៀតភ្លេចវាចោលទៅកុំចូលមកអីដោយគ្មានជំរឿអ្វីផ្សេងឧត្តមសេនីយ៍ត្រូវផ្លាស់ទៅផ្ទះមិត្តល្អបំផុតរបស់នាងជាមុនសិននាងថែមទាំងបានសុំឲ្យមិត្តល្អបំផុតរបស់នាងជួយរកអាផាតមិនទៀតផងពួកគេបានឃើញផ្ទះដែលមេតបបានដោះលែងយ៉ាងលឿនការតុបតែងនេះស្ទើរតែដូចជាបន្ទប់តន្ត្រីក្នុងក្តីស្រមៃរបស់ឧត្តមសេនីយ៍ម្នាក់ខ្ញុំឆ្ងល់ថាតើមេតបបានតុបតែងផ្ទះនេះជាពិសេសតាមចំណង់ចំណូលចិត្តរបស់ឧត្តមសេនីយ៍ឬអត់ពួកគេបានទូរស័ព្ទយ៉ាងរហ័សដើម្បីសួរនាំអ្នកងារបានរនាមត្រកូលរបស់ភីគីមខាងទៀតបន្ទាប់មកគាត់បានបង្ហាញថាផ្ទះនេះត្រូវបានជួលរួចហើយនាមត្រកូលរបស់គាត់គឺជាងតានោះមានន័យថាផ្ទះនោះត្រូវបានជួលរួចហើយឬនៅទេ
ទេផ្ទះនោះនៅតែនៅទីនោះវានៅតែនៅទីនោះលេខទូរស័ព្ទរបស់មិត្តអ្នកបញ្ចប់ដោយ3097មែនទេបាទចាសនោះជាលេខទូរស័ព្ទខ្ញុំនឹងនាំអ្នកទៅមើលផ្ទះនៅម៉ោង1រសៀលថ្ងៃនេះភ្នាក់ងារនោះមានការរំភើបខ្លាំងណាស់ដែលគាត់ថែមទាំងបានបង្ហាញលេខទូរស័ព្ទ4ខ្ទង់ចុងក្រោយទៀតផងពួកគេមិនមានការសង្ស័យសំបីតែបន្តិចឡើយបន្ទាប់មកពួកគេបានទៅមើលផ្ទះគ្រឿងសង្ហារឹមទាំងអស់សុទ្ធតែមានរចនាបថដែលជាទូទៅចូលចិត្តប៉ុន្តែតម្លៃនេះគ្រាន់តែថោកពេកឬវាធ្វើឲ្យពួកគេមានការសង្ស័យតើនេះជាផ្ទះខ្មោចប្រភេទណាមួយមែនទេពិតជាគ្មានអ្វីដែលហៅថាផ្ទះខ្មោចលងនោះទេភ្នាក់ងារបានពន្យល់យ៉ាងរហ័សថាម្ចាស់ផ្ទះមិនខ្វះខាតលុយទេខ្ញុំកំពុងស្វែងរកអ្នកជួលដែលស្អាតនិងមានរបៀបរៀបរយដើម្បីជួយរៀបចំពួកគេទើបតែបានបំពេញតាមតម្រូវការនោះហើយជាមូលហេតុដែលខ្ញុំបាននាំអ្នកទាំងអស់គ្នាមកទីនេះហាក់ដូចជាដូចគ្នាដូច្នេះឧត្តមសេនីយ៍បានចុះកិច្ចសន្យាជួលកន្លែងនេះក្នុងពេលជាមួយគ្នានេះនីសេនាធិការកំពុងសម្លឹងមើលរូបថតរបស់ឧត្តមសេនីយ៍ដោយទេខ្ញុំចាំបានថាកាលខ្ញុំនៅជាសិស្សឧត្តមសេនីយ៍ធ្លាប់បានយកឆ្កែវង្វេងមួយក្បាលមកចិញ្ចឹមប៉ុន្តែមន្ត្រីប៉ប៉ូលីសដឹងថាឆ្កែវង្វេងងាយនឹងជួបគ្រោះថ្នាក់ឧត្តមសេនីយ៍ដែលមានមនោសញ្ចេតនាអាចនឹងស្រក់ទឹកភ្នែកដោយសារតែរឿងនេះឧត្តមសេនីយ៍រូបនេះទទួលរងពីអាឡែស៊ីទឹកភ្នែកធ្ងន់ធ្ងរនាងនឹងធ្លាក់ខ្លួនជាតក់ស្លុតប្រសិនបើនាងយំវាថែមទាំងអាចគំរាមកំហែងដល់អាយុជីវិតទៀតផងដូច្នេះមេបញ្ជាការបានមើលថែកូនឆ្កែនោះដោយផ្ទាល់សូម្បីតែលើនេះគាត់គឺជាអ្នកដែលកោះហៅកូនឆ្កែនេះដោយផ្ទាល់វាមិនពិបាកមើលឃើញពីរឿងនេះទេថាមេតបគឺជាមនុស្សម្នាក់ដែលឲ្យតម្លៃដល់ភាពស្មោះត្រង់និងសុចរិតភាពពីបាតបេះដូងរបស់គាត់នៅពេលនេះមេបញ្ជាការបានទទួលព័ត៌មានពីភ្នាក់ងារអចលនទ្រព្យថាឧត្តមសេនីយ៍កំពុងត្រូវបានគេនាំទៅមើលផ្ទះគាត់បានលួចស្ដាប់សំឡេងដែលចេញពីផ្ទះក្បែរនោះដោយភ័យសម្លឹងមើលរាល់ចលនារបស់ពួកគេរហូតដល់គាត់លួចមើលដោយស្ងាត់គាត់បានឃើញភ្នាក់ងារតសញ្ញាយល់ព្រមដល់គាត់នីតិហ៊ានបានបង្ហាញស្នាមញញឹមអាក្រក់ភ្លាមនៅល្ងាចនោះឧត្តមសេនីយ៍បានអូសវ៉ាលីរបស់គាត់ចូលដោយរីករាយខណៈពេលដែលគាត់កំពុងដេកលើសាឡុងដោយរីករាយកណ្ដឹងទ្វារបានបន្លឺឡើងភ្លាមគាត់បានបើកទ្វារហើយឃើញមេតបនៅពីមុខគាត់មានការភ្ញាក់ផ្អើលមួយសន្ទុះនីតិហ៊ានធ្វើពុតជាភ្ញាក់ផ្អើលតើអ្នកដឹងថាខ្ញុំនៅទីនេះដោយរបៀបណាអ្នកនាងជាងអ្នកគិតច្រើនពេកហើយខ្ញុំបានឮថាអ្នកចិត្តខាងថ្មីម្នាក់នឹងផ្លាស់មករស់នៅដូច្នេះខ្ញុំនឹងជម្រាបសួរហេតុអ្វីបានជាអ្នកចៃដន្យមែនហាខ្ញុំដឹងហើយហេតុអ្វីបានជាអាផាតមិននេះត្រូវបានជួលក្នុងតម្លៃទាបបែបនេះដូច្នេះវាបង្ហាញថាមានវិញ្ញាណអាក្រក់នៅក្នុងផ្ទះលៀនសួយបាននិយាយថាយើងជួបគ្នាគ្រប់ពេលខ្ញុំខ្លាចថាអ្នកនឹងមានអារម្មណ៍ចំពោះខ្ញុំយូរទៅអ្នកពិតជាគិតច្រើនពេកហើយមែនទេខ្ញុំអាចចាត់ទុកខ្លួនឯងថាបានធ្វើសេវាកម្មដ៏អស្ចារ្យមួយរួចហើយដោយជៀសវាងការធ្វើសកម្មភាពនៅពេលដែល Lion Shui ហ៊ីបនឹងហៅវងលេងឧត្តមសេនីយ៍បានលូកដៃតូចមួយមកបញ្ឈប់គាត់បន្ទាប់មកពួកគេបានរុញគាត់ចេញគាត់បានបិទទ្វារយ៉ាងខ្លាំងដោយទុកឲ្យមេបញ្ជាការនៅខាងក្រៅឧត្តមសេនីយ៍បានដកដង្ហើមធំវែងមួយតើវាយឺតពេលសម្រាប់ភីគឹមខាងទៀតទេនៅថ្ងៃបន្ទាប់ពួកគេទាំងពីរនាក់បានចេញទៅក្រៅជាមួយគ្នាដោយមិនបានណាត់ជួបជាមុនមេបញ្ជាការនៅតែអះអាងថាការធ្វើដំណើរដោយលោតផ្លោះមិនស័ក្តិសមសម្រាប់អ្នកទេខ្ញុំបានណែនាំគាត់ឲ្យបោះបង់ចោលឲ្យបានឆាប់ជាជាងយឺតឧត្តមសេនីយ៍ដោយមិនចង់ចាញ់គេបានតបវិញថាគេមិនគួរនិយាយឲ្យច្បាស់លាស់ពេកទេប្រយ័ត្នណាអ្នកអាចនឹងទះកំភ្លៀងខ្លួនឯងនៅពេលក្រោយនៅពេលនេះមេតបនៅតែមិនយល់ពីអ្វីដែលគាត់ចង់មានន័យពេលគាត់មកដល់ក្រុមហ៊ុនគាត់បានរកឃើញថាឧត្តមសេនីយ៍ដែលគាត់បានបដិសេធយ៉ាងច្បាស់ឥឡូវនេះនាយកប្រតិបត្តិដែលចូលចិត្តត្រួតត្រារូបនេះស្រាប់តែបានដឹងក្នុងអំឡុងពេលកិច្ចប្រជុំមួយថានារីដែលគាត់បានបដិសេធនៅក្នុងបទសម្ភាសន៍នោះគឺជានារីនោះគាត់ស្រាប់តែលេចមុខក្នុងចំណោមបុគ្គលិកថ្មីនាយកប្រតិបត្តិដែលមានអំណាចខ្លាំងពេកមានការភ្ញាក់ផ្អើលប៉ុន្តែមិនយូរប៉ុន្មានស្នាមញញឹមដ៏មានអត្ថន័យមួយបានលេចឡើងនៅលើបូមាត់របស់គាត់ក្មេងស្រីនោះក៏រឹងរូសមិនចុះសម្រុងគ្នាដែរគាត់បានតបស្នងវិញដោយទឹកមុខញុះញង់នាយកប្រតិបត្តិបានបញ្ជាឲ្យជំនួយការរបស់គាត់ស៊ើបអង្កេតបញ្ហានេះភ្លាមគេបានដឹងថាឧត្តមសេនីយ៍រូបនេះពិតជាបុគ្គលិករបស់ក្រុមហ៊ុនដែលត្រូវបានចាប់ដាក់គុកដោយឧបនាយករដ្ឋមន្ត្រីលីនតៃម៉ូអ្វីបានមកដល់ចំណុចនេះហើយមេបញ្ជាការមានអារម្មណ៍ថាមានតែតាមរយៈការឲ្យឧត្តមសេនីយ៍ត្រួតពិនិត្យការពិតដ៏ឃោរឃៅនៃវិស័យធនាគារវិនិយោគប៉ុណ្ណោះទើបអាចតាមដានស្ថានភាពបានយ៉ាងមានប្រសិទ្ធភាពសង្ឃឹមថាគាត់នឹងចុះចាញ់វិញម្យ៉ាងវិញទៀតនាយកប្រតិបត្តិស្ត្រីម្នាក់បានដឹកនាំបុគ្គលិកថ្មីទៅទស្សនាក្រុមហ៊ុនការពន្យល់អំពីច្បាប់នៃការចូលបម្រើការងារអ្នកចំណូលថ្មីនៅវាមានរយៈពេលសាកល្បង3ខែប្រសិនបើអ្នកធ្លាក់ក្នុងការវិតម្លៃក្នុងអំឡុងពេលសាកល្បងសេនីយ៍និងឈែមិញដែលជាព្រះសង្គ្រាមដែលមិនស្គាល់ចាញ់របស់មិត្តដរាបណាគាត់ចាត់វិធានការមានការបញ្ជាទិញណាដែលមិនអាចបំពេញបាននោះទេព្រះនៃសង្គ្រាមដែលមិនអាចឈ្នះបានខ្ញុំចង់ឃើញថាខ្ញុំចាញ់អ្នកណានៅពេលអនាគតនេះគឺជាការប្រកួតប្រជែងស្ងាត់នៅក្នុងចិត្តរបស់ខ្ញុំបន្ទាប់មកគាត់បានលះបង់ខ្លួនឯងទាំងស្រុងចំពោះការងាររបស់គាត់បានស្បត់ថានឹងធ្វើឲ្យមេតបដែលមើលងាយគាត់តាំងពីកុមារភាពមើលមកគាត់ដោយភ្នែកថ្មីទោះជាយ៉ាងណាក៏ដោយមិត្តរួមការងាររបស់គាត់បាននិយាយទៅកាន់គាត់ដោយត្រជាក់នេះគឺជាការរិះគន់លាក់កំបាំងមួយចំពោះគាត់ចំពោះការចូលទៅក្នុងក្រុមហ៊ុនតាមរយៈការភ្ជាប់ជាមួយមន្ត្រីជាន់ខ្ពស់ពួកគេថែមទាំងគំរាមដាក់គាត់ឲ្យនៅដាច់ដោយឡែកទៀតផងទោះជាយ៉ាងណាក៏ដោយឧត្តមសេនីយ៍រូបនេះបានជ្រើសរើសស្វែងយល់ពីផ្នែកចាស់ទុំដោយស្ងៀមស្ងាត់នាងលាក់ខ្លួននៅក្នុងបន្ទប់ផឹកតែម្នាក់ឯងភ្លាមនោះឧត្តមសេនីយ៍ឯកត្រូវបានកោះហៅដោយសេនាប្រមុខគុំគិតថាដោយសារតែអ្នកមានការគ្រប់គ្រងដ៏មានឥទ្ធិពលខ្លះអ្នកអាចស្នាក់នៅក្នុងសមុទ្របានដោយសុវត្ថិភាពនោះទេបុគ្គលិកណាម្នាក់ដែលកំពុងអូសទាញក្រុមឲ្យធ្លាក់ចុះខ្ញុំមានវិធីមួយដើម្បីឲ្យគាត់ចាក់ចេញឧត្តមសេនីយ៍បានបង្វិលភ្នែកដោយមិនអើពើបន្ទាប់ពីយូរដូច្នេះបន្ទាប់មកមេបញ្ជាការបានប្រគល់ឯកសារមួយអំពីក្រុមហ៊ុន Ostkilling ឲ្យគាត់សុំឲ្យគាត់សរសេររបាយការណ៍ហាមឃាត់ការស៊ើបអង្កេតលោកក៏ត្រូវបានរំលឹកផងដែរថាប្រសិនបើបុគ្គលិកសាកល្បងធ្វើខុស3ដងរយៈពេលសាកល្បងរបស់ពួកគេនឹងត្រូវបានចាត់ទុកថាមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ឧត្តមសេនីយ៍គ្រាន់តែញឹមខ្ញុំជឿជាក់យ៉ាងមុតមមថាខ្ញុំនឹងយកវាឲ្យធ្ងន់ធ្ងរបទពិសោធន៍ការងាររបស់ខ្ញុំបង្ហាញថាខ្ញុំមិនបានចូលទៅក្នុងវាតាមរយៈការភ្ជាប់ទេដើម្បីតែកំភ្លៀងអ្នកម្ដងទៀតខ្ញុំនឹងខិតខំឲ្យអស់ពីសមត្ថភាពអ្នកត្រូវយកថាកម្លាំងធ្វើសកម្មភាពជាគូមុខខ្ញុំឈឺហើយដៃខ្ញុំក៏ឈឺដែរដូច្នេះខ្ញុំត្រូវបញ្ចប់ការងារឲ្យបានលឿនតាមដែលអាចធ្វើទៅបានឧត្តមសេនីយ៍បានប្រញាប់ប្រញាល់ទៅកាន់ក្រុមហ៊ុនភ្លាមនេះបានធ្វើឲ្យបរិយាកាសមិនច្បាស់លាស់បន្តិចខណៈពេលដែលមេតបកំពុងខិតជិតឧត្តមសេនីយ៍ភ្លើងបានរលត់នៅពេលមិនសមរម្យមានរឿងអ្វីកើតឡើងអំឡុងពេលដាច់ចរន្តអគ្គិសនីឧត្តមសេនីយ៍បានឆ្លៀតឱកាសនោះយ៉ាងរហ័សដើម្បីដកខ្លួនចេញពីមេបញ្ជាការរត់ទៅមាត់ទ្វារដើម្បីពិនិត្យមើលស្ថានភាពប៉ុន្តែមេតបបានដើរតាមពីក្រោយគាត់យ៉ាងប្រកៀកដោយចិត្តណារំកិលខ្លួនទៅចិត្តហើយសម្លឹងមើលភ្នែកគាត់នាងបាននិយាយថាតើអ្នកពិតជាបារម្ភអំពីគ្រោះថ្នាក់ដែលបុរសនិងស្ត្រីនៅតែពីរនាក់ក្នុងបន្ទប់ជាមួយគ្នាមែនទេពាក្យទាំងនេះធ្វើឲ្យឧត្តមសេនីយ៍លេបទឹកមាត់យ៉ាងលំបាកនៅពេលដែលឧត្តមសេនីយ៍កាន់តែរំកិលទៅមុខទោះជាយ៉ាងណាក៏ដោយវិនាទីបន្ទាប់គឺឆ្កងណាស់វាជារឿងចម្លែកដែលទូរស័ព្ទរបស់គាត់បានខូចមានរឿងអ្វីកើតឡើង
មានរឿងអ្វីកើតឡើងគ្រាន់តែពេលដែលអ្នកទាំងពីរកំពុងខាត់បងជាសំណាងល្អជំនួយការបានមកដល់ទាន់ពេលវេលាបន្ទាប់ពីយល់ពីស្ថានភាពរួចជំនួយការក៏បានទៅយកកូនសោយ៉ាងរហ័សក្នុងអំឡុងពេលដំណើរការរងចាំទោះជាយ៉ាងណាក៏ដោយរដូវរបស់ឧត្តមសេនីយ៍បានមកដល់មុន1 ខែដែលជារឿងគួរឲ្យបង្ហាញពីភាពទន់ភ្លន់និងការយកចិត្តទុកដាក់គ្មានព្រំដែនសម្លឹងមើលទឹកមុខផ្ដោតអារម្មណ៍របស់មេបញ្ជាការគំនិតរបស់ឧត្តមសេនីយ៍បានរសាត់ត្រឡប់ទៅរកកុមារភាពរបស់គាត់ពេលនោះនីតិហ៊ានក៏អង្គុយចុះក្បែរគាត់បែបនេះដែលខ្ញុំបានបង្រៀនគាត់ពីរបៀបចងខ្សែស្បែកជើងរបស់គាត់មួយជំហានម្ដងនាងថែមទាំងបានសុំឲ្យគាត់ហៅនាងថាបងប្រុសជាការសងប្រាក់ទៀតផងខ្ញុំមិនដែលស្រមៃថាច្រើនឆ្នាំនឹងកន្លងផុតទៅយ៉ាងនេះទេខ្ញុំនៅតែមិនទាន់ស្ទាត់ជំនាញកិច្ចការសាមញ្ញមួយគឺចងខ្សែស្បែកជើងរបស់ខ្ញុំនៅឡើយទេវាពិតជាទាំងគួរឲ្យអស់សំណើចនិងគួរឲ្យខឹងសម្បាឧត្តមសេនីយ៍បានភ្ញាក់ពីដំណេករបស់គាត់សម្លឹងមើលមេតបដែលដើរទៅមុខចិត្តខ្ញុំពោពេញទៅដោយអារម្មណ៍ចម្រុះហុយស្រួយណាស់ខ្ញុំបានប្រាប់អ្នកហើយថាអ្នកមិនសាកសមមកទីនេះទិញរបស់របរទេអ្នកនៅតែមិនជឿខ្ញុំសម្លឹងមើលឧត្តមសេនីយ៍ដែលកំពុងដេកលក់យ៉ាងស្កប់ស្កល់នៅក្នុងឡានព្រោះរដូវរបស់គាត់មកដល់មុន1 ខែភ្នែករបស់មេតបពោពេញដោយការឈឺចាប់ក្នុងចិត្តនីតិហ៊ានមិនអាចទ្រាំនឹងដាស់គាត់បានទេគ្រប់គាត់ដោយប្រុងប្រយ័ត្នដោយភួយនាងថែមទាំងបានសិតសក់រញ៉េញ៉ៃរបស់គាត់ដោយថ្នមទៀតផងសម្រាប់ឧត្តមសេនីយ៍នីតិហ៊ានបានប្រមូលភាពក្លាហានហើយដោយមិនអើពើនឹងឋានៈរបស់ខ្លួនជាបុរសបានចូលទៅក្នុងហាងលក់ទំនិញមួយដើម្បីជ្រើសរើសកន្សែងអនាម័យប្រឈមមុខនឹងទំនិញជាច្រើនប្រភេទនៅលើធ្នើគាត់បានខាត់បងមួយរយៈខ្ញុំរាន់តែយកកាបូបនីមួយមិត្តប្រុសរបស់អ្នកដទៃមិនដែលធ្វើឲ្យខកចិត្តឡើយទោះយ៉ាងណាក៏ដោយនៅពេលទូទាត់ប្រាក់នីតិហ៊ានមានការភ្ញាក់ផ្អើលចំពោះនារីគិតលុយនៅពីមុខគាត់បើទោះបីជាគាត់ព្យាយាមលាក់បាំងអត្តសញ្ញាណរបស់គាត់ជាមួយនឹងការតុបតែងខ្លួនដ៏គ្មានកំហុសរបស់ធ្លុកក៏ដោយប៉ុន្តែមេតបបានស្គាល់គាត់ភ្លាមថាជាអ្នកដែលបានជួយឧត្តមសេនីយ៍ចេញពីបន្ទប់គេងរបស់គាត់នៅពិធីជប់លៀងមិត្តស្រីខ្លាំងៗដែលបានកំពុកស្រាពេញខ្លួននាងមេបញ្ជាការមិនបានលាតត្រដាងគាត់នៅនឹងកន្លែងទេផ្ទុយទៅវិញស្នាមញញឹមដ៏អាក្រក់មួយបានរួញនៅជ្រុងមាត់របស់គាត់សូមឲ្យលីលីយកតេម៉ូសមកហើយចាក់ទឹកក្តៅចូលបន្ទាប់មកនាងបានញ៉ាំតែខ្ញីស្ករត្នោតយឺតនៅចំពោះមុខគាត់ប្រសិនបើតែខ្ញីស្ករត្នោតក្តៅបន្ហំមួយពេលនេះត្រូវប្រឡាក់លើមុខរបស់អ្នកតើវានឹងមានអារម្មណ៍យ៉ាងណាពេលលើដូច្នេះលីលីបានដឹងថាសេនាប្រមុខបានស្គាល់នាងសម្លេងផ្ដោតអារម្មណ៍ទៅកាន់ហ៊ីវប៉ុន្តែផ្ទុយទៅវិញមេបញ្ជាការបានបញ្ឆោតគាត់ទីបំផុតនីតិហ៊ានក៏ចាក់ចេញទៅដោយពេញចិត្តដោយកាន់កាបូបទិញអីវ៉ាន់របស់គាត់ដើម្បីកុំឲ្យរំខានដល់ការគេងទូទៅនៅក្នុងឡាននេះទីហ៊ានឈរស្ងៀមនៅខាងក្រៅឡានរងចាំបន្ទាប់ពីឧត្តមសេនីយ៍ភ្ញាក់ពីដំណេកនីតិហ៊ានបានប្រគល់តែខ្ញីស្ករត្នោតមួយពែងដែលកំពុងពុះកញ្ជ្រោលឃើញទឹកមុខពេញចិត្តនិងភ្ញាក់ផ្អើលរបស់ឧត្តមសេនីយ៍នីតិហ៊ានក៏ញឹមយ៉ាងស្រស់ស្រាយផងដែរប៉ុន្តែឧត្តមសេនីយ៍ទើបតែដើរចូលទៅក្នុងផ្ទះលីលីឆក់យកកាបូបទិញអីវ៉ាន់ពីដៃគាត់ពួកគេបានរកឃើញថារបស់របរនៅខាងក្នុងគឺជាកន្សែងអនាម័យដែលពួកគេបានលក់ខ្ញុំស្ទើរតែមិនជឿថាទំនាក់ទំនងរវាងឧត្តមសេនីយ៍និងមេតបបានវិវត្តយ៉ាងឆាប់រហ័សយ៉ាងនេះទេឧត្តមសេនីយ៍ចង់ពន្យល់ទោះជាយ៉ាងណាក៏ដោយលីលីបានទូចថាអ្នកទាំងពីរពិតជាបានណាត់ជួបគ្នារួចហើយទុកចោលដោយគ្មានជំរឿផ្សេងទៀតឧត្តមសេនីយ៍គ្មានជំរឿអ្វីក្រៅពីបញ្ជូនលីលីទៅក្នុងផ្ទះបាយដោយលេខថាគាត់ឃ្លាននោះទេបន្ទាប់ពីលីលីចេញទៅឧត្តមសេនីយ៍បានសម្លឹងមើលតេម៉ូនៅក្នុងដៃរបស់គាត់រំលឹកឡើងវិញនៅសកម្មភាពដ៏កក់ក្ដៅជាច្រើនរបស់សេនាប្រមុខនៅថ្ងៃនេះខ្ញុំមិនអាចជួយអ្វីបានក្រៅពីសង្ស័យពីចេតនារបស់មេបញ្ជាការនោះទេដើម្បីបញ្ជាក់ពីចំណុចរបស់គាត់នៅថ្ងៃបន្ទាប់នៅកន្លែងធ្វើការឧត្តមសេនីយ៍បានលេចមុខដោយចិត្តនានៅលើផ្លូវដែលជិះមិនរួចរបស់សេនាប្រមុខខ្ញុំចង់ឃើញប្រតិកម្មរបស់គាត់ដោយមិននឹកស្មានដល់នីតិហ៊ានបានប្រងើយកន្តើយនឹងគាត់ទាំងស្រុងរឿងនេះធ្វើឲ្យបេះដូងរបស់ឧត្តមសេនីយ៍ត្រជាក់ភ្លាមដោយមិនព្រមចុះចាញ់គាត់បានត្រឡប់ទៅកាន់តំណែងវិញហើយបានតាក់ទាញចំណាប់អារម្មណ៍របស់មេបញ្ជាការដោយមិននឹកស្មានដល់មេតបមានផែនការក្នុងចិត្តរួចហើយនីតិអាមិញនៅពេលយប់ឧត្តមសេនីយ៍បានត្រឡប់ទៅក្រុមហ៊ុនវិញដោយអស់សង្ឃឹមថៅកែបានសួរអំពីលទ្ធផលនៃការស្ទង់មិត្តឧត្តមសេនីយ៍អាចនិយាយបានតែយ៉ាងខ្សោយថាគាត់នឹងព្យាយាមទំនាក់ទំនងជាមួយភីគីមខាងទៀតម្ដងទៀតដោយសារតែភីគីមខាងទៀតមានភាពធន់ខ្លាំងនៅពេលរសៀលខ្ញុំត្រូវទៅកិច្ចប្រជុំក្នុងថ្នាក់នៅថ្ងៃស្អែកនៅពេលនេះបញ្ហានៅតែបន្តកើតមានសូមប្រាជ្ញាលោក Ren Zheng ស្រាប់តែបានផ្ញើសារមួយដោយនិយាយថាលោកនឹងចូលរួមកិច្ចប្រជុំទាន់ពេលវេលាឧត្តមសេនីយ៍មានអារម្មណ៍រីករាយជាខ្លាំងរីកាព័ត៌មាននេះទៅលោកមេតបជាបន្ទាន់ប៉ុន្តែអ្វីដែលគាត់មិនបានដឹងនោះគឺថាគាត់កំពុងដើរមួយជំហានមករកឃើញដោយមិននឹកស្មានដល់អ្នកចិត្តខាងស្រីដែលគាត់លួចស្រឡាញ់អស់រយៈពេលជាច្រើនឆ្នាំស្រាប់តែចុះពីឡានរបស់បុរសចម្លែកម្នាក់អ្នកដែលហ៊ាននឹងត្រូវបណ្តេញចេញពីក្រុមហ៊ុននៅតែមានគំនិតចង់ណាត់ជួបជាមួយបុរសទេទៀតអ្វីដែលធ្វើឲ្យគាត់ខឹងកាន់តែខ្លាំងនោះហ៊ាននោះខឹងសម្បាយ៉ាងខ្លាំងហើយញ័រខ្លួនដោយកំហឹងគាត់បែកខ្លួនហើយប្រញាប់ត្រឡប់ទៅបន្ទប់របស់គាត់វិញក្នុងពេលជាមួយគ្នានេះឧត្តមសេនីយ៍ដែលទើបតែចុះពីឡានរបស់មនុស្សចម្លែកនោះបានរំលឹកពីការយកចិត្តទុកដាក់របស់បុរសនោះពេញមួយដំណើរគាត់មិនអាចជួយអ្វីបានក្រៅពីប្រៀបធៀបគាត់ទៅនឹងមេតបធំរបស់ក្រុមហ៊ុនដោយសម្ងាត់វាជាការពិតដែលថាការប្រៀបធៀបគឺគួរឲ្យស្អប់ខ្ពើមប្រៀបធៀបតម្លៃហើយអ្នកនឹងត្រូវបោះចោលវាកំពុងធ្វើសក់របស់អ្នកហេតុអ្វីបានជាមានភាពខុសគ្នាខ្លាំងរវាងមនុស្សនៅថ្ងៃបន្ទាប់ដូចដែលបានព្រមព្រៀងគ្នាឧត្តមសេនីយ៍បានសុំឲ្យនាយកប្រតិបត្តិបង្ហាញពីរបៀបរៀបចំសម្រាប់កូនទី2សូវខ្ញុំនៅលីវជប់និយាយរឿងមិនសមហេតុផលទៀតទៅតើអតីតភរិយារបស់អ្នកសុខសប្បាយជាទេឥឡូវនេះតើប្តីថ្មីរបស់នាងល្អជាងអ្នករាប់លានដងមែនទេសូមអភ័យទោសខ្ញុំនៅលីវដូចអ្នកដែរហើយខ្ញុំភ្ញាក់ផ្អើលពេលឮថាសូម្បីតែនាយកប្រតិបត្តិដ៏សង្ហានិងមានទ្រព្យសម្បត្តិច្រើនក៏នៅលីវដែរឧត្តមសេនីយ៍មិនអាចទប់ចិត្តបានក្រៅពីចំអកឲ្យគាត់ដោយសួរថាតើគាត់មានអារម្មណ៍ហួសចិត្តនឹងជំរឿទាំងនេះឬអត់នេះទីហ៊ានបានមកក្បាលយ៉ាងម៉ឺងម៉ាត់ដូចជាចង់និយាយអ្វីមួយដោយសម្លេងដ៏អាឡារិកគាត់ថែមទាំងធ្វើពុតជាមានបញ្ហាហើយនិយាយថាទីក្រុងសៀងហៃពោពេញទៅដោយនារីស្រស់ស្អាតខ្ញុំពិតជាមិនដឹងថាត្រូវជ្រើសរើសអ្នកណាទេឧត្តមសេនីយ៍បានប្រាប់គាត់កុំឲ្យប្រញាប់ប្រញាល់ហើយរើចំណាយពេលជ្រើសរើសប៉ុន្តែនៅខាងក្នុងខ្ញុំមានអារម្មណ៍ដូចជាពីងនៃការចំណែងឈ្នានីសមួយត្រូវបានប្រឡាប់ចោលពីថ្លៃបំផុតដំបូងឡើយគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការទិញឧទ្ធម្ភាគចក្រ115មួយ General គាត់គិតថាមន្ត្រីនោះនឹងនាំគាត់ទៅភោជនីយដ្ឋានដែលមានផ្កាយ Michelin ជាកន្លែងដែលតម្លៃជាមធ្យមក្នុងមនុស្សម្នាក់គឺ1888 យ៉នហើយបោកប្រាស់គាត់ហើយបន្ទាប់មកខ្ញុំបានឮថាតម្លៃសមរម្យបែបនេះខ្ញុំស្ទើរតែមិនជឿត្រជាក់របស់ខ្ញុំគាត់មិនអាចជួយអ្វីបានក្រៅពីសួរនីប៉ូលីសថាតើមានគម្រោងធ្វើវគ្គទី2ឬអត់មេបញ្ជាការបានតបដោយសួរថាតើគាត់នៅតែគិតអំពីភោជនីយដ្ឋានដែលមានផ្កាយ Michelin ដែរឬទេពេលនាងនិយាយនាងបានក្រោកឈរឡើងដោយចេតនាដូចជានាងហ៊ាននឹងនាំគាត់ទៅទីនោះឧត្តមសេនីយ៍បានបញ្ឈប់គាត់យ៉ាងរហ័សដោយនិយាយថាគាត់មិនអាចទ្រាំទ្រនឹងការចំណាយប្រាក់ច្រើនបែបនេះដើម្បីរៀបចំអាហារដ៏ប្រណីតជូនមេបញ្ជាការនោះទេខ្ញុំបានបង្ខំញឹមយ៉ាងរហ័សហើយនិយាយ
ថាគូឈ្មោះ Prosperity Rice Noodles មានអត្ថន័យដោយមិននិយាយអ្វីមួយម៉ាត់គាត់បានដើរចូលទៅក្នុង studio ថតរូបភ្លាមតើអ្នកជាគូស្នេហ៍មែនទេខ្ញុំដឹងដើម្បីសងសិទ្ធិមេបញ្ជាការចំពោះជំនួយពីមុនរបស់គាត់ឧត្តមសេនីយ៍បានខំថ្មិញរបស់គាត់សម្រាប់ចិត្តស៊ូទ្រាំនឹងការធ្វើទារុណកម្មរបស់មេបញ្ជាការយ៉ាងណាមិញអេរិយាបថរបស់ពួកគេពិតជាឆ្កងពេកហើយមិនស៊ីគ្នានឹងប្រធានបទនៃព្រឹត្តិការណ៍ពេលឃើញបែបនេះបុគ្គលិកបានសុំឲ្យពួកគេថតឡើងវិញអេរិយាបថរួមរកជាច្រើនក៏ត្រូវបានណែនាំផងដែរឧត្តមសេនីយ៍មិនសប្បាយចិត្តនឹងរឿងនេះទេគាត់បែរខ្លួនហើយរៀបចំខ្លួនចេញទៅដោយមិននឹកស្មានដល់មន្ត្រីប៉ូលីសបានទាញគាត់មកវិញជាទាន់សម័យណាស់មនុស្សគ្រប់គ្នាដឹងរឿងនោះអ្នកពិតជាគ្មានភាពវៃឆ្លាតតតែសោះរវាងពួកគេពិតជាគ្មានការយោគយល់គ្នាទេម្ដងទៀតអ្នកបានធ្វើវាដោយចេតនាមែនទេអ្នកបានធ្វើរឿងនេះដោយចេតនាមែនទេខ្ញុំមិនថតទៀតទេទំនាក់ទំនងដែលបង្ខំមិនដែលដំណើរការទៅមុខទេវាគ្រាន់តែមានន័យថាអ្នកនឹងមនុស្សដែលដោយរូបថតវាបង្ហាញថាសេនាប្រមុខតែងតែចូលចិត្តឧត្តមសេនីយ៍មកថតរូបនៅតាមស្តង់ថតរូបអេរិយាបថធ្វើបាបដ៏ពិសេសទាំងនោះបានបន្សល់ទុកនៅអនុស្សាវរីយ៍ល្អជាច្រើនពេលគិតដល់ចំណុចនេះស្នាមញឹមមួយបានលេចចេញមកលើបូមាត់របស់នីតិហ៊ានដោយមិនដឹងខ្លួនម្ដងទៀតក្មេកនីតិហ៊ានបានក្អកពីរបីដងដោយចេតនាឧត្តមសេនីយ៍បានឮសំឡេងក្អកហើយក៏ដើរទៅបន្ទប់ទទួលភ្ញៀវមានរឿងអ្វីវាមិនមានអ្វីធ្ងន់ធ្ងរទេប្រហែលជាយប់មិញខ្ញុំផ្ដាសាយហើយឈឺតើខ្ញុំត្រូវទៅមន្ទីរពេទ្យដោយរបៀបណាឧត្តមសេនីយ៍បានលូកដៃទៅប៉ះថ្ងាសរបស់មេតបថតគួរឲ្យខ្លាចគាត់ប្រញាប់យកតែ1ម៉ែត្រចេញពីមាត់មន្ត្រីប៉ូលីសព្រោះគ្រុនក្តៅរបស់គាត់ខ្ពស់ខ្លាំងណាស់ខ្ញុំនឹងរងចាំអ្នកគូបកងទោះជាយ៉ាងណាក៏ដោយមេបញ្ជាការបានបដិសេធយ៉ាងទន់ខ្សោយវាគួរតែប្រសើរឡើងប្រសិនបើខ្ញុំសម្រាប់មួយរយៈឧត្តមសេនីយ៍ដោយមិនចង់រំខានដល់ការសម្រាប់របស់គាត់ក៏បានងាកមកវិញដើម្បីចាក់ចេញប៉ុន្តែមេបញ្ជាការបានចាប់ផ្ដើមបង្កបញ្ហាម្ដងទៀតក៏កាន់តែខ្លាំងឡើងគាត់នៅតែនិយាយថាគាត់ត្រជាក់ឧត្តមសេនីយ៍គ្មានជំរឿអ្វីរើពីសួរម្ដងទៀតថាតើពួកគេចង់ទៅមន្ទីរពេទ្យឬអត់នីតិហ៊ាននៅតែងក់ក្បាលហើយបដិសេធឧត្តមសេនីយ៍បានងាកចេញដោយអស់សង្ឃឹមនីតិហ៊ានមានការថប់បារម្ភខ្ញុំបានគូសកែវនឹកស្មានដល់នីតិហ៊ានបានទៅឆ្ងាយជាងនេះទៅទៀតបន្ទាប់មកគាត់បាននិយាយថាគាត់ឃ្លានខ្ញុំចង់ញ៉ាំម្ហូបសាច់3មុខម្ហូបបន្លែមួយមុខនិងស៊ុបមួយឧត្តមសេនីយ៍មិនគិតថាគាត់មើលទៅឈឺទេដូចជាខ្ញុំហៀបនឹងបដិសេធហើយទោះជាយ៉ាងណាក៏ដោយនីតិហ៊ានបានធ្វើទង្វើដ៏គួរឲ្យអាណិតមួយនៅទីបំផុតឧត្តមសេនីយ៍បានបន្ទន់ចិត្តនិងសម្របសម្រួលយ៉ាងណាក៏ដោយពិធីបុណ្យអធិរាជហ៊ានម៉ាន់ជុំចាំអ្នកជំងឺរបស់ពួកគេនៅអាហារដែលមានជាតិខ្លាញ់បែបនេះនេះជាលើកដំបូងដែលខ្ញុំធ្លាប់ចំអិនបបរតើខ្ញុំគួរផឹកវាទេកុំផឹកស្រានៅខាងក្រៅលក់វាវិញអ្នកជំងឺមានភាពទន់ខ្សោយនិងខ្សោយនៅអវយវៈទាំង4ហើយត្រូវការឲ្យសម្រាប់ព្យាបាលតើឧត្តមសេនីយ៍ពិតជាចង់ជេរគាត់មែនទេថេឌីអ្នកប្រាជ្ញប៉ុន្តែដោយឃើញគាត់មើលទៅគួរឲ្យអាណិតប៉ុណ្ណាពេលគាត់ឈឺខ្ញុំត្រូវមើលថែគាត់ខ្ញុំមិនអាចជួយអ្វីបានក្រៅពីមានអារម្មណ៍អាណិតនោះទេខ្ញុំគ្មានជំរឿអ្វីក្រៅពីលើកចានហើយឲ្យគាត់ញ៉ាំម្ដងមួយស្លាបព្រាទេសេនាប្រមុខបានសម្លឹងមើលឧត្តមសេនីយ៍ដែលកំពុងមើលថែគាត់យ៉ាងល្អគាត់បានរីករាយដោយសម្ងាត់ស្នាមញឹមដ៏រីករាយមួយបានរាលដាលពីពេញមុខរបស់នាងដោយមិនដឹងខ្លួនសាឡុងរដូវយ៉ាងរហ័សថាសាឡុងនេះត្រូវបាននាំចូលពីប្រទេសអាល្លឺម៉ង់គាត់បានលាក់បាំងការពិតថាគាត់កំពុងធ្វើពុតជាជំងឺទោះជាយ៉ាងណាក៏ដោយខណៈពេលដែលគាត់កំពុងអួតអាងដោយសម្ងាត់ទូរស័ព្ទរបស់ឧត្តមសេនីយ៍រត់ឡើងភ្លាមវាបានបង្ហាញថាគ្រូរបស់គាត់បានរៀបចំជួបគាត់មេបញ្ជាការបានឃើញឧត្តមសេនីយ៍ផ្លាស់ប្ដូរសារជាមួយគ្រូរបស់គាត់ស្នាមញឹមបានបាត់ភ្លាមក្នុងការប៉ុនប៉ងបញ្ឈប់ឧត្តមសេនីយ៍រូបនេះនាងបានគិតច្រើនពេកហើយបានឲ្យគាត់ផលិតសៀវភៅ Norwegian Wood ទោះបីជាឧត្តមសេនីយ៍រូបនេះមានបំណងចាក់ចេញដំបូងក៏ដោយទោះជាយ៉ាងណាក៏ដោយដោយសារតែពួកគេមានកម្រិតនៃការយល់ដឹងអំពីតួអង្គនៅក្នុងសៀវភៅខុសពីមេបញ្ជាការអ្នកទាំងពីរចាប់ផ្ដើមឆ្លោះប្រកែកគ្នាដូច្នេះឧត្តមសេនីយ៍ដែលរឹងរូសបន្តិចចម្បានធ្លាក់ចូលទៅក្នុងអន្ទាក់ដែលដាក់ដោយមេតបបន្តិចម្ដងព្រឹកបន្ទាប់មកស្លរំកិលមើលពេលវេលាសំខាន់ក្នុងវ័យឆាតរបស់គាត់សារមួយបានផ្ទុះឡើងក្នុងចិត្តរបស់គាត់ដូចជាក្របបែកវាបានបង្ហាញថាឧត្តមសេនីយ៍បានចេញទៅជួបគូប្រជែងស្នេហារបស់គាត់មេបញ្ជាការមានអារម្មណ៍ថាការច្រណែនយ៉ាងខ្លាំងបានហូរចូលក្បាលរបស់គាត់ប៉ុន្តែគាត់ពិតជាមិនដឹងថាឧត្តមសេនីយ៍បានទៅណាទេក្នុងពេលជាមួយគ្នានេះឌូឡៃបានអញ្ជើញឧត្តមសេនីយ៍ទៅភោជនីយដ្ឋានដប់រណិតមួយលោកបានអញ្ជើញឧត្តមសេនីយ៍ជាពិសេសឲ្យភ្លក់នំតូចដែលលោកបានផលិតយ៉ាងយកចិត្តទុកដាក់ឧត្តមសេនីយ៍បានខំបន្តិចខ្ញុំមិនអាចជួយអ្វីបានក្រៅពីសរសើរវាទេបូមាត់របស់ឌូឡៃរួញឡើងបន្តិចពេលឃើញបែបនេះនៅម្ខាងទៀតនីតិហ៊ានកំពុងដើរលេងជាមួយឆ្កែរបស់គាត់នៅជាន់ក្រោមពេលសម្លឹងមើលភ្លើងស្រអាប់នៅក្នុងផ្ទះរបស់ឧត្តមសេនីយ៍ខ្ញុំមានអារម្មណ៍អាក់អន់ចិត្តគាត់មិនអាចជួយអ្វីបានក្រៅពីដើរទៅមកដោយក្តីបារម្ភនៅជ្រកចូលនៃបរិវេណលំនៅឋាននោះទេសូម្បីតែវ៉ាន់ខេដែលស្វាហាប់ក៏អស់កម្លាំងហើយដួលទៅលើឥដ្ឋភូមិសាស្ត្រដកដង្ហើមហត់លោកឧត្តមសេនីយ៍ស្នាក់នៅក្រៅផ្ទះពេញមួយយប់ភាពរឹងអ្វីនីតិហ៊ានសម្លឹងមើលយ៉ាងចំទៅជ្រកចូលតំបន់លំនៅឋានខ្ញុំមិនហ៊ានព្រិចភ្នែកសូម្បីតែមួយដងប៉ុន្តែពេលនោះឧត្តមសេនីយ៍កំពុងអង្គុយក្នុងឡានរបស់យូលីអ្នកទាំងពីរបានជាគ្នាហើយសាច់ប៉ុន្តែក្នុងអំឡុងពេលសន្ទនាធម្មតារបស់ពួកគេបានយល់ព្រមលើពេលវេលាជួបគ្នាម្ដងទៀតបានមកដល់ជាន់ក្រោមផ្ទះខ្ញុំហើយឧត្តមសេនីយ៍ញឹមហើយឲ្យក្រវ៉ាត់ក៏ទៅឌូឡៃពេលនោះនីតិហ៊ានដែលរងចាំជាយូរមកហើយស្រាប់តែលេចចេញមកសេនាប្រមុខបានជួបឌូឡៃខ្យល់ក៏ពោពេញទៅដោយក្លិនម្សៅកាំភ្លើងយ៉ាងឡើងភ្លាមភ្នែករបស់ពួកគេបានជួបគ្នាហើយពួកគេបានប៉ះទង្គិចគ្នាតើអ្នកស្គាល់គ្នាទេខ្ញុំមិនស្គាល់នាងទេសេនាប្រមុខនិយាយទាំងចាប់ដៃជាមួយឌូឡៃដោយគួរសមប៉ុន្តែនៅក្នុងកាន់តែល្អវាដូចជាគាត់ចង់កំទេចឆ្អឹងរបស់អ្នកដទៃគាត់តែងតែលួចចេញពីបន្ទប់ជានិច្ចពេលឮសំឡេងពីម្ខាងទៀតនៃសាវធំគាត់បានងាកមកវិញភ្លាមដោយភ័យស្លន់ស្លោភ្លាមនោះកាន់តែក្នុងការជូនអ្នកទៅជាមួយតាមផ្លូវសូមទទួលយកនេះជាការទូទាត់សម្រាប់ការដឹកជញ្ជូនសូមអរគុណចំពោះសេចក្តីសប្បុរសរបស់អ្នកលោកយានកង់ទាំង4របស់អ្នកកំពុងមើលទាហានថ្មីទាំង4នាក់ដោយទឹកមុខក្រអឺតក្រទុំពួកគេបានត្អូញត្អែថារបាយការណ៍របស់ពួកគេត្រូវបានសរសេរមិនបានល្អធ្វើដូចជាជើហ្វាយភ្លាមនោះមេពេញជាការបានលេចមុខមកយ៉ាងមានឥទ្ធិពលសេចក្តីប្រកាសថាអ្នកចំណូលថ្មីទាំង4នាក់នេះនឹងត្រូវដកចេញដើម្បីបង្កើតក្រុមការងារថ្មីមួយគាត់ទទួលបន្ទុកគម្រោងផ្ដល់ជូនភាគហ៊ុនជាសាធារណៈលើកដំបូងសម្រាប់ Airline Entertainment នេះជាឱកាសដ៏ល្អមួយដើម្បីបង្ហាញសមត្ថភាពរបស់អ្នកខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាអាចបង្ហាញខ្ញុំពីស្មារតីដែលបានផ្លាស់ប្ដូរទាំងស្រុងមានអានុភាពនិងមិនអាចយកឈ្នះបានតើអ្នកយល់ទេអ្នកចំណូលថ្មីទាំង4នាក់ពិតជារំភើបណាស់កំចាត់អនុប្រធានដែលរំខានចេញហើយអាចធ្វើការក្រោមការដឹកនាំរបស់ព្រះសង្គ្រាមដែលមិនអាចយកឈ្នះបាននេះគ្រាន់តែជាដំណឹងដ៏អស្ចារ្យពីស្ថានសុខបន្ទាប់មកពួកគេបានដើរតាមមេបញ្ជាការទៅកាន់ One Sing Entertainment ដើម្បីស្វែងយល់បន្ថែមអំពីស្ថានភាពក្នុងពេលជាមួយគ្នានេះតាំងស៊ីងជាអ្នកហ្វឹកហាត់នៅក្រុមហ៊ុន Wondershare Entertainment កំពុងត្រូវបានដៃគូរបស់អ្នកហ្វឹកហាត់ជាច្រើនអ្នកចាក់សោនៅក្នុងបន្ទប់ទឹកភ្លាមនោះឧត្តមសេនីយ៍ដែលបានមកលេង One Sing Entertainment បានមកដល់បន្ទប់ទឹកខ្ញុំបានឃើញផ្លាកសញ្ញាមួយនៅមាត់ទ្វារដែលសរសេរថាការសម្អាតកំពុងដំណើរការពេលខ្ញុំងាកចេញភ្លាមខ្ញុំក៏សម្លេងស្រែកសុំជំនួយពីខាងក្នុងគាត់ប្រញាប់ប្រញាល់ចូលទៅខាងក្នុងមាននរណា
អ្នកត្រូវបានគេរកឃើញថាជាប់នៅខាងក្នុងដោយចេតនាឧត្តមសេនីយ៍តែងតែដកដាវរបស់គាត់ដើម្បីជួយអ្នកដែលខ្វះខាតបេះដូងស៊ូហ្គាត្រូវបានជួយសង្គ្រោះភ្លាមថាងស៊ីនត្រាំខ្លួនដល់ឆ្អឹងឧត្តមសេនីយ៍ចង់ជួយគាត់ហៅប៉ូលីសដោយមិននឹកស្មានដល់ថាងស៊ីនបានបដិសេធងាកហើយរត់ឧត្តមសេនីយ៍មានអារម្មណ៍ថាមិត្តរួមបន្ទប់របស់គាត់ខឹងហើយក៏គូសទ្វារគាត់បានដេញតាមនាងយ៉ាងលឿនប៉ុន្តែតាមពិតថេងសេនបានឲ្យឆ្មាំសន្តិសុខបញ្ឈប់ឧត្តមសេនីយ៍ដូច្នេះហើយឧត្តមសេនីយ៍ត្រូវបានគេយល់ច្រឡំថាជាមនុស្សមិនល្អទូរស័ព្ទរបស់ខ្ញុំត្រូវបានរឹបអូសហើយខ្ញុំត្រូវបានឆ្មាំសន្តិសុខយកទៅនៅពេលនេះមនុស្សគ្រប់គ្នាកំពុងរៀបចំខ្លួនដើម្បីទៅបន្ទប់ប្រជុំក្មេងស្រីម្នាក់ដែលកំពុងសាមជុកខ្លួនស្រាប់តែផ្ទុះចូលមកគាត់បានជួបជាមួយលោកវ៉ាន់មកពីក្រុមហ៊ុន Wondershare Entertainment មេងស្រីនោះបានជួសជុលកាមេរ៉ាហើយមើលទៅគាត់ប្រញាប់ដកដៃចេញពីដៃដែលប្រធានាធិបតីបានកាន់យ៉ាងណែនមេបញ្ជាការបានគាត់សម្គាល់ឃើញចលនាស្រទន់ទាំងអស់នេះក្មេងស្រីនោះសម្លឹងមើលទៅនីតិហ៊ានដោយភ័យភ្នែករបស់គាត់ហាក់ដូចជាមានអាថ៌កំបាំងដែលមិនអាចនិយាយបានយ៉ាងណាក៏ដោយមេបញ្ជាការមានកិច្ចការសំខាន់ដែលត្រូវធ្វើក្នុងដំណើរនេះវាមិនស្រួលទេក្នុងការជ្រៀតជ្រែកក្នុងកិច្ចការរបស់អ្នកដទៃយើងគ្រាន់តែអាចមើលគាត់ចាក់ចេញវាបានបង្ហាញថាក្មេងស្រីនេះគឺជាអ្នកហ្វឹកហាត់នៅ One Sing Entertainment ដោយសារតែការបរាជ័យរបស់គាត់នៅក្នុងការជ្រើសរើសកីឡាករនិងពាក្យចាមអារ៉ាមមិនពិតអំពី One Soliu យ៉ាងណាក៏ដោយគាត់កំពុងរងការអាម៉ាស់គ្រប់បែបយ៉ាងពីមនុស្សគ្រប់គ្នាគាត់អាចទ្រាំទ្របានតែដោយស្ងៀមស្ងាត់ប៉ុណ្ណោះភ្លាមនោះមេបញ្ជាការបានដឹងថាឧត្តមសេនីយ៍រូបនេះមិនបានចូលរួមកិច្ចប្រជុំនោះទេគាត់រញាប់ផ្ញើសារឲ្យគាត់មកឲ្យលឿនក្នុងពេលជាមួយគ្នានេះឧត្តមសេនីយ៍ដែលជាប់នៅក្នុងបន្ទប់សន្តិសុខក៏មិនមែននៅទំនេរដែរដើម្បីស្វែងយល់ពីរឿងរ៉ាវខាងក្នុងរបស់ Wondershare Entertainment គាត់បានលេងហ្គេម Truth or Dare ជាមួយអ្នកយាមសន្តិសុខដោយមិននឹកស្មានដល់ពួកគេបានទាញយកព័ត៌មានថាលោក Won មានបន្ទប់ទទួលភ្ញៀវអាថ៌កំបាំងមួយនៅក្នុងក្រុមហ៊ុនមានពាក្យចាមអារ៉ាមអំពីទំនាក់ទំនងមិនសមរម្យជាមួយអ្នកហ្វឹកហាត់ផងដែរយ៉ាងណាក៏ដោយខណៈពេលដែលដោយមិននិយាយអ្វីទាំងអស់ដោយមិននឹកស្មានដល់គាត់ត្រូវបានសន្តិសុខហើយចេញខ្ញុំចង់មកហើយផឹកភេសជ្ជៈពីអ្នកទី3ឲ្យអស់មុនពេលខ្ញុំចាក់ចេញថែរក្សាខ្លួនឲ្យបានល្អឬបែបនេះនីតិហ៊ាននោះនិយាយមិនចេញដោយកំហឹងប៉ុន្តែដោយសារគិតគូរពីអារម្មណ៍របស់ពួកគេគាត់គ្មានជំរឿអ្វីក្រៅពីត្រូវជំនួសឡើយជន់បានផឹកស្រាបីដបដែលគាត់ជំពាក់បន្ទាប់មកគាត់បានទាញគាត់ចេញនៅថ្ងៃបន្ទាប់ពេលមេបញ្ជាការមកដល់កន្លែងធ្វើការភ្លាមគាត់បានហៅទាហានមីទាំង4នាក់ឲ្យចូលទៅក្នុងការិយាល័យរបស់គាត់ខ្ញុំបានពិនិត្យមើលរបាយការណ៍របស់ពួកគេម្ដងមួយរបាយការណ៍របស់ Shen Chen ត្រូវបានរិះគន់យ៉ាងខ្លាំងបន្ទាប់មកពួកគេត្រូវបានបញ្ជូនទៅឆ្ងាយចម្លែកណាស់គាត់បានទុកឧត្តមសេនីយ៍នៅពីក្រោយដោយនិយាយថាគាត់ចង់បង្រៀនគាត់តែម្នាក់ឯងវាបង្ហាញថាគាត់ចង់ដឹងអំពីអាកប្បកិរិយារបស់មេដឹកនាំជនបរទេសដែលបានរៀបរាប់នៅក្នុងរបាយការណ៍របស់ឧត្តមសេនីយ៍ក្នុងពេលជាមួយគ្នានេះសិនស៊ីងដែលត្រូវបានរិះគន់មានការអន់ចិត្តធ្វើពុតជាសុំយោបល់ពីលោកយ៉ូណាអំពីការរាយការណ៍ពីបញ្ហាមួយដោយឆ្លៀតឱកាសនោះគាត់បានប្រាប់យ៉ូណាថាមេតបនិងមេតបនៅតែម្នាក់ឯងក្នុងបន្ទប់ជាមួយគ្នាយ៉ូណាតែងតែលួចស្រឡាញ់នីតិហ៊ានដោយសម្ងាត់តើគាត់អាចទ្រាំទ្រនឹងមិត្តរួមការងារស្រីផ្សេងទៀតដែលនៅម្នាក់ឯងជាមួយគាត់ដោយរបៀបណាដូច្នេះគាត់បានចូលទៅក្នុងការិយាល័យរបស់មេបញ្ជាការដោយកំហឹងខ្ញុំបានឃើញឧត្តមសេនីយ៍និងមេតបនៅក្នុងឈុតឆាកស្និទ្ធស្នាលមួយដែលមុខរបស់ពួកគេស្ទើរតែប៉ះគ្នាភ្នែករបស់យ៉ូណាបើកធំដោយកំហឹងសម្លឹងមើលទៅឧត្តមសេនីយ៍ដោយផ្ទាល់ប៉ុន្តែភ្នែករបស់គាត់ហាក់ដូចជាចង់លេបត្របាក់អ្វីទាំងអស់នាយកប្រតិបត្តិដោតលើការណែនាំបុគ្គលិកថ្មីភ្លាមនោះបុគ្គលិកមេបញ្ជាការបានកត់សម្គាល់ឃើញថាអាកប្បកិរិយារបស់ឧត្តមសេនីយ៍គឺមិនធម្មតាទេបន្ទាប់មកគាត់បានញើសសារមួយសួរដោយក្តីបារម្ភថាតើនាងស្ថិតនៅក្រោមសម្ពាធការងារច្រើនពេកឬមានការថប់បារម្ភក្នុងសង្គមដែរឬទេពេលគាត់ឈឺគាត់ចង្អុលទៅដោយមិននឹកស្មានដល់ឧត្តមសេនីយ៍បានឆ្លើយតបថាមានតែពេលដែលមនុស្សជេរគ្នាក្នុងម៉ោងធ្វើការទេទើបគាត់បង្ហាញចរិតឆេវឆាវឧត្តមសេនីយ៍ខឹងខ្លាំងពេកដូចជាបាឡុងមួយដែលហៀបនឹងផ្ទុះគាត់អាចបញ្ចេញកំហឹងរបស់គាត់ទៅលើជីមតូចដែលគាត់បានគូប៉ុណ្ណោះបន្ទាប់មកគាត់បានងាកហើយចាក់ចេញនីតិហ៊ានបានសម្លឹងមើលកូនជីមតូចដោយចិត្តពោពេញដោយការសង្ស័យពួកគេមិនបានដឹងទេថាឧត្តមសេនីយ៍រូបនេះចិត្តណារក្សាចម្ងាយរបស់គាត់ពីសេនាប្រមុខមានរឿងរ៉ាវនៅពីក្រោយវាដែលទាំងកំ pl ែងនិងសោកសៅម្សិលមិញមួយថ្ងៃឧត្តមសេនីយ៍និងមេបញ្ជាការបានជួបគ្នាជាឯកជនដើម្បីពិភាក្សាអំពីការងារអ្នកទាំងពីរបានផ្អៀងទៅរកគ្នាយ៉ាងខ្លាំងស្ទើរតែប្រឈមមុខនឹងមុខឈុតឆាកនេះរើបានឃើញដោយយ៉ូណាដែលមានចិត្តលួចស្រឡាញ់នីតិហ៊ាននោះយ៉ូណាឃើញមេតបនោះដូចជាបន្លានៅចំហៀងខ្លួនគាត់ភ្លាមពន្លឺនៃចេតនាសម្រាប់យ៉ាងមុតស្រួចបានភ្លឺឡើងក្នុងភ្នែករបស់គាត់ព្រឹកព្រលឹមសិលមិញឧត្តមសេនីយ៍រូបនោះត្រូវបានលោកយ៉ូណាបញ្ឈប់ភ្លាមនៅមាត់ទ្វារហើយបានបង្រៀនអំពីសុជីវធម៌ភ្លាមពេលគាត់មកដល់ក្រុមហ៊ុនភាពខុសគ្នាដ៏សំខាន់បំផុតរវាងទាហាននិងចៅប្លន់ស្ថិតនៅត្រង់អត្ថន័យនៃពិធីរបស់ពួកគេនេះប្រាប់យើងថាអារម្មណ៍នៃពិធីសាសនាគឺមានសារៈសំខាន់សូម្បីតែការធ្វើការជាមួយមិត្តភក្តិក៏ត្រូវការអារម្មណ៍នៃពិធីសាសនាដែរចនាបានចំអកឲ្យសម្លៀកបំពាក់របស់ឧត្តមសេនីយ៍ដោយប្រៀបធៀបវាទៅនឹងសម្លៀកបំពាក់របស់ចៅប្លន់ហើយបានប្រាប់គាត់ដោយត្រង់ឲ្យឈប់ស្លៀកពាក់របស់របរទាន់សម័យនិងល្បីល្បាញតាមអូអ៊ីនធឺណិតទាំងនោះទៅធ្វើការបន្ទាប់ពីនិយាយរួចគាត់ក៏ចេញទៅដោយសុភាពរៀបសារឧត្តមសេនីយ៍នោះបាននិយាយមិនចេញឧត្តមសេនីយ៍មានអារម្មណ៍ដូចជាគាត់កំពុងស្ថិតនៅកណ្ដាលសង្គ្រាមដោយគ្មានការបាញ់ប្រហារចន្ទឋានពិនិត្យមើលរបាយការណ៍បុគ្គលិកថ្មីក្នុងអំឡុងពេលម៉ោងធ្វើការមិត្តរួមការងារប្រុសម្នាក់ត្រូវបានផ្ដល់ការសរសើរពិសេសឧត្តមសេនីយ៍ចង់យោងទៅលើរបាយការណ៍មិត្តរួមការងារប្រុសនោះហៀបនឹងប្រគល់វាទៅឲ្យប៉ុន្តែយ៉ូណាបានរំលឹកដល់អ្នកចំណូលថ្មីថាពួកគេទាំងអស់គ្នាកំពុងស្ថិតក្នុងដំណាក់កាលកម្មសិក្សារបស់ពួកគេរបាយការណ៍នេះកំណត់ថាអ្នកណានឹងទទួលបានតំណែងអចិន្ត្រៃយ៍អ្នកទាំងពីរជាសមិទ្ធប្រដាប់អាវុធនិងជាស្ត្រូវបន្ទាប់ពីនិយាយរួចគាត់ក៏បែរខ្លួនចេញទៅពេលដែលឧត្តមសេនីយ៍ទៅទទួលរបាយការណ៍ម្ដងទៀតដោយពោពេញដោយការរំពឹងទុកមិត្តរួមការងារប្រុសបានបដិសេធដោយមិនស្ទាក់ស្ទើរបន្ទាប់មកឧត្តមសេនីយ៍បានដឹងថាគាត់កំពុងត្រូវបានយ៉ូណាសកំណត់គោលដៅម្ដងទៀតវាហាក់ដូចជាការយល់ច្រឡំនេះមិនមែនគ្រាន់តែជាប្រឡោមលោកមនោសញ្ចេតនាបែបមេឡូដ្រាម៉ានោះទេវាស្ទើរតែប្រែទៅជាអក្សរសិល្ប៍សង្គ្រាមចាប់ពីពេលនេះទៅដើម្បីទប់ស្កាត់ហេតុការណ៍ស្រដៀងគ្នានេះកុំឲ្យកើតឡើងម្ដងទៀតឧត្តមសេនីយ៍ឯកសម្រេចចិត្តនៅឲ្យឆ្ងាយពីមេបញ្ជាការពីព្រោះគាត់មានអារម្មណ៍ថាមានតែវិធីនេះទេទើបគាត់អាចនៅមិនពាក់ព័ន្ធបាននៅឲ្យឆ្ងាយពីចំនួននេះឧត្តមសេនីយ៍បានត្រឡប់ទៅផ្ទះវិញបន្ទាប់ពីចេញពីធ្វើការនៅពេលល្ងាចគាត់ភ្ញាក់ផ្អើលណាស់ដែលមន្ត្រីនោះបានរងចាំនៅមាត់ទ្វារផ្ទះរបស់គាត់រួចហើយហេតុអ្វីបានជាអ្នកកិច្ចពីខ្ញុំតើវាដោយសារតែអ្នកមិនអាចជួយអ្វីបានក្រៅពីអាណិតខ្ញុំមែនទេប៉ុន្តែខ្ញុំក៏មានអារម្មណ៍ថាខ្លួនឯងអន់ជាងដែរដូច្នេះអ្នកចាប់ផ្ដើមលេងហ្គេមគឺលេងពិបាកទទួលបានតើអ្នកធំឡើងដោយសារការសមោះខ្លួនឯងមែនទេឧត្តមសេនីយ៍មិនអើពើនឹងសេនាប្រមុខទេងាកក្រោយហើយចាក់ចេញប៉ុន្តែនីតិហ៊ានបានតបវិញថាលោកម្ចាស់បើលោកពិតជាខឹងមែនសូមកុំគូវាលើក្រដាសអីចូលយើងគូវានៅទីនោះតើអ្នកឈួតមែនទេក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យនឹងសម្រាប់ខ្ញុំដើម្បីផ្គប់ចិត្តឧត្តមសេនីយ៍តាមពិតទៅនីតិហ៊ានបានកក់ក្តារប្រកាសព័ត៌មានទាំងមូលរបស់អគារអាផាតមិននោះអនុញ្ញាតឲ្យគាត់សរសេរដោយសេរីហើយបញ្ចេញកំហឹងរបស់គាត់
ត់ឧត្តមសេនីយ៍គ្រាន់តែស្វែងរកកន្លែងដើម្បីបញ្ចេញកំហឹងដែលគាត់ឃុំឃាំងដោយមិនស្ទាក់ស្ទើរខ្ញុំបានរើសជក់លាបពណ៌បញ្ចេញភាពច្នៃប្រឌិតរបស់អ្នកនាយអុកញ៉ាក៏បានចូលរួមដែរឧត្តមសេនីយ៍ត្រូវបានលាបពណ៌ដោយកូនជីមតូចដ៏ទន់ភ្លន់ម្យ៉ាងវិញទៀតមេតបត្រូវបានពណ៌នាថាជាចប់ពណ៌ប្រភេទធំមួយដ៏មានអំណាចនិងមានអំណាចនីតិហ៊ានបានឆ្លៀតឱកាសបន្ថែមកន្ទុយលេងសើចទៅលើកូនជីមតូចប៉ុន្តែនីតិហ៊ានមិនពេញចិត្តទេពួកគេក៏បានគូចង្គមមុតស្រួចលើចប់ធំអាក្រក់ផងដែរការលេងសើចបានបន្ធូរបន្ថយភាពតានតឹងរវាងអ្នកទាំងពីរនៅថ្ងៃបន្ទាប់នៅកន្លែងធ្វើការទាហានថ្មី3នាក់បានចូលរងចាំនៅច្រកចូលការិយាល័យសេនាប្រមុខទន្ទឹមនឹងនេះឧត្តមសេនីយ៍និងមេតបកំពុងពិភាក្សាគ្នាយ៉ាងក្តៅគប់នៅខាងក្នុងអំពីការកំសាន្តរបស់មនុស្សភពក្រៅក្នុងពេលជាមួយគ្នានេះយ៉ូណាសបានមកដល់ច្រកចូលការិយាល័យរបស់សេនាប្រមុខសំណើចបានផ្ទុះឡើងនៅពេលដឹងថាមានតែមេតបនិងឧត្តមសេនីយ៍ប៉ុណ្ណោះដែលមានវត្តមានមុខរបស់គាត់ងឹតភ្លាមចិត្តចូលហើយប៉ុន្តែពួកគេបានរត់ចូលទៅក្នុងការរត់ហាត់ប្រាណទូទៅឧត្តមសេនីយ៍បានឃើញមុខដ៏ស្រពោនរបស់យ៉ូណាសភ័យខ្លាចខ្លាំងណាស់រហូតដល់រាងកាយរបស់គាត់រឹងរូសគាត់ប្រញាប់រកលេសដើម្បីចាក់ចេញតើអ្នកចង់ធ្វើអ្វីនៅផ្ទះខ្ញុំអ្វីដែលខ្ញុំចង់ធ្វើដល់ពេលត្រូវបង្ហាញអ្នកពីបច្ចេកវិទ្យាពិតប្រាកដហើយជំនាញធ្វើម្ហូបប៉ាតែងតែដឹងគោលការណ៍មួយដើម្បីឈ្នះចិត្តស្ត្រីដំបូងអ្នកត្រូវយកឈ្នះលើកាពះរបស់គាត់ដើម្បីឈ្នះចិត្តនារីដែលគាត់លួចស្រឡាញ់អស់រយៈពេលជាច្រើនឆ្នាំគាត់បានអញ្ជើញគាត់ទៅផ្ទះរបស់គាត់ដើម្បីចម្អិនអាហារជាមួយគ្នាដែលហាក់ដូចជាដើម្បីអបអរជ័យជំនះអ្នកក្រោមបង្គាប់ស្រីនោះគិតក្នុងចិត្តថាតើខ្ញុំអាចទៅផ្ទះអ្នកក៏ទេញ៉ាំអាហារពេលល្ងាចដោយដៃទេដោយរបៀបណាដូច្នេះខ្ញុំបានយកអាហារទាំងអស់ដែលខ្ញុំអាចធ្វើបានពីផ្ទះមកអស់ចាម្លេះមកពួកគេក៏បានផ្ញើអំណោយមួយចំនួនផងដែរឧត្តមសេនីយ៍បានទុកសំណើចមួយពេលឮដូច្នេះគាត់ចង់ឃើញទឹកមុខរបស់មេតបនឹងទៅជាយ៉ាងណាពេលឃើញអំណោយដែលគាត់បានយកមកដោយការរំពឹងទុកនីតិហ៊ានដែលញឹមញែមយ៉ាងខ្លាំងបានឃើញគ្រឿងផ្សំដែលនីតិហ៊ានបានយកមកមុខរបស់គាត់ងឹតភ្លាមអ្នកនាងជាងយ៉ាងហោចណាស់នេះគឺជាពិធីជប់លៀងអបអរសាទរជ័យជំនះរបស់យើងគ្រាន់តែញ៉ាំវាហើយអ្នកនឹងរស់នៅជីវិតដែលអ្នកសំនឹងទទួលបានអ្វីដែលសំខាន់បំផុតនោះគឺត្រូវមានសុភមង្គលនីតិហ៊ានពោពេញទៅដោយភាពអស់សង្ឃឹមប៉ុន្តែដោយពិចារណាថាឧត្តមសេនីយ៍ទើបតែបានជួយគាត់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏ធំមួយខ្ញុំគ្មានជំរឿអ្វីក្រៅពីចំអិនពិធីជប់លៀងអបអរសាទរសម្រាប់ពួកគេទាំងពីរនាក់ដោយខ្លួនឯងឡើយទោះបីជាគ្រឿងផ្សំមានកំណត់ក៏ដោយប៉ុន្តែនៅពេលដែលគាត់រវល់គាត់ពិតជាធ្វើការងារបានល្អណាស់ចុងភៅដ៏ជំនាញម្នាក់ម្យ៉ាងវិញទៀតឧត្តមសេនីយ៍និងឆ្កែរបស់គាត់ឈ្មោះវ៉ាងឆៃកំពុងមានពេលវេលាដ៏អស្ចារ្យពេលកំពុងលេងសើចភ្នែករបស់គាត់បានធ្លាក់មកលើធ្នើសៀវភៅរបស់មេតបដោយអចេតនាគាត់តែងតែចង់ដឹងចង់ឃើញអំពីមន្ត្រីជាន់ខ្ពស់ឆ្នើមខ្ញុំចង់ឆ្លៀតឱកាសនេះដើម្បីមើលថាតើមេតបតែងតែអានសៀវភៅអ្វីខ្លះបើទ្វារទូគូបរូបិកមួយត្រូវបានដាក់នៅខាងលើវាបានតាក់ភ្នែកគាត់ភ្លាមគាត់មិនអាចជួយអ្វីបានក្រៅពីលូកដៃទៅយកវាឡើយប៉ុន្តែពេលខ្ញុំហៀបនឹងយកលាមកចេញតាមពិតទៅនីតិហ៊ានបានយកគូបរូបិកមុនគេហើយប្រគល់វាឲ្យគាត់វាបានបង្ហាញថាគូបរូបិកនេះគឺជាប្រដាប់ក្មេងលេងដែលពួកគេបានចែករំលែកគ្នានៅពេលពួកគេនៅសាលារៀនប៉ុន្តែឧត្តមសេនីយ៍មិនដែលរំពឹងរឿងនេះទេមេបញ្ជាការនៅតែចងចាំរឿងនេះបន្ទាប់ពីច្រើនឆ្នាំមកគាត់បានតាំងចិត្តថានឹងដោះស្រាយគូបរូបិកដែលបានច្របល់នោះខ្ញុំបានព្យាយាមអស់រយៈពេលយូរហើយប៉ុន្តែនៅតែមិនដឹងអ្វីទាំងអស់ឃើញឧត្តមសេនីយ៍ព្យាយាមដោះស្រាយគូបរូបិកដោយឆ្កងនីតិហ៊ានមិនអាចជួយអ្វីបានក្រៅពីលូកដៃទៅអបគាត់ពីក្រោយឡើយសូមពិពណ៌នាអំពីការស្ដារឡើងវិញដោយសំឡេងស្រទន់ដូចពីមុនគូបរូបិកត្រូវបានដោះស្រាយយ៉ាងឆាប់រហ័សយ៉ាងណាក៏ដោយនៅពេលដែលឧត្តមសេនីយ៍ងាកមកមើលមេបញ្ជាការដោយរំភើបអ្នកទាំងពីរនៅជិតគ្នាខ្លាំងរហូតដល់ស្ទើរតែប្រឈមមុខនឹងគ្នាដើម្បីបន្ធូរបន្ថយស្ថានភាពមិនស្រួលនេះនីតិហ៊ានដែលឡើងក្រហមមុខបានប្រើលេខថាត្រូវបន្តចម្អិនអាហារដើម្បីរត់គេចពីកន្លែងកើតហេតុខ្ញុំមិនដែលស្រមៃថាអ្នកចម្អិនទាំងអស់នេះទេឧត្តមសេនីយ៍ដែលចូលចិត្តម្ហូបអាហាររូបនេះត្រូវបានតាក់ទាញយ៉ាងឆាប់រហ័សដោយជំនាញធ្វើម្ហូបរបស់គាត់លេបត្របាក់អាហារគាត់មិនដែលរំពឹងរឿងនេះទេនាយកប្រតិបត្តិនៃក្រុមហ៊ុនដែលបានចុះបញ្ជីនេះពិតជាពូកែធ្វើម្ហូបមែនមើលមនុស្សទូទៅញ៉ាំដោយពេញចិត្តមុខរបស់មេតបញឹមដោយក្តីរីករាយយ៉ាងណាមិញដើម្បីទទួលបានការយល់ព្រមពីអ្នកដែលអ្នកស្រឡាញ់នោះជារឿងដ៏រីករាយបំផុតនៅក្នុងលោកអ្នកទាំងពីរបានយល់ព្រមទៅមើលគុណជាមួយគ្នានៅថ្ងៃបន្ទាប់ប៉ុន្តែមិនយូរប៉ុន្មានបន្ទាប់ពីភាពយន្តចាប់ផ្ដើមឧត្តមសេនីយ៍បានដេកលក់ទៅពេលគាត់បើកភ្នែកយឺតភ្លាមនោះគាត់បានដឹងថាមេតបកំពុងសម្លឹងមើលគាត់ដោយក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅអ្វីដែលធ្វើឲ្យបេះដូងរបស់គាត់លោតញាប់ជាងមុននោះគឺមុខរបស់ពួកគេជិតគ្នាខ្លាំងណាស់ស្ទើរតែប៉ះគ្នាយ៉ាងណាមិញខណៈពេលដែលនកទាំងពីរកំពុងសម្លឹងមើលគ្នាយ៉ាងជ្រៅស្រាប់តែមានការប្រឈមមុខដាក់គ្នាហើយអ្វីបានជាអ្នកទាំងពីរមិនត្រឡប់ទៅសម្ដែងក្នុងរឿងភាគអេដូវិញខ្ញុំនៅទីនេះរយៈពេល10នាទីហើយភាពយន្តបន្តភាពនឹងចាប់ផ្ដើមហើយឧត្តមសេនីយ៍បានឡើងក្រហមយ៉ាងខ្លាំងពេលឮដូច្នេះជួយខ្ញុំឲ្យរួចផុតពីដៃរបស់មេតបផងខ្ញុំបានសុំទោសក្មេងស្រីធាត់នោះម្ដងហើយម្ដងទៀតដោយនិយាយថានាងមើលទៅដូចលូយឹងស៊ីខ្លាំងណាស់អ្នកសង្ហាណាស់វាពិតជាមានតម្លៃណាស់សម្រាប់អ្នកបងស្រីអូបងស្រីតើនារីវ័យក្មេងម្នាក់នេះមានរសជាតិបែបណាខ្ញុំក៏មើលទៅដូចជាសក្តានពណ៌ស្ដាយតើអ្នកធ្លាប់ឮពីបេឡូទេការណាត់ជួបលើកដំបូងរបស់សេនាប្រមុខនិងឧត្តមសេនីយ៍បានបញ្ចប់ដោយក្តីសោកសៅបន្ទាប់ពីត្រឡប់មកផ្ទះវិញសេនាប្រមុខចង់ធ្វើឲ្យឧត្តមសេនីយ៍សប្បាយចិត្តពួកគេបានបោះសម្បកផ្លែឈើទៅលើយ៉របស់ឧត្តមសេនីយ៍ដោយចិត្តណាប៉ុន្តែមិននឹកស្មានដល់ទង្វើដ៏គួរឲ្យអស់សំណើចនេះពិតជាបានតាក់ទាញឧត្តមសេនីយ៍បានយកអំណោយមកដាក់បីសុំទោសដែលមិនអាចបញ្ចូលទឹកប្រាក់ក្នុងកណ្ដេរបស់ឧត្តមសេនីយ៍បានទាន់ពេលវេលាដោយសារតែការដាច់ទឹកកាលពី2-3ថ្ងៃមុនពួកគេក៏បានរំលឹកគាត់ដោយគិតគូរផងដែរថាគាត់អាចតាក់ទងម្ចាស់ផ្ទះដោយផ្ទាល់ក្នុងករណីមានអាសន្ននៅពេលក្រោយម្ចាស់ផ្ទះអាចជួយគាត់បញ្ចូលថ្មឡើងវិញនៅពេលណាក៏បានប៉ុន្តែឧត្តមសេនីយ៍មើលទៅហាក់ដូចជាងឿងឆ្ងល់ទាំងស្រុងគាត់បាននិយាយថាគាត់មិនស្គាល់ម្ចាស់ផ្ទះនោះតតែសោះបុគ្គលិកគ្រប់គ្រងអចលនទ្រព្យសហគមន៍មានការភ្ញាក់ផ្អើលពេលឮដូច្នេះគាត់រស់នៅទីនោះអស់រយៈពេលជាច្រើនខែប៉ុន្តែមិនដែលបានឃើញម្ចាស់នោះទេដូច្នេះគាត់បានប្រាប់គាត់ដោយសប្បុរសថាម្ចាស់ផ្ទះរស់នៅទល់មុខផ្ទះរបស់គាត់ដោយមិននឹកស្មានដល់ការរំលឹកដ៏មានចិត្តណាល្អនេះពីបុគ្គលិកគ្រប់គ្រងទ្រព្យសម្បត្តិសហគមន៍ទោះជាយ៉ាងណាក៏ដោយគាត់បានរុញច្រានមន្ត្រីប៉ូលីសដែលបានលាក់បាំងអត្តសញ្ញាណរបស់គាត់ជាម្ចាស់ផ្ទះចូលទៅក្នុងរណ្ដៅភ្លើងដោយអចេតនានាយកប្រតិបត្តិដែលកាន់អំណាចកំពុងកាន់ទូរស័ព្ទដៃគាត់បានថតរូបរថយន្តជាច្រើនដែលត្រូវបានបុកពីក្រោយបងប្រុសរឿងនេះត្រូវបានថតរួចហើយខ្ញុំមិនអាចបង់លុយទាំងអស់បានទេអ្នកមិនចាំបាច់បារម្ភពីខ្ញុំទេខ្ញុំគ្រាន់តែថតរូបមួយសន្លឹកដើម្បីរំលឹកពីឱកាសនោះតាមពិតទៅនាយកប្រតិបត្តិរូបនេះបានធ្វើបែបនេះដោយចេតនាដើម្បីថតរូបគ្រោះថ្នាក់ចរាចរណ៍ហើយបង្ហោះវានៅលើ WeChat Moments របស់គាត់តើខ្ញុំអាចធ្វើឲ្យនារីដែលខ្ញុំលួចស្រឡាញ់យកចិត្តទុកដាក់ចំពោះខ្ញុំដោយរបៀបណាក្មេងស្រីរូបនោះគ្រាន់តែចុច like លើការបង្ហោះនៅលើ WeChat Moments របស់នាងប៉ុណ្ណោះអ្នកបានបំផ្លាញនរណាម្នាក់ពីក្រោយលើកមេដៃមួយហេតុអ្វីបានជាវាដូចជាមួយខ្ញុំបានជួបគ្រោះថ្នាក់ចរាចរណ៍នៅពេលនេះឧត្តមសេនីយ៍ហាក់ដូចជាដឹងថាទាំងនេះគឺជារូបថតនៃគ្រោះថ្នាក់ចរាចរណ៍ខ្ញុំបានលុបចោលការចូលចិត្តនោះយ៉ាងរហ័សតើខ្ញុំខ្វល់ពីអ្វីចំពោះការធ្វើជាអ្នកបោកប្រាស់អ្នកមិនបានចុច like ឲ្យខ្ញុំផងតើគាត់ពិតជាកំណាញ់មែនឬ
មេបញ្ជាការមានការខកចិត្តយ៉ាងខ្លាំងដែលមិនទទួលបានការយកចិត្តទុកដាក់ពីឧត្តមសេនីយ៍អ្វីដែលធ្វើឲ្យគាត់ខកចិត្តថែមទៀតនោះគឺជំនួយការស៊ូឆាងនៅខាងក្រៅឡានកំពុងនិយាយទូរស័ព្ទជាមួយមិត្តស្រីរបស់គាត់ដោយបង្ហាញពីក្តីស្រឡាញ់របស់ពួកគេនេះពិតជាដូចជាការត្រដោះអំបិលលើរបួសរបស់គាត់នីតិហ៊ានដែលពោពេញដោយការច្រណែនបានសម្លឹងមើលទៅស៊ូឆាងភ្លាមដោយទឹកមុខមានន័យគាត់ត្រូវបានគេផ្ដល់សញ្ញាឲ្យដាក់ទូរស័ព្ទចុះពួកគេថែមទាំងគម្រាមកាត់ប្រាក់រង្វាន់ចុងឆ្នាំរបស់គាត់ទៀតផងក្មេងស្រីនោះបានហៅគាត់ថាជាអ្នកបោកប្រាស់ក្មេងស្រីនោះបានដឹងពីការគ្រប់គ្រងអចលនទ្រព្យថានាងកំពុងជួលអាផាតមិនថប់មួយម្ចាស់ផ្ទះបានប្រែក្លាយទៅជា Marshall ដែលជាសង្សារការពីកុមារភាពរបស់គាត់ពីត្រើយម្ខាងនៃសាលគាត់មិនអាចជួយអ្វីបានក្រៅពីឆ្ងល់ឡើយមិនយូរប៉ុន្មានទេខ្ញុំត្រូវបានអតីតម្ចាស់ផ្ទះរបស់ខ្ញុំបណ្ដេញចេញដោយគ្មានមូលហេតុតើលោកមេតបអាចជាមេខ្លោងនៅពីក្រោយរឿងនេះឬដើម្បីស្វែងរកការពិតឧត្តមសេនីយ៍បានប្រញាប់ប្រញាល់ត្រឡប់ទៅផ្លូវតូចដែលគាត់ធ្លាប់រស់នៅវិញពេលនោះដែលអតីតម្ចាស់ផ្ទះកំពុងជែកជាមួយអ្នកជិតខាងអ្នកជួលថ្មីមិនដែលបង្ហាញខ្លួនទេមានបំណងជួលបណ្ដំទៀតពេលដូច្នេះឧត្តមសេនីយ៍ការសង្ស័យរបស់ខ្ញុំកាន់តែប្រកបប្រជាប៉ុន្តែគាត់នៅតែចង់ស្វែងរកការពិតបន្ទាប់មកគាត់ធ្វើពុតជាជួយមិត្តរបស់គាត់ជួបផ្ទះគាត់ថែមទាំងបានបង្ហាញរូបភាពរបស់មន្ត្រីនោះទៅម្ចាស់ផ្ទះទៀតផងតើមានអ្វីកើតឡើងចំពោះគាត់អូយមនុស្សម្នាក់នេះសង្ហាពេកហើយខ្ញុំចង់នៅសម្រាប់មនុស្សស្មោះត្រង់ការពិតបានលេចចេញមកភ្លាមនៅពេលដែលពាក្យទាំងនេះត្រូវបាននិយាយប៉ុន្តែអតីតម្ចាស់ផ្ទះមានល្បិចកលនិងកញ្ញាធ្វើពុតជាមិនដឹងពីមូលហេតុត្រឹមត្រូវរបស់ឧត្តមសេនីយ៍ពួកគេថែមទាំងបានអះអាងដោយទំនុកចិត្តថាពួកគេមានភាពស្មោះត្រង់ជាមូលដ្ឋានរបស់ម្ចាស់ផ្ទះទៀតផងចាប់តាំងពីថ្លៃជួលរបស់មន្ត្រីរាជការត្រូវបានប្រមូលជានឹងមិនជួលបន្តឲ្យអ្នកដទៃទេបន្ទាប់ពីឧត្តមសេនីយ៍បានបញ្ជាក់ពីការស្មានរបស់គាត់និយាយលាអតីតម្ចាស់ផ្ទះដោយសុភាពរាបសារប៉ុន្តែនៅក្នុងចិត្តរបស់គាត់បានស្ពស់ដោយសម្ងាត់ចំពោះមេបញ្ជាការអ្នកគ្រាន់តែរងចាំត្រឡប់ទៅធ្វើការវិញឧត្តមសេនីយ៍រូបនេះត្រូវបានដំឡើងឋានៈជាផ្លូវការទៅជាសមាជិកពេញសិទ្ធិរបស់មិត្តដោយសារតែការងារដ៏លេចធ្លោរបស់គាត់យ៉ាងណាមិញនៅពេលដែលមេបញ្ជាការបានតាក់ទងមកអបអរសាទរគាត់ទោះជាយ៉ាងណាក៏ដោយឧត្តមសេនីយ៍រូបនេះបានត្រឡប់ទៅកាន់តំណែងរបស់គាត់វិញជាមួយនឹងទឹកមុខមើលងាយនីតិហ៊ានដែលមិនដឹងពីការពិតនោះមានការងឿងឆ្ងល់ទាំងស្រុងអ្នកគួរតែដឹងថាគាត់បានជួយច្រើនណាស់ក្នុងការដំឡើងឋានៈឧត្តមសេនីយ៍ទៅជាឧត្តមសេនីយ៍ពេញសិទ្ធិប៉ុន្តែពេលគាត់ត្រឡប់ទៅការិយាល័យវិញគាត់បានទទួលសារជាអក្សរដែលនិយាយថាគាត់គួរអរគុណអ្នកដែលបានឡើងទៅលើដំបូលសេនាប្រមុខគិតថាឧត្តមសេនីយ៍ខ្មាស់អៀនពេកមិនអាចអរគុណគាត់ជាសាធារណៈបានទេខ្ញុំបានអញ្ជើញគាត់ជាពិសេសឡើងលើដំបូលដើម្បីបង្ហាញពីការដឹងគុណរបស់ខ្ញុំដូច្នេះគាត់បានឡើងទៅលើដំបូលផ្ទះដោយក្តីរំពឹងវាជារឿងធម្មតាទេសម្រាប់គាត់ក្នុងការណែនាំអ្នកចំណូលថ្មីនៅពេលដែលមិនចាំបាច់បង្ហាញការថ្លែងអំណរគុណពិសេសបន្ទាប់មកឧត្តមសេនីយ៍បានលើកឡើងពីបញ្ហាផ្ទះសម្បែងទោះបីជានីតិហ៊ានយល់ក៏ដោយក៏គាត់ធ្វើពុតជាមិនយល់ដែរលោកម្ចាស់ផ្ទះអ្នកពិតជាបានដាក់ចិត្តដាក់កាយធ្វើរឿងនោះមែនប៉ុន្តែគាត់នៅតែរក្សាក្តីសង្ឃឹមបន្តិចបន្តួចធ្វើពុតជាក្អកដើម្បីឆ្លងកាត់មូលពពានបាត់ដោយមិននឹកស្មានដល់ឧត្តមសេនីយ៍បានលាតត្រដាងអត្តសញ្ញាណរបស់គាត់ថាជាម្ចាស់ដីមេបញ្ជាការបានពន្យល់យ៉ាងប្រញាប់ប្រញាល់ថាវាគ្រាន់តែដោយសារតែគាត់មិនបានអនុញ្ញាតឲ្យគាត់ចូលទៅក្នុងស្ថានភាពល្អឥតខ្ចោះតាំងពីដំបូងមកប៉ុណ្ណោះអារម្មណ៍មានកំហុសបាននាំឲ្យខ្ញុំផ្ដល់បរិយាកាសរស់នៅល្អខ្ញុំគ្មានគំនិតផ្សេងទៀតទេទោះជាយ៉ាងណាក៏ដោយឧត្តមសេនីយ៍មិនត្រឹមតែមានសំណាងអាក្រក់ប៉ុណ្ណោះទេផ្ទុយទៅវិញគាត់ជឿថាគឺជាគាត់ដែលបានបំផង់តម្លៃអាផាតមិនដើមរបស់គាត់គ្មានកន្លែងណាត្រូវទៅបន្ទាប់មកនាងនឹងធ្វើអ្វីគ្រប់យ៉ាងដែលនាងអាចធ្វើបានដើម្បីចូលទៅក្នុងផ្ទះដែលគាត់បានរៀបចំវាគ្រាន់តែថាពួកគេចូលចិត្តជ្រៀតជ្រែកក្នុងជីវិតអ្នកដទៃធុញហើយគ្រាន់តែលេងសើចជាមួយខ្លួនឯងពាក្យសម្ដីនិងសម្លេងរបស់សេនាប្រមុខវេញយ៉ានគាត់មិនដែលនឹកស្មានថាគាត់ត្រូវបានគេមើលងាយយ៉ាងនេះនៅក្នុងក្រសែភ្នែករបស់ឧត្តមសេនីយ៍នោះទេតើផ្ទះខ្ញុំមិនល្អជាងផ្ទះដែលអ្នកធ្លាប់រស់នៅពីមុន100ដងទេខ្ញុំជាមនុស្សបោកប្រាស់ខ្ញុំមិនចង់រស់នៅក្នុងផ្ទះរបស់ពួកគេទេខ្ញុំនឹងផ្លាស់ចេញនៅយប់នេះបន្ទាប់ពីនិយាយរួចឧត្តមសេនីយ៍ក៏ចាក់ចេញដោយកំហឹងនីតិហ៊ានរូបនោះមានទឹកមុខអស់សង្ឃឹមនៅយប់នោះឧត្តមសេនីយ៍បានទីងវ៉ាលីរបស់គាត់ខ្ញុំបានទៅស្នាក់នៅជាមួយមិត្តល្អបំផុតរបស់ខ្ញុំម្យ៉ាងវិញទៀតនីតិហ៊ានដែលត្រូវគេស្ដីបន្ទោសបានអូសមិត្តភ័ក្តិរបស់គាត់ទៅបារមួយដើម្បីបំបត្តិទុក្ខព្រួយរបស់គាត់ប្រាប់គាត់ពីបញ្ហារបស់អ្នកមិត្តរបស់គាត់បានប្រាប់គាត់ភ្លាមឲ្យផ្លាស់ប្ដូរយុទ្ធសាស្ត្ររបស់គាត់នៅថ្ងៃបន្ទាប់ឧត្តមសេនីយ៍រូបនេះត្រូវបានថ្នាក់ដឹកនាំក្រុមហ៊ុនរបស់គាត់នាំទៅចូលរួមកម្មវិធីសង្គមមួយសហការីរបស់ឧត្តមសេនីយ៍បានជម្រាបជូនសេនាប្រមុខយានយ៉ាងរហ័សអំពីបញ្ហានេះឧត្តមសេនីយ៍បានបញ្ជូនឧត្តមសេនីយ៍ម្នាក់ទៅវ៉ាំបូដើម្បីសុំទោសចំពោះការវាយដំអ្នកថាប្រសិនបើគាត់ប្រឆាំងនឹងឧត្តមសេនីយ៍គាត់អាចនឹងជួបបញ្ហាពេលទទួលបានដំណឹងនោះភ្លាមនីតិហ៊ានក៏ប្រញាប់ប្រញាល់មកភ្លាមដូចជាឧត្តមសេនីយ៍ស្រវឹងកំពុងត្រូវបានគេចាប់រំលោភជាសំណាងល្អនីតិហ៊ានបានមកដល់ទាន់ពេលវេលាសុខសប្បាយជាទេមកផ្ទះជាមួយខ្ញុំលោកយានបិទមាត់គាត់ក៏ត្រូវបានថ្នាក់ដឹកនាំក្រុមហ៊ុនអូសទៅចូលរួមកម្មវិធីសង្គមផងដែរដូចជាក្មេងស្រីស្រវឹងកំពុងត្រូវបានគេចាប់រំលោភនាយកប្រតិបត្តិដ៏មានឥទ្ធិពលបានមកដល់ទាន់ពេលវេលាសុខសប្បាយជាទេមកផ្ទះជាមួយខ្ញុំលោកយានបិទមាត់បន្ទាប់មកពួកគេបាននាំក្មេងស្រីនោះទៅយ៉ាងលឿនសេនាប្រមុខបាននាំឧត្តមសេនីយ៍ទៅកាន់កំពង់ផែដើម្បីស្ងប់ចិត្តនាងបានស្ដីបន្ទោសគាត់ដែលអនុញ្ញាតឲ្យអ្នកដទៃធ្វើបាបនាងបេះដូងរបស់នាងឈឺចាប់ជំនួសគាត់តើខ្ញុំអាចធ្វើអ្វីបាននៅពេលដែលឧត្តមសេនីយ៍មើលទៅហាក់ដូចជាឈឺចាប់ខ្លាំងម្ល៉េះតើខ្ញុំត្រូវបានអនុញ្ញាតឲ្យមិនស្ដាប់បង្គាប់បញ្ជារបស់ម៉ាឈៀងរិនទេបើដូច្នោះហេតុអ្វីបានជាហើយនិយាយថាគាត់ចិត្តណាមិនឆ្លើយខ្ញុំគ្រាន់តែចង់ប្រមានឧត្តមសេនីយ៍កុំឲ្យទុកចិត្តបរិសុទ្ធដោយញីឧត្តមសេនីយ៍បានយល់ច្រឡំគាត់តាំងពីពេលនោះមកប៉ុន្តែគាត់មិនដែលសោកស្ដាយវាឡើយឥឡូវនេះម៉ាសាល់បានធំឡើងជាមនុស្សពេញវ័យហើយគាត់មានអំណាចគ្រប់គ្រាន់វាអាចចាប់បានឧត្តមសេនីយ៍ជាប់លាប់ខ្ញុំបានស្បត់ថានឹងមិនឲ្យគាត់រងទុក្ខវេទនាសូម្បីតែបន្តិចទៀតឡើយនៅពេលនេះឧត្តមសេនីយ៍ដែលនៅតែសន្លប់ក្នុងសភាពស្រវឹងស្រាកំពុងនិយាយថាគាត់ចង់ធ្វើការខ្លាចត្រូវបណ្ដេញចេញពីការងារដោយសារធ្វើខុសនីតិហ៊ានសម្លឹងមើលបរិសុទ្ធល្ងងនោះដោយភ្នែកស្រទន់អ្នកត្រូវបានដំឡើងឋានៈទៅជាមុខតំណែងអចិន្ត្រៃយ៍ខ្ញុំមិនអនុញ្ញាតឲ្យអ្នកចាក់ចេញម្ដងទៀតទេក្រឡេកមើលបូមាត់ឡើងក្រហមបាត់តិចរបស់ឧត្តមសេនីយ៍នីតិហ៊ានមិនអាចជួយអ្វីបានក្រៅពីផ្អៀងចូលមកចិត្តយឺតប៉ុន្តែពេលគាត់ហៀបនឹងថើបនាងឧត្តមសេនីយ៍ភ្ញាក់ឡើងភ្លាមបន្ថយសម្លេងចុះគំនុំចប់ធំអាក្រក់នោះគឺលោកសេនាប្រមុខមកទីនេះក្រឡេកមើលឧត្តមសេនីយ៍ដ៏ស្រស់ស្អាតម្នាក់នេះមេតបបានអបមុខរបស់គាត់យ៉ាងស្រាលនិយាយដោយថ្នមថាខ្ញុំយល់ហើយកូនជីមតូចឲ្យចូលយើងត្រឡប់ទៅផ្ទះវិញឧត្តមសេនីយ៍បានមកក្បាលនាងញឹមយ៉ាងផ្អែមល្ហែមដាក់នីតិហ៊ានស្នាមញឹមនោះបានរលីបេះដូងរបស់គាត់ភ្នែករបស់គាត់ពោពេញដោយក្តីស្រឡាញ់បន្ទាប់មកមេបញ្ជាការបានដឹកនាយឧត្តមសេនីយ៍ទៅផ្ទះដាក់គាត់នៅលើគ្រែដោយថ្នមយ៉ាងណាមិញពេលគាត់បែរខ្លួនចង់ចាក់ចេញឧត្តមសេនីយ៍ស្រាប់
តែលោកដៃទៅចាប់គាត់នីតិហ៊ានបានងាកមើលក្រោយឧត្តមសេនីយ៍នៅតែបិទភ្នែកវាហាក់ដូចជានៅតែដេកលក់ទីបំផុតមេបញ្ជាការមិនអាចទ្រាំទ្រនឹងការរំដោះខ្លួនបានឡើយដូច្នេះនាងបាននៅខាងគាត់ដឹងនៅក្នុងចិត្តរបស់គាត់បុរសម្នាក់និងស្ត្រីម្នាក់នៅម្នាក់ឯងក្នុងបន្ទប់មួយវាជិះមិនរួចទេដែលបញ្ហាដែលមិនចាំបាច់មួយចំនួននឹងកើតឡើងដូច្នេះគាត់បានយកទូរស័ព្ទរបស់គាត់ចេញហើយទូរស័ព្ទទៅលីលីដែលជាមិត្តល្អបំផុតរបស់ឧត្តមសេនីយ៍សូមលោកមេត្តាអញ្ជើញមកមើលថែលោកឧត្តមសេនីយ៍ផងនៅថ្ងៃបន្ទាប់ឧត្តមសេនីយ៍បានភ្ញាក់ពីដំណេកហើយឃើញលីលីនៅក្នុងផ្ទះបាយកំពុងរៀបចំម្ហូបដែលជួយបន្ធូរក្រពះឲ្យគាត់លីលីហេតុអ្វីបានជាអ្នកដែលជាមនុស្សដែលមិនដែលចម្អិនអាហារបានទិញទូទឹកក៏ពេញទៅដោយគ្រឿងផ្សំស្រស់ឧត្តមសេនីយ៍ក៏មើលទៅហាក់ដូចជាងឿងឆ្ងល់ដែរគាត់មិនដែលទិញរបស់ទាំងនេះទេគាត់មិនដឹងថារឿងទាំងអស់នេះត្រូវបានរៀបចំសម្រាប់គាត់ដោយមេបញ្ជាការនោះទេឧត្តមសេនីយ៍រូបនោះត្រូវបានមេតបបញ្ឈប់ភ្លាមពេលគាត់ចូលទៅក្នុងក្រុមហ៊ុនបន្ទាប់ពីមកដល់កន្លែងធ្វើការខ្ញុំបានប្រាប់អ្នករួចហើយនេះជាសមរភូមិមិនមែនជាសារប្រឡងទេមិនមានច្បាប់ច្រើនទេគ្មានអ្នកត្រួតពិនិត្យទេការដោះស្រាយជាមួយនរណាម្នាក់ដូចជាម៉ាថៃគុំចុះចូលឲ្យសោះខ្ញុំដឹងថាច្បាប់ព្រៃត្រូវបានអនុវត្តនៅទីនេះការអត់អន់នឹងធ្វើឲ្យអ្នកដែលធ្វើបាបខ្ញុំមានភាពក្លាហានតែប៉ុណ្ណោះអ្នកដឹងហើយបានបំផុសគំនិតដោយមេតបគាត់បានដើរចូលទៅក្នុងការិយាល័យរបស់ចៅហ្វាយរបស់គាត់ពេលឃើញឧត្តមសេនីយ៍ម៉ាស៊ីវរ៉ានបានស្ដីបន្ទោសគាត់យ៉ាងខ្លាំងដែលមិនបានបម្រើអតិថិជនរបស់គាត់បានល្អកាលពីយប់មិញគាត់ក៏ត្រូវបានគេប្រាប់ឲ្យទៅសុំទោសអតិថិជនជាបន្ទាន់ផងដែរប៉ុន្តែលើនេះដោយសារមេបញ្ជាការកំពុងគាំទ្រគាត់តើឧត្តមសេនីយ៍អាចស្ដាប់គាត់បានដោយរបៀបណាឧត្តមសេនីយ៍បានបដិសេធដោយសុចរិតនិងមើងម៉ាត់ចំពោះសំណើទាំងនោះដែលហួសពីវិសាលភាពនៃកាតព្វកិច្ចធម្មតារបស់គាត់ទោះជាយ៉ាងណាក៏ដោយម៉ាធីវរ៉េនបានប្រើអំណាចរបស់គាត់ដោយមិនខ្មាស់អៀនដើម្បីគៀបសង្កត់មនុស្សសូមឲ្យខ្ញុំប្រាប់អ្នកកុំគិតថាអ្នកអាចគ្រាន់តែពន្យល់ខ្ញុំដោយសារតែមាននរណាម្នាក់គាំទ្រអ្នកនោះទេការងារដែលចៅហ្វាយរបស់អ្នកចាត់តាំងឲ្យអ្នកស្ថិតនៅក្រោមការទទួលខុសត្រូវការងាររបស់អ្នកតើអ្នកបានរវានៅដើមដំបូងទេចេញទៅប្រឈមមុខនឹងជំហរដ៏រឹងមាំរបស់ម៉ាថៃឧត្តមសេនីយ៍លែងលេបកំហឹងរបស់គាត់ដូចមុនទៀតហើយផ្ទុយទៅវិញគាត់បានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះអ្នកថាជាចៅហ្វាយរបស់គាត់ពួកគេមានសិទ្ធិចាត់តាំងការងារឲ្យខ្ញុំក្នុងនាមជាបុគ្គលិកនៅក្នុងនាយកដ្ឋានធនាគារវិនិយោគពួកគេក៏មានសិទ្ធិបដិសេធការរៀបចំការងារដែលមិនសមហេតុផលផងដែរប្រសិនបើអ្នកមានការត្អូញត្អែអំពីអ្វីដែលខ្ញុំបានធ្វើអ្នកអាចដាក់ពាក្យបណ្ដឹងជាមួយក្រុមហ៊ុននិយាយរួចឧត្តមសេនីយ៍ក៏ងាកចេញហើយដើរចេញទៅដោយក្តីរំភើបបុគ្គលិកដែលទើបឡើងឋានៈម្នាក់ហ៊ានជំទាស់នឹងថ្នាក់លើរបស់គាត់ដោយបើកចំហតើលោកម៉ាស៊ីវរ៉ានអាចទ្រាំទ្រនឹងការប្រមាថនេះបានយ៉ាងដូចម្តេចគាត់បានប្រញាប់ចេញពីទ្វារត្រៀមខ្លួនប្រឈមមុខនឹងគាត់ប៉ុន្តែគាត់ទើបតែទៅដល់មាត់ទ្វារមេតបបានរុញទ្វារបើកហើយដើរចូលទៅក្នុងនីតិហ៊ានមិនបានខ្ជិះខ្ជីពាក្យសម្ដីជាមួយគាត់ទេធ្វើការព្រមានដោយផ្ទាល់និងដោយប្រយោលគាត់ត្រូវបានគេប្រាប់កុំឲ្យបង្កបញ្ហាដល់ឧត្តមសេនីយ៍ទៀតបើមិនដូច្នោះទេអ្នកនឹងសោកស្ដាយវាទោះជាយ៉ាងណាក៏ដោយម៉ាស៊ីវរ៉ាននៅតែជាអាចកំបាំងអំពីរឿងនេះគាត់មិនជឿថាមេប៉ូលីសអាចធ្វើអ្វីគាត់បានទេមេបញ្ជាការដឹងក្នុងចិត្តថាមធ្យោបាយតែមួយគត់ដើម្បីដោះស្រាយជាមួយជនល្មើសបែបនេះគឺរើប្រើវិធីសាស្ត្រខុសខើដូច្នេះគាត់បានថតរូបមួយសន្លឹកហើយបោះវានៅលើតុម៉ាស៊ីវរ៉ានបានជួសជុលកាមេរ៉ាហើយសម្លឹងមើលវាបុរសក្នុងរូបថតដែលស្លៀកពាក់សម្លៀកបំពាក់ស្ត្រីសិចស៊ីតាមពិតគឺខ្លួនគាត់ផ្ទាល់ដោយភ្ញាក់ផ្អើលគាត់ក៏ប្រញាប់ដាក់រូបថតទាំងនោះចោលបុរសម្នាក់ដែលត្រឡប់មកផ្ទះវិញពីដំណើរអាជីវកម្មមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដឹងថាកូនជាទីស្រឡាញ់របស់គាត់ត្រូវបានបងប្អូនជីដូនមួយរបស់គាត់រំលោភបំពានលើរាងកាយរបស់គាត់នៅលើម៉ាស៊ីនហាត់ប្រាណដោយកំហឹងខ្លាំងគាត់ក៏ប្រញាប់ទៅអប 1K យ៉ាងណែននេះជារបៀបដែលអ្នកថែរក្សា 1K ក្នុងរយៈពេល2ថ្ងៃកន្លងមកនេះមែនទេបងប្អូនជីដូនមួយរបស់ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងរហូតដល់គាត់បានពន្យល់យ៉ាងរហ័សថាគាត់បានកំណត់ចុះម៉ាស៊ីនរត់ជាមុនរួចហើយវ៉ាងកៃបានរត់ហាត់ប្រាណក្នុងកម្រិតជាក់លាក់មួយម៉ាស៊ីនហាត់ប្រាណនឹងឈប់ដោយស្វ័យប្រវត្តិប៉ុន្តែការពន្យល់នេះមិនបានបំបត្តិកំហឹងរបស់មេតបឡើយអ្នកណាដែលបន្ថែមសាំងទៅក្នុងភ្លើងនឹងត្រូវប្រឈមមុខនឹងការសង្សឹកភ្លាមសូមឲ្យបងប្អូនជីដូនមួយរបស់ខ្ញុំជួបប្រទះអារម្មណ៍នៃការនៅលើម៉ាស៊ីនហាត់ប្រាណជាញឹកញាប់ផងដែរទន្ទឹមនឹងនេះឧត្តមសេនីយ៍ដែលមានចំនួនជាមួយមេតបបានស្នាក់នៅផ្ទះរបស់លីលីជាបណ្ដោះអាសន្នមិត្តរួមបន្ទប់របស់លីលីតែងតែមានអាកប្បកិរិយាចម្លែកវាធ្វើឲ្យគាត់មិនគេងលក់ស្រួលពេញមួយយប់ខ្ញុំហៀបនឹងមានបញ្ហាផ្លូវចិត្តហើយបន្ទាប់ពីពិចារណាយ៉ាងយកចិត្តទុកដាក់ទីបំផុតគាត់ក៏សម្រេចចិត្តផ្លាស់ប្ដូរអ្នកបម្រើក្នុងវាំងរបស់សេនាប្រមុខត្រឡប់ទៅវិញប៉ុន្តែលីលីបានណែនាំគាត់កុំឲ្យចុះចាញ់នឹងមេបញ្ជាការយ៉ាងលឿនបែបនេះនៅថ្ងៃបន្ទាប់ឧត្តមសេនីយ៍បានទៅធ្វើការដោយមានភ្នែកដូចខ្លាឃ្មុំផេនដាមិត្តរួមការងាររបស់គាត់បានធ្វើការនិយាយបែបចំអកនិងបែបចំអកដោយចំអកឲ្យគាត់ចំពោះការខិតខំប្រឹងប្រែងទោះបីជាគាត់ត្រូវបានដំឡើងឋានៈរួចហើយក៏ដោយមិនទុកឱកាសឲ្យអ្នកដទៃទេឧត្តមសេនីយ៍អាចត្រឹមតែញឹមដោយអស់សង្ឃឹមនិងជូរចត់ប៉ុណ្ណោះអ្នកចិត្តខាងព្រៀបដូចជា Grim Reaper អ្នកចិត្តខាងម្នាក់គឺជាអារក្សប៉ុន្តែជាក់ស្ដែងទឹកដីរបស់អារក្សនេះគឺជាកន្លែងដ៏ស្រស់ស្អាតស្ងប់ស្ងាត់និងមានផាសុកភាពដំលៃសំរុំតាប្តីរបស់នាងអាចទៅណាទៀតលោកឧត្តមសេនីយ៍អ្នកមិនអាចបោះបង់ចោលកន្លែងទម្លាក់អីវ៉ាន់ដ៏អស្ចារ្យបែបនេះសម្រាប់តែមួយផ្លេតបានទេបន្ទាប់ពីការតស៊ូផ្ទៃក្នុងដ៏ខ្លាំងក្លាឧត្តមសេនីយ៍បានប្រមូលផ្ដុំភាពផ្លាពីប៉ុន្តែពេលដែលឧត្តមសេនីយ៍ហៀបនឹងនិយាយយ៉ូណាសបានរំខានភ្លាមយ៉ូណាសបានកត់សម្គាល់ឃើញរង្វង់ខ្មៅងឹតរបស់ឧត្តមសេនីយ៍គាត់បានចំអកគាត់ដោយគ្មានមេត្តាចំពោះការមកធ្វើការដើម្បីធ្វើការសម្លាប់រង្គាលសំប៊ីមុខរបស់គាត់ស្ដុយខ្មោចរង្វង់ខ្មៅនៅក្រោមភ្នែកមានទំហំធំជាងភ្នែកគាត់នៅតែស្លៀកសម្លៀកបំពាក់តាមតូបលក់ដូរតាមចិញ្ចើមផ្លូវមេតបបានឃើញថាកម្លាំងវាយប្រហាររបស់យ៉ូណាសខ្លាំងណាស់ខ្ញុំគ្មានជំរឿអ្វីក្រៅពីបញ្ជូនឧត្តមសេនីយ៍ទៅធ្វើការមុនគេទេបន្ទាប់ពីត្រឡប់ទៅការិយាល័យវិញនីតិហ៊ានបានងាកមកមើលក្រៅបង្អួចគាត់បានដឹងថាឧត្តមសេនីយ៍កំពុងសម្លឹងមើលការិយាល័យរបស់គាត់ដោយក្តីប្រាថ្នាសេនាប្រមុខបានមើលឃើញគម្រោងតូចមួយរបស់ឧត្តមសេនីយ៍ភ្លាមខ្ញុំដឹងថាគាត់ចង់ត្រឡប់ទៅវិញប៉ុន្តែគាត់ខ្មាស់អៀនពេកមិនហ៊ានសួរបូមាត់របស់មេបញ្ជាការបានរួញឡើងបន្តិចស្នាមញឹមដ៏ស្រទន់មួយបានលេចឡើងនៅលើមុខរបស់គាត់ប៉ុន្តែគាត់ធ្វើពុតជាមើលមិនឃើញភ្នែករបស់ឧត្តមសេនីយ៍មិនដែលចាក់ចេញពីការិយាល័យរបស់សេនាប្រមុខពេញមួយថ្ងៃឡើយខ្ញុំគ្រាន់តែសង្ឃឹមថានឹងរកឱកាសនិយាយចេញមកទីបំផុតដល់ពេលចេញពីធ្វើការហើយមិត្តរួមការងាររបស់បាំងនឹងមានពលឺថ្ងៃបានមកដល់ភោជនីយដ្ឋានហើយឧត្តមសេនីយ៍បានបម្រើអាហារដោយផ្ទាល់រវល់បន្ថែមចានសម្រាប់នីតិហ៊ានមេបញ្ជាការបានសម្លឹងមើលឧត្តមសេនីយ៍នៅពីមុខគាត់ដែលកំពុងប្រព្រឹត្តមិនធម្មតាចិត្តខ្ញុំច្បាស់ដូចកញ្ចក់ប៉ុន្តែខ្ញុំគ្រាន់តែចូលចិត្តលេងសើចនឹងគាត់ខ្ញុំចង់ឲ្យគាត់និយាយវាដោយខ្លួនឯងប្រាប់ខ្ញុំផងតើអ្នកចង់ជួបខ្ញុំពីអ្វីព្រឹកមិញទេតើអ្នកមិនបានរងចាំខ្ញុំបន្ទាប់ពីចេញពីធ្វើការទេវាហាក់ដូចជាខ្ញុំយល់ច្រឡំឃើញទឹកមុខព្រួយបារម្ភរបស់ឧត្តមសេនីយ៍មិនអាចរក្សាទឹកមុខបានបន្ទាប់មកមេតបបានផ្ដល់ផ្លូវឲ្យគាត់បាននិយាយដោយចេតនាថាអាផាតមិនរបស់គាត់ទេអស់រយៈពេលយូរមកហើយបើអ្នកមិនជួបវាទេខ្ញុំនឹងជួបវាទៅអ្នកផ្សេងដោយមិននឹកស្មានដល់ឧត្តមសេនីយ៍មិនត្រឹមតែមិនពេញចិត្តនឹងវានោះទេផ្ទុយទៅវិញពួកគេបានផ្ទុយដោយរឹងរូសថាវាជារដូវកាលឈប់សម្រាកអាផាតមិនរបស់អ្នកពិបាកជួលណាស់ដើម្បីអ្នកជួយខ្ញុំផងខ្ញុំនឹងពិចារណាជួយអ្នកដោះស្រាយបញ្ហានេះទោះជាយ៉ាងណាក៏ដោយសេនាប្រមុខរូបនេះ
ថែមទាំងយកចិត្តទុកដាក់ចំពោះកេរ្តិ៍ឈ្មោះរបស់ខ្លួនច្រើនជាងឧត្តមសេនីយ៍ទៅទៀតដើម្បីបង្ខំឲ្យឧត្តមសេនីយ៍ចុះចូលលោកបានសង្កត់ធ្ងន់ថាអាផាតមិនរបស់លោកមានតម្រូវការខ្ពស់ខណៈពេលកំពុងផ្ញើសារ WeChat ដោយសម្ងាត់ទៅកាន់មិត្តភក្តិម្នាក់គាត់បានសុំឲ្យគាត់ទូរស័ព្ទទៅនិងរៀបចំឈុតឆាកមើលឬជួបផ្ទះមួយរឿងនេះធ្វើឲ្យឧត្តមសេនីយ៍មានការថប់បារម្ភយ៉ាងខ្លាំងរហូតដល់រំណាស់ដូច្នេះខ្ញុំចង់ជួយវាម្ដងទៀតនីសេនាធិការបន្ទាប់ពីសម្រេចគោលដៅរបស់គាត់បានបង្ហាញស្នាមញញឹមដ៏ជោគជ័យនិងពោពេញដោយជ័យជំនះពោពេញដោយភាពផ្អែមល្ហែមនិងសុភមង្គលចាំខ្ញុំផងមិនអីទេចាំខ្ញុំចាំផងមិនអីទេពាក្យសម្ងាត់របស់ខ្ញុំគឺ1 2 3 4 5 5 1 7 8ខ្ញុំមិនជឿអ្នកទេនាយករដ្ឋបាលស្រាប់តែមានអាការៈឈឺពោះខ្លាំងក្នុងពេលប្រជុំក្រោយពីពិនិត្យសុខភាពនៅមន្ទីរពេទ្យវាបានបង្ហាញថាជាជំងឺរលាកខ្នែងពោះវៀនស្រួចស្រាវគ្រូពេទ្យបានប្រាប់គាត់ថាគាត់ត្រូវការវះកាត់ជាបន្ទាន់នាយករដ្ឋបាលដែលមានឥទ្ធិពលរូបនេះខ្លាចការវះកាត់ហើយចង់បានការព្យាបាលបែបអភិរក្សទោះជាយ៉ាងណាក៏ដោយឧត្តមសេនីយ៍បានស្នើឲ្យធ្វើការវះកាត់នៅថ្ងៃនេះប៉ុន្តែគ្រូពេទ្យបាននិយាយថាវានឹងមិនដំណើរការនៅថ្ងៃនេះទេអ្នកត្រូវញ៉ាំអាហារ24ម៉ោងមុនសម្រាប់ការវះកាត់នីតិហ៊ានមានអារម្មណ៍រីករាយយ៉ាងខ្លាំងពេលឮដូចនេះគាត់បានព្យាយាមគេចពីការវះកាត់ប៉ុន្តែត្រូវបានរំខានដោយឧត្តមសេនីយ៍យ៉ាងខុសខើគាត់និយាយថាគាត់ឈឺចាប់តាំងពីម្សិលមិញហើយមិនបានញ៉ាំអ្វីទេទូចឲ្យធ្វើការវះកាត់នៅថ្ងៃនេះយុវជនឲ្យអ្នកមានសំណាងណាស់ប្រពន្ធរបស់អ្នកបានរៀបចំអ្វីគ្រប់យ៉ាងសម្រាប់អូនស្រីរបស់អ្នករួចហើយគួរឲ្យគិតណាស់ខ្ញុំមិនមែនទេហេតុអ្វីមិនអញ្ចឹងនៅពេលនេះនីតិហ៊ានបានមានស្មារតីឡើងវិញភ្លាមគាត់បាននិយាយថាគាត់នឹងធ្វើការវះកាត់ភ្លាមគាត់បានក្រោកឈរឡើងហើយធ្វើពុតជាឲ្យប្រពន្ធគាត់គ្រប់គ្រងគាត់ហាក់ដូចជាវាមិនល្អសម្រាប់ប្រពន្ធគាត់សោះលោកគ្រូពេទ្យតោះយើងទៅពិនិត្យសុខភាពមុនពេលរៀបការឥឡូវនេះមិនអីទេប្រពន្ធខ្ញុំទៅហើយឧត្តមសេនីយ៍ពិតជារកពាក្យនិយាយមិនឃើញទាំងសាច់ទាំងយំដោយពិចារណាថាគាត់ជាអ្នកជំងឺយើងគ្មានជំរឿអ្វីក្រៅពីជួយគាត់រៀបចំសម្រាប់ការវះកាត់នោះទេយ៉ាងណាមិញនៅពេលដែលនីតិហ៊ានបានបដូរសម្លៀកបំពាក់មន្ទីរពេទ្យរបស់គាត់ឃើញនៅទេបន្ទប់វះកាត់ធ្វើឲ្យខ្ញុំមានអារម្មណ៍ធូរស្រាលភ្លាមគាត់បែរខ្លួនហើយរៀបចំរត់គេចខ្លួនប៉ុន្តែគាត់មិនទាន់បានដើរលើសពី2-3ជំហានទេនៅពេលដែលឧត្តមសេនីយ៍ហៅគាត់ឧត្តមសេនីយ៍បានចំអកគាត់ដោយចេតនាថាជាមនុស្សកំសាកតើមន្ត្រីដែលមានការប្រកួតប្រជែងខ្ពស់អាចទប់ទល់នឹងការជំរុញបែបនេះបានយ៉ាងដូចម្តេចធ្វើពុតជាមិនខ្វល់ខ្វាយភ្លាមគាត់អួតអាងហើយអង្គុយចុះលើរទេះរុញបន្ទាប់មកដេកឲ្យបានត្រឹមត្រូវឧត្តមសេនីយ៍បានសម្លឹងមើលរូបរាងកំប្លែងរបស់គាត់ខ្ញុំមានអារម្មណ៍ទាំងឈឺចាប់ក្នុងចិត្តនិងសប្បាយរីករាយវាមិនគួរឲ្យជឿទេដែលប្រធានក្រុមហ៊ុនចុះបញ្ជីដ៏មានអំណាចនិងមានឥទ្ធិពលនេះនឹងខ្លាចការឈឺចាប់យ៉ាងនេះឧត្តមសេនីយ៍ហៀបនឹងនិយាយលួងលោមបុរសដែលមានការប្រុងប្រយ័ត្ននោះប៉ុន្តែមុននឹងគាត់អាចនិយាយបានបន្ទាប់មកមេបញ្ជាការបានចាប់ផ្ដើមពន្យល់ដោយក្តីអាណិតអាសូរអំពីការរៀបចំពិធីបុណ្យសពរបស់គាត់ដោយអង្វរឧត្តមសេនីយ៍ឲ្យមើលថែគាត់ឪពុកម្ដាយនិងឆ្កែរបស់ខ្ញុំគ្រាន់តែត្រូវការវះកាត់យកខ្នែងពោះវៀនចេញបន្តិចបន្តួចប៉ុណ្ណោះគាត់បានធ្វើឲ្យវាស្ដាប់ទៅដូចជាការបែកគ្នារវាងរស់ឬស្លាប់ឧត្តមសេនីយ៍បានរមៀលភ្នែកដោយភាពភ័យរន្ធត់នៅពេលនេះគីលានុបដ្ឋាយិកាបានមករៀបចំខ្លួនសម្រាប់លោក Marshall Khai ចូលទៅក្នុងបន្ទប់វះកាត់នីតិហ៊ានដែលភ័យខ្លាំងក៏ក្រោកអង្គុយភ្លាមខ្ញុំនៅតែចង់និយាយជាមួយឧត្តមសេនីយ៍បន្តទៀតខ្ញុំមានសំណួរមួយទៀតចង់សួរអ្នកតើអ្នកធ្លាប់ស្រឡាញ់ខ្ញុំទេឧត្តមសេនីយ៍លែងអាចទ្រាំទ្រនឹងការរអ៊ូទាំរបស់គាត់បានទៀតហើយគាត់ត្រូវបានគេចងជាប់គាត់បានជំរុញឲ្យគីលានុបដ្ឋាយិកាប្រញាប់រុញគាត់ចូលទៅខាងក្នុងប៉ុន្តែមេបញ្ជាការនៅតែនិយាយម្ដងទៀតថាចាំខ្ញុំផង1ម៉ោងកន្លះក្រោយមកមេបញ្ជាការត្រូវបានរុញចេញយឺតដោយឃើញថាគាត់សន្លប់បាត់ស្មារតីបេះដូងរបស់ឧត្តមសេនីយ៍លោតចូលទៅក្នុងបំពង់របស់គាត់បានសួរយ៉ាងរហ័សអំពីស្ថានភាពរបស់គីលានុបដ្ឋាយិកាវាបង្ហាញថានីតិហ៊ានមានការភ័យខ្លាចខ្លាំងពេកមុនពេលវះកាត់តម្រូវឲ្យប្រើថ្នាំសណ្ដុំទូទៅវាត្រូវចំណាយពេលប្រហែល4ទៅ5ម៉ោងសម្រាប់អ្នកជំងឺដើម្បីភ្ញាក់ពីដំណេកបន្ទាប់ពីការវះកាត់នេះត្រូវបានគេរកឃើញថាទទួលបានជោគជ័យយ៉ាងខ្លាំងទីបំផុតឧត្តមសេនីយ៍បានដកដង្ហើមធំដោយធូរស្រាលឧត្តមសេនីយ៍បាននៅក្បែរមេតបក្នុងបន្ទប់មុនទីពេទ្យបានធ្លាក់ចូលទៅក្នុងដំណេកជ្រៅទីបំផុតនីតិហ៊ានបានភ្ញាក់ឡើងនៅថ្ងៃបន្ទាប់ប៉ុន្តែមនុស្សដំបូងដែលគាត់បានឃើញគឺយ៉ូណាសដែលមានចិត្តស្រឡាញ់គាត់ស្រាប់តែមិនសប្បាយចិត្តឧត្តមសេនីយ៍បានសន្យាថានឹងនៅក្បែរនាងរហូតដល់ការវះកាត់ដូច្នេះនីតិហ៊ានបានបញ្ជាឲ្យជំនួយការរបស់គាត់បញ្ជូនយ៉ូណាសទៅវិញភ្លាមបន្ទាប់មកគាត់បានណែនាំជំនួយការរបស់គាត់ឲ្យហៅឧត្តមសេនីយ៍គាត់បានកុហកហើយនិយាយថាគាត់មានគ្រោះថ្នាក់នៅមន្ទីរពេទ្យឧត្តមសេនីយ៍មានការថប់បារម្ភយ៉ាងខ្លាំងបន្ទាប់ពីទទួលបានទូរស័ព្ទនោះប្រញាប់ប្រញាល់ត្រឡប់ទៅមន្ទីរពេទ្យវិញភ្លាមនីតិហ៊ានបានលាក់ខ្លួននៅម្ខាងហើយសង្កេតមើលដោយសម្ងាត់ឃើញឧត្តមសេនីយ៍ប្រញាប់ប្រញាល់មកដោយទឹកមុខព្រួយបារម្ភគាត់មានអារម្មណ៍រីករាយជាខ្លាំងដេកចុះយ៉ាងលឿននៅលើគ្រែមន្ទីរពេទ្យហើយធ្វើពុតជាដេកលក់ឧត្តមសេនីយ៍បានឃើញការបោកបញ្ឆោតភ្លាមពេលចូលទៅដល់នីតិហ៊ាននៅតែធ្វើពុតជាហៅគាត់ឧត្តមសេនីយ៍បានលើកដៃឡើងដើម្បីវាគាត់មេតបបានលូកដៃទៅបញ្ឈប់គាត់ប៉ុន្តែដោយសារតែបាត់បង់ទល់ឲ្យភាពភ្នែកទាំងពីរសម្លឹងគ្នាភ្លាមនៅចម្ងាយចិត្តបរិយាកាសមិនច្បាស់លាស់មួយបានរីករាលដាលយ៉ាងស្ងប់ស្ងាត់នៅជុំវិញពួកគេឧត្តមសេនីយ៍ដោយខ្មាស់អៀនបានព្យាយាមរត់ចេញប៉ុន្តែមេតបបានកាន់ដៃយ៉ាងណែនហើយមិនព្រមលែងឡើយហេតុអ្វីបានជាអ្នកថតរូបខ្ញុំនោះក៏ព្រោះតែអ្នកកុហកខ្ញុំមុនអ្នកបាននិយាយពេលខ្ញុំភ្ញាក់ពីដំណេកអ្នកនឹងនៅក្បែរខ្ញុំហេតុអ្វីបានជាអ្នកមិននៅទីនេះមិនអីទេបើដូច្នោះយើងស្មើគ្នាឧត្តមសេនីយ៍បានក្រោកឈរឡើងវិញប៉ុន្តែមេតបបានទាញគាត់ចុះវិញហើយខ្ញុំបានដឹងវាតែពេលដែលពួកគេទាំងពីរកាន់តែជិតស្និទ្ធគ្នាអ្នកអាចរត់បានលឿនបែបនេះតើអ្នកបារម្ភពីខ្ញុំទេឧត្តមសេនីយ៍ដែលអាកំបាំងរបស់គាត់ត្រូវបានលាតត្រដាងបានរត់គេចខ្លួនយ៉ាងលឿនខ្ញុំភ័យព្រោះខ្ញុំមិនមានឈាមត្រជាក់ដូចអ្នកខណៈពេលដែលអ្នកណាក៏មានអារម្មណ៍ភ័យដែរលៀនសួយមានអារម្មណ៍រីករាយយ៉ាងខ្លាំងរសៀលនោះនីតិហ៊ានរូបនោះត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យប៉ុន្តែពួកគេបានឆ្លោះប្រកែកគ្នាម្ដងទៀតអំពីការបើកបរទៅផ្ទះសេនាប្រមុខពិតជាមិនចង់ជួបប្រទះនឹងជំនាញបើកបររបស់ឧត្តមសេនីយ៍នោះទេប៉ុន្តែឧត្តមសេនីយ៍រូបនេះមានការព្រួយបារម្ភអំពីសុខភាពរបស់គាត់បានតាំងចិត្តថានឹងបើកបរដោយខ្លួនឯងគាត់ឆក់យកកូនសោរថយន្តភ្លាមមេបញ្ជាការដែលបានបាត់បង់ចន្ទៈក្នុងការរស់នៅតែនៅកន្លែងដដែលអ្នកចង់ស្នាក់នៅផ្ទះខ្ញុំតើស្ថានភាពបែបណាដែលបុរសនិងស្ត្រីនៅលីវពីរនាក់រស់នៅជាមួយគ្នាជំនួយការរបស់នាយកប្រតិបត្តិបានបញ្ឆោតមិត្តស្រីអនឡាញរបស់គាត់ដោយអះអាងថាជានាយកប្រតិបត្តិរស់នៅក្នុងសហគមន៍លំដាប់ខ្ពស់ដោយមិននឹកស្មានដល់មិត្តស្រីរបស់គាត់បានបង្ហាញខ្លួននៅមាត់ទ្វាររបស់គាត់ដោយគ្មានជំរឿផ្សេងទៀតជំនួយការត្រូវសុំជំនួយពីសៀវដែលមានអំណាចខ្លាំងដំបូងឡើយមេបញ្ជាការស្ទាក់ស្ទើរមិនព្រមទេប៉ុន្តែភ្លាមនោះគំនិតដ៏អស្ចារ្យមួយបានកើតឡើងចំពោះគាត់បានអនុញ្ញាតឲ្យជំនួយការរបស់គាត់និងមិត្តស្រីរបស់គាត់រស់នៅក្នុងផ្ទះអ្នកទាំងពីរទើបតែឡើងទៅជាន់លើស្រាប់តែពួកគេបានបុកជាមួយមេកាដែលកំពុងរើរបស់របរនៅឡើយនេះ
នេះជាជំនួយការមេបញ្ជាការរបស់ខ្ញុំសេនាប្រមុខយ៉ានបានឃើញទឹកមុខអង្វររបស់ជំនួយការរបស់គាត់ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់ទោះជាយ៉ាងណាក៏ដោយមនុស្សម្នាក់អាចព្យាយាមធ្វើជាមនុស្សល្អរហូតដល់ទីបញ្ចប់លោកប្រធានាធិបតីស៊ូស្ដីលោកស៊ូអ្វីត្រូវបានខ្ចប់សម្រាប់អ្នកហើយតើអ្នកមានគម្រោងដោះស្រាយរឿងទាំងនេះដោយរបៀបណាបោះវាចោលទៅមិនអីទេលោកស៊ូពេលនោះឧត្តមសេនីយ៍ក៏ត្រឡប់មកវិញគាត់បានសួរមេតបដោយទឹកមុខភ្ញាក់ផ្អើលថាតើអ្នកកំពុងរើទៅណាហើយឬនៅនាយទាហាននោះងឿងឆ្ងល់យ៉ាងខ្លាំងចំពោះសំណួរនោះរហូតដល់គាត់មិនដឹងថាត្រូវឆ្លើយយ៉ាងណាឡើយគាត់បានហៅយ៉ាងរហ័សថាអ្នកចាត់ការទូទៅយ៉ាងសួស្ដីលោកជាងខ្ញុំកំពុងជួយលោកប្រធានាធិបតីស៊ូវិចខ្ចប់របស់គាត់ហាឧត្តមសេនីយ៍យល់ភ្លាមពីទឹកមុខរបស់ស៊ូឆាងខ្ញុំបានណែនាំខ្លួនខ្ញុំយ៉ាងរហ័សបន្ទាប់ពីចាប់ដៃគ្នារួចគាត់ក៏ចាប់ផ្ដើមចំអប់ឲ្យលោកម៉ាសាល់ភ្លាមថាអាហារលោកម៉ាសាល់តូចឥឡូវនេះអ្នកបានបញ្ចប់ការសម្អាតសម្រាប់ប្រធានាធិបតីស៊ូហើយពួកគេនឹងវាកំទេចបន្ទុកខ្ញុំក្នុងពេលបន្តិចទៀតទោះបីជានាយទាហានខឹងយ៉ាងខ្លាំងក៏ដោយគាត់នៅតែញឹមហើយនិយាយថាមិនអីទេគ្មានបញ្ហាទេបន្ទាប់ពីស៊ូឆាងនិងមិត្តស្រីរបស់គាត់បានចូលទៅក្នុងផ្ទះនាយទាហានបានអន់ក្បាលយ៉ាងលឿនហើយពន្យល់គាត់ថាមានមូលហេតុមួយសម្រាប់ហេតុការណ៍នេះសង្គ្រោះបន្ទាន់តាមពិតទៅមេបញ្ជាការបានធ្វើបែបនេះដោយចិត្តណាដោយប្រើលេសថាមិត្តរបស់គាត់បានផ្លាស់ទៅផ្ទះរបស់ឧត្តមសេនីយ៍ខ្ញុំមិនដែលរំពឹងថាឧត្តមសេនីយ៍នឹងធ្វើអ្វីមួយដូចនេះទេតើយើងបុរសម្នាក់និងស្ត្រីម្នាក់នៅលីវម្នាក់នៅតែម្នាក់ឯងក្នុងបន្ទប់ជាមួយគ្នាមានន័យយ៉ាងណាតើការនៅម្នាក់ឯងជាមួយបុរសនិងស្ត្រីមានន័យយ៉ាងណាខ្ញុំមិនយល់ពីអ្វីដែលអ្នកកំពុងនិយាយទេតើយើងបានបញ្ចប់នៅតែម្នាក់ឯងយ៉ាងដូចម្ដេចទាំងបុរសនិងស្ត្រីហេតុអ្វីយើងមិនហៅវាថាបុរសឯកានិងស្ត្រីឯកាគាត់ក៏ជាស្ត្រីដែរមិនអីទេបន្ទាប់មកគាត់បានស្នាក់នៅអ្នកបានចាក់ចេញហើយសេនាប្រមុខដែលមិននឹកស្មានថាឧត្តមសេនីយ៍នឹងមើងម៉ាត់យ៉ាងនេះសោះខ្ញុំគ្មានជំរឿអ្វីក្រៅពីរត់មករកហើយធ្វើពុតជាអាណិតគេនោះទេអ្វីដែលគាត់កំពុងនិយាយគឺពិតជាថាពិភពលោកកំពុងតែរកឆ្កែភាពអសិលធម៌ស៊ូឆាងបានធ្វើការយ៉ាងឧស្សាហ៍ព្យាយាមសម្រាប់ខ្ញុំអស់រយៈពេលជាច្រើនឆ្នាំគាត់បានសុំជំនួយពីខ្ញុំហើយបានឲ្យខ្ញុំខ្ចីផ្ទះនោះដោយមិនសម្លឹងមើលអ្វីឡើយនេះហៅថាការតបស្នងគុណមិនដូចមនុស្សមួយចំនួនទេខ្ញុំបានជួយពួកគេច្រើនណាស់នៅកន្លែងធ្វើការប៉ុន្តែមុនពេលគាត់អាចនិយាយចប់ឧត្តមសេនីយ៍បានរំខានគាត់គឺអ្នកអាចមានផ្ទះនេះបានខាងសាងខ្ញុំនឹងទៅដំឡើងវាមែនទេនេះមិនមែនជាលទ្ធផលដែលមេបញ្ជាការចង់បានទេតើមានប្រយោជន៍អ្វីបើគាត់ចូលមកវិញបើគាត់ចាក់ចេញដូច្នេះមេតបក៏ធ្វើពុតជាមានរបួសភ្លាមហើយមេតបនៅក្បែរគាត់ក៏ភ្ញាក់ផ្អើលអ្នកនិយាយថាខ្ញុំជាមនុស្សឈឺប្រសិនបើអ្នកត្រូវទៅបន្ទប់ទឹកនៅពាក់កណ្ដាលអាធ្រាត្រមុខរបួសបានបើកឡើងវិញឈាមច្បាស់ជាបានប្រឡាក់នៅនឹងកន្លែងឈាមបានហូរដោយទន្លេពាក្យសម្ដីរបស់មេបញ្ជាការកាន់តែមិនសមហេតុផលនោះជាទង្វើคล้ายៗមួយឧត្តមសេនីយ៍បានលាតត្រដាងគាត់ដោយផ្ទាល់គាត់មិនគួរធ្វើពុតទេខ្ញុំបានសួរគាត់ថាតើគាត់មានគម្រោងស្នាក់នៅផ្ទះខ្ញុំពេញមួយថ្ងៃហើយមិនចាក់ចេញទេហើយថាគាត់នឹងទៅណាខ្ញុំចង់បានសន្តិភាពនិងស្ងប់ស្ងាត់ខ្លះតើជាងជានរណានៅយប់នោះប្អូនស្រីរបស់អ្នកបានឃើញគូស្នេហ៍វ័យក្មេងនៅក្បែរនោះបង្ហាញក្តីស្រឡាញ់ដោយមិនខ្វល់ពីអ្វីទាំងអស់តើអ្នកកំពុងធ្វើអ្វីសៀវយានហេតុអ្វីបានជាអ្នកកាច់សាហាវម្លេះតើមាននរណាម្នាក់ធ្វើឲ្យអ្នកខឹងទេលុះដល់ពេលនោះហើយដែលមេបញ្ជាការស្រាប់តែនឹកគាត់មិនអាចជួយអ្វីបានក្រៅពីដកដង្ហើមធំដោយការច្រណែនមេបញ្ជាការមានការពេញចិត្តយ៉ាងខ្លាំងចំពោះខ្លួនឯងបន្ទាប់ពីត្រឡប់មកបន្ទប់វិញឧត្តមសេនីយ៍បានប្រាប់មេបញ្ជាការឲ្យទៅបន្ទប់របស់គាត់ដរាបណាពាក្យទាំងនេះចេញពីមាត់របស់គាត់ភ្នែករបស់មេបញ្ជាការបានបើកធំភ្លាមខ្ញុំពិតជាមើលស្រាលអ្វីដែលបុរសម្នាក់នេះកំពុងធ្វើហេតុអ្វីបានជាអ្នកស្រាប់តែខ្លាចជាមនុស្សល្អបែបនេះព្រោះវាធ្វើឲ្យខ្ញុំងុយគេងមុនពេលខ្ញុំផ្លាស់ប្ដូរចិត្តប្រញាប់ឡើងខ្ញុំនឹងទៅហើយនាយទាហានទើបតែទៅដល់ទ្វារបន្ទប់គេងពេលគាត់បែរខ្លួនត្រឡប់មកវិញតើវាអាចទៅរួចទេដែលមានអ្វីមួយដែលមានដាច់កូននៅលើក្រែអ្នកទៅខ្ញុំទៅដោយខ្លាចថាឧត្តមសេនីយ៍អាចនឹងផ្លាស់ប្ដូរចិត្តនាយទាហានបានប្រញាប់ប្រញាល់ចូលទៅក្នុងបន្ទប់គេងមួយជំហានពួកគេថែមទាំងបានចាក់សោទ្វារដោយចិត្តណាទៀតផងឧត្តមសេនីយ៍បានខឹងភ្លាមចាក់សោទ្វារខ្ញុំជាស្ត្រីម្នាក់ទោះបីជាខ្ញុំជាមនុស្សស្រីក៏ដោយយល់ព្រមខ្ញុំមិនខឹងនឹងអ្នកទេអ្នកមិនបានញុះញង់ចៅហ្វាយធំរបស់អ្នកទេការខឹងនឹងធ្វើឲ្យអ្នកអាក្រក់ការខឹងនឹងធ្វើឲ្យអ្នកចាស់លឿនជាងមុននាយទាហាននៅពីក្រោយទ្វារដោយមិនខឹងឡើយបានញឹមតិចតើអ្នកបានសង្ឃឹមដោយសម្ងាត់ថាគម្រោងរបស់អ្នកនឹងទទួលបានជោគជ័យដែរឬទេនេះជាលើកដំបូងហើយដែលគាត់ធ្លាប់ដេកលើក្រែរបស់ឧត្តមសេនីយ៍ខ្ញុំរំភើបខ្លាំងណាស់គេងមិនលក់ស្ដេចជីមតូចដោយក្រែរបស់ដាវមួយសន្ទុះក្រោយមកគាត់បានរើសយកគូបរូបិកម្ដងទៀតហើយចាប់ដើមលេងវាដោយមិននឹកស្មានដល់នៅពេលដែលគូបរូបិកត្រូវបានដោះស្រាយរូបគំនូររបស់ឧត្តមសេនីយ៍ម្នាក់បានលេចឡើងនៅលើវាគាត់លែងអាចទប់ទល់បានទៀតហើយបានដើរទៅបន្ទប់ទទួលភ្ញៀវឧត្តមសេនីយ៍បានដេកលក់យ៉ាងលឿននៅលើសាឡុងរួចហើយគាត់មិនអាចជួយអ្វីបានក្រៅពីអង្គុយចុះឡើយហើយខ្សក់ដ៏ស្រស់ស្អាតរបស់ឧត្តមសេនីយ៍ក្នុងបិទចម្ងាយរវាងអ្នកទាំងពីរយឺតពួកគេស្ទើរតែថាប់គ្នាបរិយាកាសពិតជាមិនច្បាស់លាស់ខ្លាំងណាស់នៅពេលនោះជាសំណាងល្អមេបញ្ជាការរូបនេះគឺជាសុភាពបុរសដោយទប់ស្កាត់ស្មារតីរបស់ខ្លួនគាត់ក៏ថយក្រោយយឺតបន្ទាប់មកគាត់បានគ្រប់ដណ្ដប់ឧត្តមសេនីយ៍ដោយភួយមួយដោយគិតគាត់មិនអាចជួយអ្វីបានក្រៅពីប៉ះច្រមុះរបស់ឧត្តមសេនីយ៍ថ្នាំម្ដងទៀតលុះដល់ពេលនិយាយលាហើយពួកគេក៏ចាក់ចេញដោយស្ទាក់ស្ទើរបន្ទាប់ពីនាយទាហានបានដើរចេញទៅឧត្តមសេនីយ៍តែងតែដកដង្ហើមធំរំលឹកឡើងវិញនៅសកម្មភាពរបស់មេបញ្ជាការនាពេលនេះខ្ញុំមិនអាចទប់សំណើចបានទេប៉ុន្តែសើចដោយរីករាយរ៉ាឌីថ្មីកំពុងផ្ដល់សញ្ញាហើយគ្មានភាពខ្មាស់អៀនឡើយវាកាន់កាប់ពាក់កណ្ដាលនៃផ្ទះរបស់ខ្ញុំសាឡុងប្រើពេលពាក់កណ្ដាលនៃកន្លែងរបស់ខ្ញុំហើយបន្ទប់ទទួលភ្ញៀវប្រើពេលពាក់កណ្ដាលនៃកន្លែងរបស់ខ្ញុំវាក៏កាន់កាប់ពាក់កណ្ដាលនៃបន្ទប់គេងរបស់ខ្ញុំផងដែរវានៅតែយកពាក់កណ្ដាលនៃទូខោអាវរបស់ខ្ញុំហេតុអ្វីខ្ញុំគួរក្មេងស្រីនោះដែលសុបិនឃើញមនុស្សដែលនាងលួចស្រឡាញ់កំពុងញ៉ាំអាហារពេលល្ងាចជាមួយនារីម្នាក់ទៀតពោពេញដោយការភ្ញាក់ផ្អើលដប់ទឹកខ្មេះត្រូវបានគូភ្លាមខ្ញុំសង្ឃឹមថាខ្ញុំអាចបោះសម្លៀកបំពាក់បុរសទាំងអស់ចេញពីទូបានប៉ុន្តែពេលគាត់លូកដៃចេញភ្លាមប្រអប់អាត់កំបាំងមួយបានលេចចេញពីទូខោអាវភ្លាមហើយលេចចេញមកជំរុញដោយការចង់ដឹងចង់ឃើញឧត្តមសេនីយ៍បានលើកគម្របប្រអប់យឺតរូបថតជាច្រើនសន្លឹកនិងគូបរូបិកមួយបានលេចចេញមករូបថតខាងលើនេះគឺជារូបភាពរបស់ខ្ញុំជាមួយកូនឆ្កែរបស់ខ្ញុំពីវិទ្យាល័យការចងចាំរបស់ខ្ញុំបានវិលត្រឡប់មកវិញភ្លាមនៅពេលដែលខ្ញុំបានជួយសង្គ្រោះឆ្កែវង្វេងជាមួយលោក Marshall វាបង្ហាញថាមេបញ្ជាការបានថតឈុតនេះដោយសម្ងាត់ឧត្តមសេនីយ៍ពោពេញដោយការមិនជឿនាយទាហានរូបនេះបានរក្សាទុករូបថតមួយសន្លឹកតាំងពី10ឆ្នាំមុនរហូតដល់សពថ្ងៃ
វាដែលធ្វើឲ្យគាត់ភ្ញាក់ផ្អើលថែមទៀតនោះគឺវាងកៃជាឆ្កែចិញ្ចឹមដែលនីតិហ៊ានចិញ្ចឹមនៅក្បែរគាត់ឥឡូវនេះគឺជាឆ្កែវង្វេងដូចគ្នាដែលពួកគេបានជួយសង្គ្រោះកាលពីប៉ុន្មានឆ្នាំមុនបន្ទាប់មកឧត្តមសេនីយ៍បានមើលរូបថតដែលបានរៀបចំយ៉ាងស្អាតនៅក្នុងទន្លេរូបថតនៃការជួបជុំគ្នាបានភ្លឺឡើងម្ដងមួយរូបថតចុងក្រោយដែលមិនទាន់កាត់នៅក្នុងស្តង់ថតរូបធ្វើឲ្យគាត់ស្រឡាំងកាំងភ្លាមវាជារូបថតដំបូងរបស់គាត់ជាមួយនីតិហ៊ានគាត់ត្រូវបាននីតិហ៊ានអូសទៅថតរូបការគិតអំពីរឿងទាំងនេះកំហឹងរបស់ឧត្តមសេនីយ៍បានរលាយបាត់ភ្លាមស្នាមញញឹមដ៏រីករាយមួយបានរាលដាលពីពេញមុខរបស់ខ្ញុំដោយមិនដឹងខ្លួនបន្ទាប់មកគាត់បានរកឃើញប្រឡោមលោកមួយនៅក្នុងទន្លេដែលមានចំណងជើងថាឧបកណ្ដាលជីវិតនៃភាពផ្អែមល្ហែមពាក់កណ្ដាលជីវិតនៃទុក្ខព្រួយឧត្តមសេនីយ៍ស្រាប់តែនឹកឃើញថាគាត់នឹងមេតបធ្លាប់ឆ្លោះប្រកែកនេះយ៉ាងខ្លាំងអំពីសៀវភៅនេះកាលពួកគេនៅរៀនថ្នាក់មធ្យមសិក្សានៅទីបំផុតគាត់បានហែកសៀវភៅនោះជាពីរដោយមិននឹកស្មានដល់នីតិហ៊ានមិនត្រឹមតែបិទសៀវភៅនោះជាប់គ្នាវិញទេខ្ញុំនៅតែឲ្យតម្លៃវារហូតមកដល់សប្តាហ៍ថ្ងៃនេះអ្វីដែលធ្វើឲ្យគាត់ភ្ញាក់ផ្អើលថែមទៀតនោះគឺថាមានសម្បត្តិមួយនៅក្នុងប្រអប់នោះពេលខ្ញុំវាចេញបង្ហាញសេចក្តីព្រៀងសុនទ្រព្យថានឹងសម្បត្តិស្នេហាពីសម័យខ្ញុំនៅវិទ្យាល័យគាត់មិនអាចជឿថាមេតបបានរក្សាទុករបស់ទាំងនេះទេនៅតែមិនទាន់ជាសេះស្បើយពីការភ្ញាក់ផ្អើលនៅឡើយទេបន្ទាប់មកឧត្តមសេនីយ៍បានរកឃើញសម្បត្តិដូចគ្នាមួយទៀតនៅខាងក្រោមបំផុតនៃប្រអប់នេះជាអត្ថបទដ៏គួរឲ្យសោកស្ដាយមួយដែលត្រូវបានសរសេរដោយមេតបនៅយប់មុនពេលគាត់ទៅសិក្សានៅបរទេសពាក្យសម្ដីទាំងនោះពោពេញទៅដោយការព្រួយបារម្ភនិងការស្ទាក់ស្ទើរក្នុងការចែកផ្លូវជាមួយគាត់ឧត្តមសេនីយ៍ដែលតែងតែលួចលាក់លួចស្រឡាញ់គេទីបំផុតបានដឹងថាមេបញ្ជាការរូបនេះបានស្រឡាញ់គាត់តាំងពីវិទ្យាល័យមកម្លេះភ្លាមនោះគាត់នឹកឃើញពីអ្វីដែលមេតបបាននិយាយកាលពីពេលថ្មីនេះថានោះហៅថាស្នេហាដែលមិនតបស្នងអ្នកដឹងទេនិយាយឲ្យចំទៅវាត្រូវបានគេហៅថាស្នេហាដែលមិនបានតបស្នងនិយាយឲ្យត្រង់ទៅវាជាភាពកំសាកខ្ញុំគ្រាន់តែខ្លាចថាបើខ្ញុំប្រាប់ពួកគេខ្ញុំនឹងមិនអាចនៅជាមិត្តនឹងពួកគេបានទៀតទេរំលឹកឡើងវិញនៅការយកចិត្តទុកដាក់យ៉ាងយកចិត្តទុកដាក់របស់មេបញ្ជាការចំពោះនាងបន្ទាប់ពីការជួបជុំគ្នារបស់ពួកគេវាបង្ហាញថាមេតបតែងតែបង្ហាញពីសេចក្តីស្រឡាញ់របស់គាត់តាមរយៈសកម្មភាពរបស់គាត់ខ្ញុំគ្រាន់តែធ្វេសប្រហែសពេកមិនអាចកត់សម្គាល់បានកាន់សម្បត្តិស្នេហានៅក្នុងដៃខ្ញុំឧត្តមសេនីយ៍មានការរំជួលចិត្តយ៉ាងខ្លាំងចំពោះភាពស្មោះរងរបស់មេតបនាងក៏បានដឹងយ៉ាងច្បាស់ថានាងបានលងស្នេហ៍នឹងមនុស្សម្នាក់ទៀតរួចទៅហើយគាត់លែងចង់រងចាំទៀតហើយគាត់បានប្រញាប់ចេញពីផ្ទះភ្លាមដើម្បីរកឃើញមីប៉ុស្តិ៍ដែលកំពុងចេញទៅជួបជុំគ្នានៅខាងក្រៅនៅម្ខាងទៀតបន្ទាប់ពីបានបញ្ចប់ការជួបជុំសង្គមរបស់គាត់រួចមេបញ្ជាការរូបនេះក៏មានគម្រោងសារភាពអារម្មណ៍របស់គាត់ជាផ្លូវការទៅកាន់ឧត្តមសេនីយ៍ដែលគាត់បានកោតសរសើរដោយសម្ងាត់អស់រយៈពេលជាច្រើនឆ្នាំក្នុងអំឡុងពេលព្រឹកធ្លាក់លើកដំបូងដ៏រ៉ូមែនទិកនេះគាត់បានចុចទូរស័ព្ទរបស់ឧត្តមសេនីយ៍ម្ដងហើយម្ដងទៀតភ្លាមនោះគាត់បានឃើញឧត្តមសេនីយ៍កំពុងរត់មករកគាត់ពីចម្ងាយមិនឆ្ងាយប៉ុន្មានក្រោមពន្លឺភ្លើងពណ៌ចម្រុះនៅជាន់ក្រោមផ្ទះរបស់ខ្ញុំព្រឹកដំបូងបានធ្លាក់មកក្នុងសភាពអ៊ូអរមនោសញ្ចេតនាត្រូវបានបែងចែកជាជួរពេញលេញត្រជាក់ណាស់រត់ចេញមកធ្វើពីនៅទីនេះខ្ញុំកំពុងស្វែងរកអ្នកសុំទោសខ្ញុំត្រឡប់មកវិញយឺតខ្ញុំមិនចង់រងចាំទៀតទេឧត្តមសេនីយ៍បាននិយាយទាំងភ្នែករបស់គាត់ហូរចេញដោយទឹកភ្នែកដោយដឹងថាឧត្តមសេនីយ៍រូបនេះមានអាឡែស៊ីទឹកភ្នែកលៀនសួយបានយកដៃបិទភ្នែករបស់គាត់ក្នុងភ្លាមគាត់ដើរទៅជិតនាងយឺតហើយថើបនាងយ៉ាងស្រទន់ទីបំផុតអ្នកទាំងពីរបានរកឃើញចំណងដ៏ផ្អែមល្ហែមរបស់ពួកគេនៅក្នុងពូជសាសន៍នេះបន្ទាប់ពីត្រឡប់មកផ្ទះវិញឧត្តមសេនីយ៍គ្រាន់តែទាញក្រវ៉ាត់របស់គាត់ដូច្នេះមេតបត្រូវបានគេទាញចូលទៅក្នុងបន្ទប់គេងពេលអារម្មណ៍របស់ពួកគេកាន់តែជ្រាលជ្រៅអ្នកទាំងពីរបានកាន់ដៃគ្នាយ៉ាងណែនអាចធ្វើជាមេតបសម្រាប់បុរសប៉ុន្តែគាត់បានសួរសំណួរដែលមិនសមរម្យមួយដែលគ្មានបុរសណាម្នាក់នឹងសួរនៅពេលនោះទេមិនអីទេឧត្តមសេនីយ៍ឆ្លើយដោយខ្មាស់អៀនទៅកាន់មេតបនៅពេលនេះមេតបមិនអាចពន្លត់ភ្លើងក្នុងចិត្តរបស់គាត់បានទៀតទេគាត់បានថាឧត្តមសេនីយ៍ដោយផ្ទាល់កុំចាក់ចេញពីខ្ញុំម្ដងទៀតក្នុងមួយជីវិតនេះពេលលើបែបនេះឧត្តមសេនីយ៍ញឹមដោយពេញចិត្តបន្ទាប់មកគាត់បានបែរខ្លួនចុះហើយសង្កត់មេបញ្ជាការឲ្យនៅពីក្រោមគាត់កាលបើគ្មានអ្នកណាត្រូវបានអនុញ្ញាតឲ្យរត់គេចខ្លួនឡើយនៅថ្ងៃបន្ទាប់ឧត្តមសេនីយ៍បានភ្ញាក់ពីដំណេកហើយឃើញមេបញ្ជាការកំពុងសម្លឹងមើលគាត់មានអារម្មណ៍ខ្មាស់អៀននិងខ្មាស់អៀននីតិហ៊ានយល់ពីអារម្មណ៍របស់គាត់ខ្ញុំបានគិតដល់ចំណុចមួយគឺក្រោកពីដំណេកហើយចេញទៅធ្វើអាហារពេលព្រឹកតើខ្ញុំអាចដូរសម្បត្តិថ្នាក់ទី1របស់ខ្ញុំយកកៅអីរបស់អ្នកបានទេអ្នកមិនលេងសើចទេមែនទេគ្មានរឿងកំ pl ែងទេប្រកបណាស់បុរសល្អហាក់ដូចជាតែងតែជារបស់អ្នកដទៃបុរសម្នាក់នេះបានដោះដូរសម្បត្តិយន្តហោះថ្នាក់ទី1របស់គាត់ដើម្បីយកកៅអីក្បែរមិត្តស្រីរបស់គាត់សម្លឹងមើលឧត្តមសេនីយ៍ដែលកំពុងដេកលក់ដោយថ្នមឃើញក្បាលគាត់ធ្លាក់ឥតឈប់ឈរបន្ទាប់មកនាងបានទាញក្បាលរបស់គេដោយថ្នមឲ្យមកដាក់លើស្មារបស់នាងបន្ទាប់មកគាត់បានបិទភ្នែកយឺតជ្រុំមួយខ្លួនក្នុងបរិយាកាសផ្អែមល្ហែមនៃការបែកគ្នាធ្វើឲ្យក្រេបទឹកឃ្មុំកាន់តែអស្ចារ្យរហូតដល់ការប្រកាសយន្តហោះមកដល់វាត្រូវបានប្រកាសថានៅសល់តែ2នាទីទៀតប៉ុណ្ណោះរហូតដល់ឆ្នាំថ្មីនឹងផ្ញើសារជូនពូជនាំថ្មីដល់អ្នកដំណើរទាំងអស់នៅពេលដែលអ្នកបម្រើលើយន្តហោះបានប្រគល់អំណោយឆ្នាំថ្មីដល់មេបញ្ជាការឧត្តមសេនីយ៍ភ្ញាក់ឡើងតែដោយសារសំឡេងប៉ុណ្ណោះសំទោសឧត្តមសេនីយ៍បានបើកភ្នែកដោយភ័យស្លន់ស្លោពេលពិនិត្យមើលឲ្យកាន់តែច្បាស់មនុស្សនៅចំពោះមុខគាត់គឺគ្មាននរណាក្រៅពីសេនាប្រមុខនោះទេភ្ញាក់ផ្អើលខ្លាំងណាស់ខ្ញុំមិនអាចនិយាយបានមួយសន្ទុះសម្រាប់គាត់នេះពិតជាអំណោយដ៏ល្អបំផុតដែលខ្ញុំបានទទួលសម្រាប់ឆ្នាំថ្មីតើអ្នកកំពុងធ្វើអ្វីនៅទីនេះខ្ញុំនឹកអ្នកណាស់ថ្ងៃទី4ខែឧសភា321បាតចាស់សកណ្ដឹងឆ្នាំថ្មីបានបន្លឺឡើងសេនាប្រមុខមិនអាចជួយអ្វីបានក្រៅពីធ្វើឲ្យឧត្តមសេនីយ៍ស្ងប់ចិត្តឡើយមួយសន្ទុះក្រោយមកឧត្តមសេនីយ៍និងមេតបបានចុះពីលើយន្តហោះទោះជាយ៉ាងណាក៏ដោយអ្នកបើកបរសេវាហៅតាក់ស៊ីបានរារាំងគាត់ដោយសារតែជើងហោះហើររបស់គាត់ត្រូវបានពន្យាពេលនេះឧត្តមសេនីយ៍ព្រួយបារម្ភអំពីសុវត្ថិភាពរបស់ឧត្តមសេនីយ៍គាត់បានសួរគាត់ដោយមើងម៉ាត់ថាតើមានអ្វីកើតឡើងប្រសិនបើខ្ញុំមិនបានមកយប់នេះតើអ្នកមានគម្រោងយកឡានរបស់មនុស្សចម្លែកទៅផ្ទះតែម្នាក់ឯងទេទោះជាយ៉ាងណាក៏ដោយឧត្តមសេនីយ៍រូបនេះមានអារម្មណ៍ថាសេវាកម្មហៅរថយន្តជិះពីវេទិកាស្របច្បាប់មិនបង្កគ្រោះថ្នាក់អ្វីនោះទេនិងមិនមានគ្រោះថ្នាក់ទេអ្នកកំពុងឈរឲ្យនរណាម្នាក់ក្រោកពីដំណេកនៅពេលយប់តែម្នាក់ឯងអ្នកគ្មានខួរក្បាលទេតើអ្នកមើលព័ត៌មានទេតើអ្នកកំពុងនិយាយអ្វីអំពីខ្ញុំតាមពិតទៅមេបញ្ជាការបានស្ដីបន្ទោសឧត្តមសេនីយ៍ពីព្រោះគាត់ព្រួយបារម្ភខ្លាំងពេកទោះជាយ៉ាងណាក៏ដោយឧត្តមសេនីយ៍រូបនេះបានអះអាងថាគាត់បានទិញជើងហោះហើរចុងក្រោយបង្អស់ដើម្បីឲ្យគាត់អាចចំណាយពេលយប់ចូលឆ្នាំថ្មីជាមួយគាត់មេបញ្ជាការដឹងថាស្គល់នៃបញ្ហាគឺស្ថិតនៅលើគាត់បន្ទាប់មកគាត់ឈប់ឆ្លុះជាមួយឧត្តមសេនីយ៍គាត់បានប្រើប្រាស់បណ្ដាញដ៏ធំទូលាយរបស់គាត់ដើម្បីធ្វើការហៅទូរស័ព្ទនិងរៀបចំឲ្យមានឡានមួយដើម្បីទៅទទួលពួកគេអ្នកទាំងពីរកំពុងងឿងឆ្ងល់ពេលកំពុងរងចាំឡានគ្មានអ្នកណាយកចិត្តទុកដាក់ចំពោះអ្នកណាទេប៉ុន្តែខ្យល់ត្រជាក់
បានមកដល់ឧត្តមសេនីយ៍ត្រជាក់ខ្លាំងរហូតដល់ញ័រខ្លួននីតិហ៊ានរូបនោះមានអារម្មណ៍សោកសៅពេលឃើញរឿងនេះគាត់ប្រញាប់ទៅខាងឧត្តមសេនីយ៍ដោះអាវធំចេញហើយគ្រប់ពីលើគាត់បន្ទាប់មកនាងបានអបគាត់យ៉ាងណែនឧត្តមសេនីយ៍នៅតែរឹងរូបព្យាយាមរំដោះខ្លួនហើយមិនរើចេញអ្នកខឹងហើយខ្ញុំស្វែងរកភាពកក់ក្ដៅរបស់ខ្ញុំពាក្យសម្ដីរបស់មេតបថាកុំឲ្យអ្នកណាជ្រៀតជ្រែកជាមួយអ្នកណាឡើយបានធ្វើឲ្យឧត្តមសេនីយ៍ញឹមភ្លាមដោយក្តីរីករាយគាត់ដឹងក្នុងចិត្តថាមេតបមានអណ្ដាតមុតស្រួចប៉ុន្តែមានចិត្តទន់ភ្លន់អ្នកទាំងពីរបានអបគ្នាយ៉ាងណារីករាយនឹងភាពកក់ក្ដៅរបស់គ្នាទៅវិញទៅមកនៅថ្ងៃបន្ទាប់អ្នកទាំងពីរបានទៅជួបម្ដាយរបស់ឧត្តមសេនីយ៍តាមការព្រមព្រៀងគ្នាសូមឲ្យខ្ញុំប្រាប់អ្នកគួរតែប្រព្រឹត្តខ្លួនឲ្យបានល្អពេលអ្នកជួបម៉ាក់ខ្ញុំពេលក្រោយអ្នកអាចសម្រាប់បានដោយទំនុកចិត្តខ្ញុំបានដាក់គ្រឹះដ៏ល្អតាំងពីក្មេងជាមួយនឹងរូបរាងរបស់ខ្ញុំសង្ហាណាស់ហើយមានវត្តមានដ៏អស្ចារ្យបែបនេះពេលមីងរបស់អ្នកឃើញខ្ញុំពេលក្រោយគាត់ប្រកាសជាស្រឡាញ់ខ្ញុំខ្លាំងណាស់ភ្លេចវាចោលទៅពួកគេមិនដឹងថាមេបញ្ជាការមានទំនុកចិត្តប៉ុណ្ណានៅពេលនោះទេប៉ុន្តែតើវាមានឥទ្ធិពលប៉ុណ្ណាក្នុងការបង្ហាញថាខុសភ្លាមនោះឧត្តមសេនីយ៍បានឃើញម្ដាយរបស់គាត់នៅចំពោះមុខគាត់ប្រញាប់ទៅអបម្ដាយគាត់យ៉ាងណែនម្ដាយមិនអាចឈប់ញឹមបានទេគាត់បានទាញឧត្តមសេនីយ៍ហើយព្យាយាមចូលទៅក្នុងផ្ទះគាត់មិនបានកត់សម្គាល់ឃើញមេតបនៅក្បែរគាត់ផងមីងជាមន្ត្រីរាជការមែនទេមីងខ្មាស់គេដល់ថ្នាក់អាចជីកយកអាផាតមិន3បន្ទប់គេងដោយម្រាមជើងបានមែនទេគាត់មិនដែលរំពឹងថាការទេកំភ្លៀងនឹងមកដល់ភ្លាមបែបនេះទេឧត្តមសេនីយ៍បានណែនាំមេតបឲ្យម្ដាយរបស់គាត់ស្គាល់យ៉ាងរហ័សដោយនិយាយថាគាត់ជាមិត្តរួមការងាររបស់គាត់ប៉ុន្តែនាងមិនបានប្រាប់សំបីតែមួយម៉ាត់ថាគាត់ជាមិត្តប្រុសរបស់នាងឡើយវាបង្ហាញថាឧត្តមសេនីយ៍និងមេតបបានពិភាក្សាគ្នារួចហើយមុនពេលត្រឡប់ទៅផ្ទះវិញទំនាក់ទំនងនេះអាចត្រូវបានផ្សព្វផ្សាយជាសាធារណៈបានលុះត្រាតែមេបញ្ជាការរូបនេះបានឆ្លងកាត់ការសាកល្បងរបស់ម្ដាយរបស់គាត់នោះហើយជាមូលហេតុដែលឧត្តមសេនីយ៍បានប្រាប់ម្ដាយរបស់គាត់ថាគាត់បានត្រឡប់មកវិញជាមួយមិត្តរួមការងាររបស់គាត់ពេលឮថាកូនស្រីរបស់គាត់ចង់នាំមេប៉ូលីសមកស្នាក់នៅផ្ទះរបស់ពួកគេពី3ថ្ងៃម្ដាយដោយមិនបានដឹងពីទំនាក់ទំនងរវាងអ្នកទាំងពីរក៏មានអារម្មណ៍មិនពេញចិត្តបន្តិចប៉ុន្តែខ្ញុំនៅតែអញ្ជើញគាត់ចូលក្នុងផ្ទះដោយគួរសមនេះធ្វើឲ្យឧត្តមសេនីយ៍សប្បាយចិត្តខ្ញុំមិនអាចជួយអ្វីបានក្រៅពីទូរស័ព្ទទៅលោកមេតបអ្នកណាថាគេនឹងស្រឡាញ់គេភ្លាមពេលជួបនរណាម្នាក់មកគេមិនជឿចាប់ទេនោះគ្រាន់តែបង្ហាញថាមីងមិនមែនជាមនុស្សស្រពេចស្រពិលដែលវិនិច្ឆ័យមនុស្សតែតាមរូបរាងរបស់ពួកគេនោះទេខ្ញុំបានប្រាប់អ្នកគ្រប់យ៉ាងរួចហើយមេតបបានដឹងច្បាស់ណាស់ថាទោះបីជាអ្នកសង្ហាប៉ុណ្ណាក៏ដោយវានឹងមិនទទួលបានការយល់ព្រមពីម្ដាយក្មេកនាពេលអនាគតរបស់អ្នកឡើយគាត់ចាប់ផ្ដើមធ្វើពុតជាឈួតពេលគាត់ចូលទៅក្នុងផ្ទះភ្លាមដឹកជញ្ជូនអំណោយដែលបានរៀបចំយ៉ាងប្រុងប្រយ័ត្នយ៉ាងឆាប់រហ័សគាត់បន្តសរសើរម្ដាយរបស់ជាងថាគាត់នៅក្មេងស្រស់ស្អាតនិងមានចរិតល្អគាត់និយាយថាគាត់មើលទៅដូចប្អូនស្រីរបស់ឧត្តមសេនីយ៍ម្ដាយរបស់ជាងញឹមដោយក្តីរីករាយចំពោះការសរសើរនេះក្រោយមកម្ដាយរបស់ជាងបានដឹងថាមេតបរូបនេះបានក្លាយជាមន្ត្រីជាន់ខ្ពស់តាំងពីនៅក្មេងខ្ចីម្លេះជាងមូស្រាប់តែមានអារម្មណ៍រំភើបពួកគេគ្រាន់តែសរសើរមេបញ្ជាការចំពោះទេពកោសល្យរបស់គាត់ប៉ុណ្ណោះលោកក៏បានថ្លែងអំណរគុណដល់លោកសម្រាប់ការមើលថែឧត្តមសេនីយ៍នៅទីក្រុងសៀងហៃផងដែរជាងមូហៀបនឹងទៅទិញគ្រឿងទេសនិងចម្អិនអាហារស្រាប់តែមន្ត្រីផ្សេងទៀតបានស្នើជួយទៅទិញគ្រឿងទេសជាមួយម្ដាយជាងមិនយូរប៉ុន្មាននីតិហ៊ានបានត្រឡប់មកពីទិញគ្រឿងទេសជាមួយម្ដាយរបស់ជាងវិញខ្ញុំបានជួបមិត្តភក្តិរបស់ម្ដាយរបស់ជាងភ្លាមនៅពេលដែលខ្ញុំចុះដល់ជាន់ក្រោមមីងបានឡំពាត់គាត់ដូចជាពួកគេបានឃើញតារាល្បីម្នាក់ដោយសរសើរថាមន្ត្រីនោះសង្ហាប៉ុណ្ណានៅពេលសួរថាតើសេនាប្រមុខជាមិត្តប្រុសរបស់ឧត្តមសេនីយ៍ឬអត់មេបញ្ជាការដែលមិនអាចបង្ហាញពីការត្អូញត្អែររបស់គាត់បានអាចបដិសេធវាបានតែសម្រាប់ពេលបច្ចុប្បន្នប៉ុណ្ណោះទឹកមុខរបស់ម្ដាយរបស់ជាងបានក្លាយជាមិនអាចទីទុកជាមុនបានបន្ទាប់ពីនិយាយលាមិត្តខ្ញុំរួចម្ដាយរបស់ជាងមិនអាចជួយអ្វីបានក្រៅពីសុំឲ្យមន្ត្រីប៉ូលីសបញ្ជាក់ពីទំនាក់ទំនងរបស់គាត់ជាមួយកូនស្រីរបស់គាត់ប៉ុន្តែមេតបនៅតែបដិសេធយ៉ាងប្រញាប់ប្រញាល់រងចាំរហូតដល់ពួកគេទាំង3មានចម្លើយនៅក្នុងចិត្តរួចហើយពេលដែលបរិយាកាសមានភាពចុះសម្រុងគ្នាម្ដាយរបស់ជាងស្រាប់តែនិយាយអំពីមនុស្សដែលបានលួចសាត្រាស្លឹករឹតសុនត្រកថារបស់ឧត្តមសេនីយ៍នៅពេលនោះនីតិហ៊ានបានឮសំឡេងម្ដាយរបស់ជាងបង្ហាញការអាក់អន់ចិត្តដោយដឹងថាការពិតមិនអាចលាក់បាំងបានទៀតទេគាត់ក៏លុតជង្គង់ចុះភ្លាមតើអ្នកកំពុងធ្វើអ្វីក្រោកឡើងឲ្យលឿនមីងខ្ញុំត្រូវសារភាពអ្វីមួយទៅកាន់អ្នកដែលយកគំនិតរបស់ឧត្តមសេនីយ៍នៅពេលនោះហើយជាខ្ញុំតើវាផ្អែមទេផ្អែមណាស់កំពុងញ៉ាំផ្លែប៉ោមផ្អែមបែបនេះតើអ្នកធ្លាប់គិតចង់មានស្នេហាដ៏ផ្អែមល្ហែមទេតាមពិតទៅខ្ញុំនិងមិត្តស្រីរបស់ខ្ញុំផ្អែមល្ហែមគ្នាណាស់អ្វីអ្នកមានមិត្តស្រីហើយឬនៅបុរសនោះមិនទាន់និយាយចប់ផងគាត់ត្រូវបានរំខានដោយម្ដាយក្មេកនាពេលអនាគតរបស់គាត់យល់ច្រឡំថាបុរសនៅពីមុខគាត់មានមិត្តស្រីម្នាក់ទៀតមុខរបស់គាត់ប្រែជាស្រពោននិងគួរឲ្យខ្លាចភ្លាមដំបងឡើយមេបញ្ជាការរូបនេះមានបំណងសារភាពថាមិត្តស្រីរបស់គាត់ពិតជាកូនស្រីរបស់គាត់គឺឧត្តមសេនីយ៍ប៉ុន្តែម្ដាយរបស់ជាងនៅតែខឹងមិនបានផ្ដល់ឱកាសឲ្យគាត់និយាយទេនាងឆក់យកផ្លែប៉ោមពីដៃគាត់ហើយបែរខ្លួនចេញទៅនីតិហ៊ានរូបនោះមើលទៅដូចជាងឿងឆ្ងល់ទាំងស្រុងមុនពេលដែលមេតបអាចដឹងច្បាស់ពីមូលហេតុដែលគាត់បានធ្វើយម្ដាយជាងខឹងម្ដាយរបស់ជាងបានយកចានអខ្វក់មួយគំនោមកដោយកំហឹងហើយបញ្ជាឲ្យគាត់លាងចានទាំងនោះតើខ្ញុំបានធ្វើអ្វីដើម្បីសំនឹងទទួលបានរឿងនេះអ្វីដែលខ្ញុំបានធ្វើគឺគ្រាន់តែណាត់ជួបជាមួយហូបខ្ញុំលាងចានខ្ញុំក៏ផឹកស្រាដែរនេះជាកូនប្រសាដ៏ល្អឥតខ្ចោះម្នាក់យ៉ាងណាមិញនេះជាលើកដំបូងហើយដែលគាត់បានទៅលេងឲ្យទាំងស្រុងនេះធ្វើឲ្យម្ដាយយើងរើខឹងសម្បាគាត់ឆក់យកទូរស័ព្ទពីដៃឧត្តមសេនីយ៍គាត់ត្រូវបានគេសួរថាតើគាត់ដឹងឬអត់ថាមេបញ្ជាការរូបនេះមានមិត្តស្រីរួចហើយឧត្តមសេនីយ៍ជឿថាទំនាក់ទំនងរបស់ពួកគេត្រូវបានលាតត្រដាងបន្ទាប់មកគាត់ក៏អ៊ូតមយល់ព្រមរឿងនេះធ្វើឲ្យម្ដាយរបស់យើងកាន់តែខឹងសម្បាគាត់ត្រូវបានចោទប្រកាន់ពីបទនាំបុរសម្នាក់ដែលមានមិត្តស្រីមកផ្ទះលោកក៏ត្រូវបានបញ្ជាឲ្យបញ្ជូនមេតបចេញទៅភ្លាមដែរពេលដែលមេបញ្ជាការយ៉ាងជេលីដែលហត់នឿយខ្លាំងបានអង្គុយចុះឧត្តមសេនីយ៍បានយកទឹកក្តៅមកឲ្យគាត់ដោយគិតគាត់បានសួរដោយស្រទន់ថាតើគាត់ទើបតែនិយាយអ្វីទៅកាន់ម្ដាយរបស់គាត់តើអ្នកអាចធ្វើឲ្យម្ដាយរបស់អ្នកខឹងយ៉ាងខ្លាំងហើយបន្ទាប់មកអនុញ្ញាតឲ្យគាត់បណ្ដេញអ្នកចេញដោយរបៀបណាមេបញ្ជាការមានអារម្មណ៍ធ្លាក់ទឹកចិត្តយ៉ាងខ្លាំងគាត់បានរៀបរាប់លម្អិតអំពីរបៀបដែលម្ដាយរបស់គាត់គឺលោកជាងបានបម្រើផ្លែប៉ោមមួយផ្លែឲ្យគាត់មុនពេលគាត់អាចនិយាយចប់ម្ដាយរបស់ជាងស្រាប់តែលេចមុខមកហើយរៀបចំឲ្យគាត់ដេកលើសាឡុងបន្ទប់ទទួលភ្ញៀវឧត្តមសេនីយ៍ចង់ផ្ដល់បន្ទប់របស់គាត់ទៅឲ្យសេនាប្រមុខម្ដាយរបស់ជាងបាននិយាយថាបន្ទប់របស់ក្មេងស្រីមិនគួរទុកឲ្យនរណាម្នាក់គេងតែម្នាក់ឯងនោះទេមេបញ្ជាការគិតថាអ្វីដែលម្ដាយរបស់ជាងនិយាយគឺសមហេតុផលខ្ញុំគិតថាការគេងលើសាឡុងគឺល្អនីតិហ៊ានដឹងក្នុងចិត្តថាម្ដាយរបស់
ជាងចេតនាធ្វើឲ្យគាត់ពិបាកចិត្តខ្ញុំអាចលួងចិត្តខ្លួនឯងបានតែថាម្ដាយក្មេករបស់ខ្ញុំតែងតែត្រឹមត្រូវជានិច្ចមេបញ្ជាការត្រជាក់ខ្លាំងណាស់នៅពេលយប់ដែលគាត់មិនអាចគេងលក់បានហើយបន្តកណ្ដាស់នៅពេលនេះឧត្តមសេនីយ៍ដោយមានអារម្មណ៍សោកស្ដាយចំពោះមេបញ្ជាការក៏បានហើយមិនព្រមលែងគាត់ដោយញីឡើយនាងថែមទាំងធ្វើពុតជាគួរឲ្យស្រឡាញ់ហើយសូមឲ្យគាត់ជួយកម្ដៅភួយទៀតផងឧត្តមសេនីយ៍ខ្លាចម្ដាយរបស់គាត់ចេញមកដឹងប៉ុន្តែនាយទាហានបានត្អូញត្អែហើយនិយាយថាគាត់នឹកគាត់បរោះដែលដឹងពីរបៀបធ្វើខ្លួនឲ្យមានមន្តស្នេហ៍ពិតជាមានសំណាងណាស់ឧត្តមសេនីយ៍បាននិយាយថាគាត់ស្អប់វាប៉ុន្តែរាងកាយរបស់នាងបានក្បត់នាងហើយនាងបានកប់ខ្លួននៅក្រោមភួយដូច្នេះហើយពួកគេទាំងពីរនាក់បានរបាច់គ្នានៅលើសាឡុងតូចចង្អៀតហើយគេងលក់ស្រួលពេញមួយយប់នាឡិការ៉ោតបានរត់នៅម៉ោង 4 ព្រឹកអ្នកទាំងពីរត្រូវបានភ្ញាក់ឡើងវាបង្ហាញថាឧត្តមសេនីយ៍ឆ្លាតវៃរូបនេះបានកំណត់នាឡិការ៉ោតដោយចេតនាដើម្បីកុំឲ្យម្ដាយរបស់គាត់ដែលភ្ញាក់ពីព្រលឹមដឹងខ្ញុំចង់លួចត្រឡប់ទៅបន្ទប់បានជ្រៀតជ្រែកក្នុងទំនាក់ទំនងរបស់មេបញ្ជាការគាត់បានស្ដីបន្ទោសកូនស្រីរបស់គាត់ថារឹងរូសគាត់បានណែនាំកូនស្រីរបស់គាត់យ៉ាងម៉ឺងម៉ាត់ឲ្យងាកចេញពីផ្លូវខុសកុំឲ្យមេតបជាគ្រោះមហន្តរាយដ៏ធំនេះបំផ្លាញជីវិតរបស់អ្នកឲ្យសោះប៉ុន្តែប្រឈមមុខនឹងការកាត់ក្តីជាសាធារណៈភ្លាមនេះនីសេនាធិការនិងនីឧត្តមសេនីយ៍បានញឹមដាក់គ្នាភ្នែករបស់គាត់ពោពេញដោយការតាំងចិត្តនិងសេចក្តីស្រឡាញ់ម្រាមដៃរបស់ពួកគេត្រូវបានភ្ជាប់គ្នាបន្ទាប់មកដោយមានអារម្មណ៍ស្មោះត្រង់និងអាឡារិកខ្ញុំបានសារភាពប្រាប់មីងរបស់ខ្ញុំជន់ជាមិត្តស្រីរបស់ខ្ញុំប្រយោគមួយនោះបានជំរះការយល់ច្រឡំទាំងអស់ពីមុនភ្លាមម៉ាក់បានប្រែក្លាយទៅជាមហាក្សត្រីរឿងភ្លាមតើអ្នកធ្វើពុតជាដើរក្នុងដំណេកណីណាតើវាណីណាតើខ្ញុំដើរក្នុងដំណេកមែនទេជាមួយក្បាលជាពីរក្បាលជា3ក្បាលព្រឹកព្រលឹមថ្ងៃបន្ទាប់ម្ដាយក្មេកដែលមានបំណងខ្លាយជាម្ដាយដែលបានរើសអើងរឿងគ្រប់យ៉ាងនៅយប់មុនបានបដូរទៅជាម្ដាយភ្លាមម្ដាយបានក្រោកពីព្រលឹមហើយចំអិនពិធីជប់លៀងអធិរាជហ៊ានម៉ាន់ជូដោយផ្ទាល់សម្រាប់សេនាប្រមុខនីទាហានបានឡើងដល់ចំណុចកំពូលនៃជីវិតរបស់គាត់